ok nó ngay đọc đi mình chủ đầu cả sầm bài riêng xong nhà đọc nhà chui subscribe mà channel mình đặt một phong mà giờ mình cầm lại chất nòng cả sầm bài để mà to tiền កំពុងតែស្នាក់នៅជាមួយនឹង P Rona ហើយហ្នឹងហើយបើ admin ហៅឈ្មោះ P Rona រៀនខអីសូមអភ័យទោសផង Soro របស់យើងក៏បាននិយាយថាមិនល្អនោះទេគាត់កំពុងតែចាក់ចេញជាប្រញាប់ចំណែក P Rona នាងក៏បានស្វែងរក Soro របស់យើងហើយអំឡុងពេលដែលនាងស្វែងរកហ្នឹងនាងក៏បានហោះផងអីផងស្រែករក Soro អីអញ្ចឹងទៅនាងក៏បានកលេចថយក្រោយក៏បានសម័យទៅកាន់អតីតកាលបន្តិចប្រហែលជារយៈពេលប្រហែលម៉ោងកន្លងទៅចំណែក Soro របស់យើងកាលហ្នឹងគឺកំពុងតែរត់ពេញអាកន្លែងវិហាររបស់គេហ្នឹងឯង Soro រត់បណ្ដើស្រែកបណ្ដើអីអញ្ចឹងទៅហើយគាត់ក៏បាននិយាយថាដឹងជាសំណងអាគីក្បាញ់យកស្អីទេអាផ្លូវអញ្ញាញ៉ៃរោផ្លូវចេញមិនឃើញសោះចំណែកភេរណានាងក៏បាននិយាយដែរថាតើនាងកំពុងតែធ្វើអ្វីបន្តហើយ Soro របស់យើងរោដល់បន្ទប់ទឹករោដល់ខាងក្រៅអីអញ្ចឹងទៅដែលភេរណានាងមិនបានខ្វាយខ្វល់ជាមួយនឹង Soro នោះទេចំណែក Soro រត់អស់រយៈពេលប្រហែលជា2ថ្ងៃទៅហើយយីចេះតែមានហើយនាងឯនេះវិញមិនបានខត់ជាមួយនឹង Soro ទេសុខចិត្តឲ្យ Soro នឹងរត់ទៅណាក៏រត់ Soro នឹងរត់តតែមួយចាំងមុខជាមួយនឹង Pirona តែម្ដងហើយដល់ពេលហ្នឹង Soro របស់យើងនឹងក៏បានផ្អើលថយក្រោយដោយបាននិយាយជេរទៅកាន់នាងថែមទៀតថាហេតុអ្វីនាងមកនៅទីនេះហើយនាងគឺជាអ្នកបរិភោគDivine Fruit នឹងមែនហើយនាងនឹងក៏បានខឹងជាមួយនឹងសម្ដីរបស់ Soro និយាយតែប៉ុណ្្នឹងសោះហ្នឹងខឹងដែរចេះតែមានហើយតែគេជាស្រីស្អាតអីចឹងទៅ Soro នឹងក៏បានខឹងទៅវិញដែរស្រែកថាឲ្យស្ងាត់មាត់នាងនឹងលេងសើចជាមួយនឹងគាត់នឹងពេកហើយលេងតទៅគាត់នឹងរបួសពេញខ្លួននឹងឯងនឹងខ្លាំងមែនទែនហើយមុននឹងដល់វគ្គហ្នឹងតាមក៏ពិតអវគ្គមុនដែលឯងនឹងបានសម្ដែងគឺម្នាក់ស្រីនឹងដែលជា Pirona ហ្នឹងនាងក៏បានធ្វើបាបទៅកាន់ Soro ហ្នឹងក៏មិនចេះតិចនោះដែរដែល Soro របស់យើងនឹងខឹងចង់ចាក់ចេញពីទីហ្នឹងនាងក៏បានក្រៀមក្រំលើនាងបាននិយាយថាតើនាងអាចកែតសែនហ្នឹងដោយរបៀបណា Soro បានស្រែកថាបិទនាងទៅនាងច្មក់អើយនាងឯងនឹងសម្ដែងមែនតើពូកែសម្ដែងណានាងក៏បានលើកមេដៃឡើងថាពិតជាអស្ចារ្យមែន Soro គឺជាអ្នកនិពន្ធហើយអញ្ចឹងនិយាយចេះតែមានហើយ Soro របស់យើងនឹងកាន់តែខឹងទៅកាន់នាងថែមទៀតដោយស្រែកហឹមថ្មិញដាក់ឲ្យនាងថែមទៀតដែលនាងក៏បាននិយាយថាវាយគ្នាទៅ Soro របស់យើងមិនភ្លើទៅវាយជាមួយនាងនោះទេដោយសារតែវាយជាមួយនាងនឹងវាយមិនឈ្នះនាងនោះឡើយដោយសារតែនាងមាន Divine Fruit ណាមួយនាងគឺជា Divine Fruit របស់នាងនឹងបែបខ្មោចមិនដឹងទេអត់មានមិនអាចយល់បានឡើយហើយដល់ពេលហ្នឹង Soro របស់យើងក៏បានរៀបចំសម្លៀកបំពាក់របស់គាត់នឹងដើម្បីចាក់ចេញពីទីហ្នឹងហើយគាត់ក៏បាននិយាយដែរថាគាត់មិនចង់នៅជាមួយនឹងមនុស្សស្រីបែបនេះនោះទេគាត់ចង់ចាក់ចេញហើយមើលតែនាងនឹងដូចជាមិនចង់ខត់ Soro នោះទេដោយនាងបាននិយាយថាចេញទៅមានច្រកចេញផងហ្នឹងចេញតាមច្រកណាទៅបើសិនជាច្រកទាំងអស់ហ្នឹងសិតតែជាច្រកមកវិញនាងបាននិយាយថាចេញទៅដល់ពេលហ្នឹងបងដែរអំឡុងពេលដែលនាងថាគ្មានកន្លែងណាមួយសម្រាប់ Soro ចេញហ្នឹង Soro របស់យើងវិញហ្នឹងគឺបានពុះជញ្ជាំងរត់ចេញទៅបាត់តែម្ដងដែលនាងហ្នឹងភ័យមែនទែនមិនដឹងថា Soro ទៅណាឡើយដែលធ្វើអញ្ចឹងទៅធ្វើឲ្យនាងហ្នឹងនៅតែឯងឯកាបន្តទៀតហើយនាងមកដល់ទីហ្នឹងក៏ដោយសារគូម៉ាផងដែរចំណែក Soro របស់យើងរត់បណ្ដើស្រីបណ្ដើថាតែគាត់នឹងអាចទៅជួប Luffy និងអ្នកទាំងអស់គ្នាដោយរបៀបណាទៅគាត់ក៏បានស្រមៃទៅដល់សមាជិករបស់គាត់ក៏ដូចជាការវាយប្រហាររបស់គូម៉ាមកកាន់ពូគាត់អីហ្នឹងឯង Soro បាននិយាយថាអាចចង្រៃយកឲ្យទៅជួបលើក្រោយគាត់នឹងសំសើអីទាល់តែបានហើយដល់ពេលហ្នឹងផងដែរហ្នឹង Pirona ហ្នឹងនាងនៅតែស្វែងរក Soro ជាមួយនឹងគោលឈើអីអញ្ចឹងទៅហើយខ្មោចរបស់គេហ្នឹងក៏ស្វែងរកទៀតចំណែក Soro របស់យើងហ្នឹងក៏បានរត់ច្រាស់គ្នាជាមួយនឹងខ្មោចហ្នឹងគាត់ក៏បានទៅដល់វិហារមួយកន្លែងទៀតដែលមើលទៅទីហ្នឹងដូចជាផ្ទៃសមុទ្រអញ្ចឹងហើយ Pirona ក៏បានដើរមករក Soro ឃើញតែម្ដងនៅត្រង់ចំណុចមួយហ្នឹងនាងក៏បាននិយាយគ្នាជាមួយនឹង Soro ថាតើនាងអីអស់ចាអីអត់ក៏ប៉ុន្តែ Soro របស់យើងមិនបានខ្វល់ជាមួយនឹងសម្ដីរបស់នាងនោះទេដោយគាត់ខ្វល់តែជាមួយនឹងវិហារមួយហ្នឹងជាមួយនឹងទឹកសមុទ្រអីអញ្ចឹងទៅដែលនាងហ្នឹងក៏បានសម្លឹងមើលទៅកាន់ Soro របស់យើងហ្នឹងក៏បាននិយាយថានាងបានតែពិនិត្យមើលទៅនោះហើយនៅនាងក៏បាននិយាយថាពិនិត្យហើយអំឡុងពេលដែលពួកគេដើរទៅកំពុងតែមានបរិសខ្មៅម្នាក់តាមខ្លំមើលទៅកាន់ពួកគេទាំងពីរហើយដល់ពេលហ្នឹងកំពុងតែមានអ្វីទេកើតឡើងផ្ទុះពេញទៅនឹងដែលនាងហ្នឹងបាននិយាយថានាងហ្នឹងចង់ទៅមើលហើយនាងបាននិយាយថាប្រហែលជាមាននរណាម្នាក់ហ្នឹងកំពុងតែមកទីនាងទៀតហើយមិនមែនត្រឹមតែ Soro នោះទេនាងក៏បានហោះចេញទៅដោយ Soro បាននិយាយថាហើយនាងឯងហ្នឹងកំពុងតែចង់ធ្វើអ្វីហើយលុះបន្តមកទៀតនាងក៏បានលៀនណាត់ទៅកាន់ Soro ថានាងមិនខ្វល់ពី Soro ឡើយដោយសារតែមានមនុស្សដទៃទៀតមកហើយនាងក៏បានហោះចេញទៅជាមួយនឹងទឹកមុខស្នាមញញឹមដ៏ខ្ជូតអីហ្នឹងឯងហើយដល់ពេលដែលនាងបានហោះទៅដល់មុខកន្លែងហ្នឹងហើយហ្នឹងនាងបែរជាមានការភ្ញាក់ផ្អើលទៅវិញដោយសារតែ Soro ទៅដល់ទីហ្នឹងមុននាងទៅទៀត Soro សួរថាតើនាងមកយូរម្ល៉េះហើយនាងវិញហ្នឹងភ័យជាមួយនឹង Soro ថាហេតុអ្វីក៏ Soro មកដល់ទីហ្នឹងលឿនម្ល៉េះចេះតែមានហើយនៅពេលហ្នឹងផងដែរហ្នឹងគឺថាទាស់គ្នាតែទៀតដែលនាងនិយាយថាមិនអាចទៅរួចនោះទេហេតុអ្វីក៏ Soro មកលឿនម្ល៉េះហើយតើមាននរណាម្នាក់នៅទីហ្នឹងអត់
សូរ៉ូរបស់យើងហ្នឹងគឺមិនបានខ្វល់នោះទេដោយសារតែគ្មាននរណាឡើយពួកគេក៏បានដើរទៅមុខទៀតដើម្បីស្វែងរកនៅសំណង់អាគារបាក់បែកអំឡុងពេលហ្នឹងគេក៏បានក៏លេចមើលឃើញថាដើមឈើកំពុងតែត្រូវបានគេកាប់យ៉ាងខ្ទេចខ្ទីអស់ទៅហើយហ្នឹងហើយលុះបន្តមកទៀតហ្នឹងពួកគេនៅតែបន្តដើរទៅមុខក៏ដូចជានិយាយគ្នាហ្នឹងខ្លះក៏ទាស់គ្នាអីអញ្ចឹងទៅលុះបន្តមកសូរ៉ូរបស់យើងហ្នឹងដើរទៅធ្វើទឹកមុខយ៉ាងស្មើហើយនៅពេលហ្នឹងនាងក៏បានសួរថាហេសូរ៉ូមិនគួរណាដើរទៅកន្លែងហ្នឹងនោះទេក៏ប៉ុន្តែសូរ៉ូនៅតែដើរទៅហើយនៅពេលហ្នឹងក៏បានឃើញឈើឆ្កាងមួយយ៉ាងធំមែនទែនឈើឆ្កាងមួយហ្នឹងបានដកចោលដែលបានធ្វើឲ្យអ្នកទាំងពីរថាវាពិតជាចម្លែកមែនទែនហើយដើម្បីវាមកនៅទីហ្នឹងដោយទុកកន្លែងហ្នឹងចោលទៅវិញហើយនៅពេលហ្នឹងភីរ៉ូណានាងក៏បានហោះហើរឡើងទៅមើលទៅលើសូរ៉ូបាននិយាយថានេះហើយអាបុរសម្នាក់នឹងឯងដែលបានដើរតាមយើងពីមុននឹងបន្តិចសូរ៉ូរបស់យើងក៏ដឹងខ្លួនដែរក៏ប៉ុន្តែភីរ៉ូណាវិញគឺមិនដឹងខ្លួនតតែសោះសូរ៉ូរបស់យើងក៏បានត្រូវបានគេវាយប្រហារដាច់មុខអស់បន្តិចសូរ៉ូក៏បាននិយាយដែរថាក្បាច់បាយវាយប្រហាររបស់គេហ្នឹងពិតជាលឿនពិតមែនហើយមើលទៅគាត់ហ្នឹងក៏បានយកដាវរបស់គាត់ហ្នឹងមករងតន់ផងដែរស្ទើរតែបាត់បង់ជីវិតជាមួយនឹងគេវាយប្រហារបាត់ទៅហើយសូរ៉ូបាននិយាយថាស្អីគេលឿនក៏លឿនម្ល៉េះគាត់ស្ទើរតែຕົកមិនតាន់ហើយបរិសុទ្ធខ្មែរហ្នឹងក៏បានដើរចេញមកសូរ៉ូក៏បានទម្លាក់ដាវរបស់គាត់ហ្នឹងដើម្បីបើកការវាយប្រហារចំណែកឯបរិសុទ្ធខ្មែរហ្នឹងមិនមែនមានតែមួយឯណាមានច្រើនយុទ្ធតែមែនតែនសូរ៉ូបាននិយាយថាតើវាមានច្រើនប៉ុណ្ណាទៅហេតុអ្វីក៏ច្រើនម្ល៉េះនៅពេលហ្នឹងគេក៏បានកាត់មកដល់ទឹកដីមួយទៀតគឺ Lazy Boss Island ហើយទឹកដីមួយហ្នឹងគឺយើងដឹងហើយថាមាននរណានៅសមាជិករបស់គេសតតែម្នាក់នោះទេគឺជាប្រុកនឹងឯងគឺកំពុងតែស្ថិតនៅលើកោះមួយហ្នឹងតែម្នាក់ឯងប្រុសគាត់ក៏បានសម័យទៅកាន់រឿងរ៉ាវអតីតកាលដែលគាត់បាននៅជាមួយនឹងសមាជិករបស់គាត់ដូចជាក្រុមមួយចម្បាំងនឹងឯងគាត់ក៏បានដកក្រដាសរបស់គាត់មកហើយគាត់បាននិយាយថាគាត់នឹងជួបអ្នកទាំងអស់គ្នាម្ដងទៀតគាត់ក៏បានដើរចេញទៅក្រៅផ្ទះដើម្បីស្រស់ស្រូបជាមួយនឹងខ្យល់ធម្មជាតិអីចឹងទៅហើយគាត់ក៏បានមើលទៅកាន់ពន្លឺព្រះអាទិត្យថាថ្ងៃនេះពិតជារះបានល្អជាមួយនឹងសំណង់អាគារដ៏កញ្ចាស់នៅទីហ្នឹងចំណែកអ្នកភូមិក៏បានដើរមករាក់ទាក់គាត់ដោយនិយាយគ្នាជាមួយនឹងប្រុសដោយគិតថាប្រុសគឺជាព្រះជាម្ចាស់គឺជាអវតារដែលបានកំណត់មកដូចជាគេនឹងបានបញ្ជូនមកអីចឹងទៅពួកគេក៏មានអំណោយមួយដើម្បីជូនទៅកាន់ប្រុសហើយប្រុសនៅពេលហ្នឹងគាត់ក៏បាននិយាយដែរថាអញ្ចឹងបើកមកតែមានអាហារមែនអ្វីដែលចម្លែកគឺថាក្រាស់របស់ admin ហ្នឹងគឺខ្ជូតមែនតែនគាត់ក៏បានដើរយកអំណោយមួយហ្នឹងទៅឲ្យប្រុសរបស់យើងអាចតែខ្លួនឯងជាឆ្អឹងហ្នឹងក៏បាននិយាយបន្លាចហ្នឹងទៅកាន់ក្រាស់របស់ admin ហើយមើលទៅគាត់ហ្នឹងមិនដឹងជាគាត់និយាយអីនោះទេដែលធ្វើឲ្យក្រាស់របស់ admin ហ្នឹងមុខឡើងក្រហមចេះតែមានឲ្យប្រុសចេះធ្វើបាបចិត្ត admin កើតណាប្រុសទៅមកជុំងុំឆ្កែព្រុសរបៀបហ្នឹងទៀតអញញ៉ៃសម្បើមហើយចំណែកឯអ្នកភូមិម្នាក់វិញក៏បានលិតខុសទៅឲ្យប្រុសមើលមិនដឹងតែគេធ្វើអីនោះទេការបូជារបស់គេចម្លែក admin ក៏ដូចជាវិញដែរហើយលុះបន្តមកទៀតហ្នឹងពួកគេក៏បានចូលទៅស្នាក់នៅឯក្នុងផ្ទះរបស់ពួកគេវិញនិយាយថាអាស្រមទៅគាត់ក៏បាននិយាយអំពីទុក្ខវេទនារបស់ពួកគាត់ហ្នឹងថាមានមនុស្សដទៃទៀតមកធ្វើបាបអ្នកភូមិគាត់ចង់ឲ្យប្រុសហ្នឹងចេញមកទៅជួយប្រុសគឺជាអវតាររបស់ព្រះហើយចំណែកឯក្រាស់របស់ admin ហ្នឹងក៏បានស្រែកមួយទំហឹងថាជួយផងអីចឹងទៅធ្វើបាបបេះដូង admin ទៀតហើយនៅពេលហ្នឹងក៏ឃើញអ្នកដទៃទៀតក៏បានច្បាច់កហ្នឹងទៅកាន់អ្នកភូមិផងដែរអ្នកភូមិទាំងអស់ហ្នឹងក៏បានស្រែកគ្រប់គ្នាតែម្ដងថាផ្ដោះក្មេងស្រីតូចហ្នឹងមកកាន់ពួកគេវិញមកមិនគួរណាចាប់ក្មេងស្រីតូចហ្នឹងនោះទេពួកគេបានស្រែកថាអូយហើយពួកគេក៏បានដើរថយក្រោយឲ្យប្រុសហ្នឹងឈរនៅមុខតែម្នាក់ឯងហើយចំណែកឯអ្នកទាំងអស់ហ្នឹងក៏បានដើរចេញទៅរត់ចេញទៅអីចឹងទៅដែលក្មេងស្រីម្នាក់ហ្នឹងក៏បានស្រែកថាជួយគាត់ផងប្រុសបាននិយាយថាតើគាត់មិនមែនជាអ្នកត្រូវជួយក្មេងស្រីម្នាក់ហ្នឹងហើយដល់ពេលហ្នឹងអ្នកភូមិក៏បាននិយាយថាមែនហើយប្រុសក៏បាននិយាយថាអញ្ចឹងមានតែវិធីមួយនោះទេគាត់ក៏បានចូលទៅក្នុងផ្ទះរបស់គាត់វិញដោយគាត់នឹងកំពុងតែសរសេរបទចម្រៀងតែងតែពុនអីចឹងទៅមិនមែនបទចម្រៀងនោះទេវាគឺជាសាសនាមួយបែបសាសនាព្រាហ្មណ៍អីចឹងទៅដែលប្រុសហ្នឹងក៏បានសរសេរចំណែកអ្នកដទៃទៀតក៏បានលិតខរបស់គេបូជាអីចឹងទៅប្រុសរបស់យើងនៅតែគិតពីសរសេរនឹងឯងគាត់មិនបានខ្វាយខ្វល់ជាមួយនឹងអ្នកដទៃឡើយចំណែកឯព្រះអាទិត្យកំពុងតែរះហ្នឹងអ្នកថតហ្នឹងបើជាថតទៅកាន់កប៉ាល់របស់ Luffy ទៅវិញដែលជាប៊ីកំពុងតែបើកនាវាចររបស់គាត់នៅពេលហ្នឹងផងដែរក្រកក្តាយក៏បាននិយាយថាបើកនាវាស្អីទេបើកយឺតក្រកក្តាយគាត់ក៏បាននិយាយថាមើលទៅគាត់ហ្នឹងដូចជាមិនចង់ចាកចេញពីកង់មួយហ្នឹងគឺដូចជាចង់ចាកចេញទៅដល់កន្លែងសង្គ្រាមហ្នឹងនោះទេជាប៊ីបាននិយាយថាក្រកក្តាយរបស់យើងហ្នឹងក៏បាននិយាយថាកប៉ាល់ណាវីហ្នឹងគឺបានរួមចំណែកទាំងអស់គ្នាតើមិនបាច់ចាំមួយនិយាយអញ្ចឹងរវៃគ្នាតែម្ដង Luffy របស់យើងគ្រាន់តែគោះដៃភ្លាមធ្វើឲ្យពួកគេទាំងពីរស្គប់ហើយពួកគេទាំងពីរគឺមិនបានវាយគ្នានោះទេដោយសារតែ Luffy របស់យើងនៅទីហ្នឹងដែរអញ្ចឹងហើយមិនហ៊ានវាយគ្នាឡើយ Luffy របស់យើងហ្នឹងក៏បានស្រែកថាឈប់ទៅគាត់ក៏បានសម្លឹងមើលទៅកាន់មេឃ Luffy របស់យើងនេះពិតជាខ្លាំងពិតមែន JB ក៏បានស្រែកថា Luffy របស់យើងបានថា
ខ្ញុំនឹងទៅផ្លូវនេះខ្ញុំនឹងជ្រើសរើសផ្លូវនេះដើម្បីទៅជួយបងប្រុសរបស់ខ្ញុំដោយគាត់នឹងបានស្រែកទៅកាន់មេឃថាបងប្រុសសូមរងចាំខ្ញុំទៅចំណែកអ៊ីស្របស់យើងកំពុងតែជាប់នៅកន្លែងឃុំខ្លួនជាមួយនឹងអ្នកយាមកំពុងតែពិនិត្យមើលលីលកាថាដល់ណា admin នឹងសម្រាប់ចាប់ឲ្យលឿនទៅសំឡេងគួរឲ្យធុញអញ្ចឹងហើយសាច់រឿងរបស់យើងចប់ល្មមបាយបាយផ្ដើមសាច់រឿងរបស់យើងជាមួយនឹង East ត្រូវបានឆ្មាំងគុកនឹងដោះខ្នោះសរបស់គាត់ផងដែរនៅពេលដែលគេដោះខ្នោះសរួចហើយនឹងគាត់ដើរមិនដើរគាត់បានគិតទៅកាន់កុមារភាពរបស់គាត់ជាមួយនឹង Luffy កាលពីអតីតកាលគាត់ក៏បានដើរឆ្លងកាត់ជាមួយនឹងសារធំនៃគុកមួយនឹងផងដែរនៅពេលហ្នឹងពួកគេទាំងអស់គ្នាក៏បានដើរទៅដល់ច្រកទ្វារមួយរឿងដែលហួសចិត្តបំផុតហ្នឹងថាបើកច្រកទ្វារហើយកម្មជាដើរគេម៉ែឲ្យមើលឡើងទៅលើចុះលេងចង់ងើបល្មមពីរបស់យើងនឹងដើរមិនដើរគិតមិនដើរថាងើបអញហើយបើកម្មជាដើរម្លឹងតើដើរពេលណាទៅអាចដល់កន្លែងប្រហារជីវិតកាត់មកដល់ខាងក្រៅភូមិភាគខាងត្បូងឯនេះវិញហ្នឹងគេក៏បាននិយាយគ្នាជាមួយនឹងផ្សារលក់ត្រីមិនផ្សារលក់ត្រីទេលក់បន្លែដោយអ្នកលក់បន្លែមួយចំនួនហ្នឹងគាត់អត់មានភ្ញៀវចូលទិញទេអញ្ចឹងហើយហ្នឹងគាត់ក៏បាននិយាយគ្នាអំពីរឿងរ៉ាវរបស់វាយបៀតតែម្ដងនៅពេលហ្នឹងលោកយាយម្នាក់កំពុងតែអង្គុយអានកាសែតអានចូលអានឡើងអានដល់កន្លែងគេរឹតបន្តឹងសន្តិសុខហ្នឹងនៅក្នុង The Navy Headquarter ហ្នឹងឯងពួកអ្នកទាំងអស់ហ្នឹងវារឹតបន្តឹងម្លឹងវាយបៀតចូលមករំដោះមិនបានទៅលោកយាយម្នាក់ហ្នឹងប្រហែលជាខ្សែជាមួយនឹងអ្នក comment នឹងឯងបានជាចង់ឲ្យវាយបៀតមករំដោះអ៊ីសកុំព្រួយបារម្ភពេកលោកយាយអើយអ្នកណាក៏គេដឹងដែរថាវាយបៀតនឹងមករំដោះអ៊ីសនោះឯងកាត់មកដល់ទឹកដីអ៊ីសភ្លូឬក៏អាចនិយាយបានថាខាងកើតភ្លូអេដមីនកុំសូវយល់ដែរហើយលោកបន្តមកទៀតហ្នឹងអ្នកបុរសកសិករម្នាក់ក៏និយាយថាហើយកំពុងតែមានសង្គ្រាមហើយមិនតិចទៀតហ្នឹងនោះវាមិនពិតទេដោយសារតែ20ឆ្នាំមុនហ្នឹងធ្លាប់មានសង្គ្រាមនៅទីស្នាក់ការកណ្ដាលហ្នឹងទៅហើយហ្នឹងបុរសជក់បារីក្បែរហ្នឹងក៏បាននិយាយដែរថាកាលពី20ឆ្នាំមុនដោយសារតែជីគីហ្នឹងគេបានទៅវាយប្រហារនៅទីស្នាក់ការកណ្ដាលហ្នឹងទៅហើយរឿងអីដែលថាវាយបៀតហ្នឹងមិនហ៊ានទៅវាយម្ដងទៀតនោះហើយកុំព្រួយបារម្ភពេករឿងទាំងអស់ហ្នឹងវាគង់តែកើតនោះទេវាគង់តែមកដល់នោះឡើយកាត់មកដល់ទឹកដីភូមិភាគខាងត្បូងឯនេះវិញយើងក៏ឃើញដែរថាព្រិលកំពុងតែធ្លាក់រីឯបុរសម្នាក់កំពុងតែត្រូវបានសង្សារសំបែកហ្នឹងគាត់ក៏បានឈួនទៅហៅព្រិលតែម្ដងនៅពេលហ្នឹងសង្សាររបស់គាត់ហ្នឹងមកលួងគាត់ថាហេបងយើងឆាប់ទៅផ្ទះរបស់យើងវិញទៅឈួតអើយឯងហ្នឹងកុំចាញ់បោកជាមួយនឹងភាពស្រមៃរបស់ឯងអីនាងមិនមកលួងឯងនោះទេចំណែកសាច់រឿងរបស់យើងក៏បានកាត់មកដល់ទឹកដីភូមិភាគខាងលិចឯនេះវិញដែលឃើញថាបុរសម្នាក់កំពុងតែអង្គុយផឹកស្រានៅក្នុងបារតើអ្នកណាទៅដឹងថាកែស្រារបស់គាត់ហ្នឹងអាចនឹងដាក់ទឹកក្រូចឬក៏ដាក់ខារ៉ាបាវអីចឹងទៅថាប៉ែកមួយទៀតទៅឈួហៅព្រិលតែម្នាក់ឯងចំណែកប៉ែកនេះវិញគឺថាផឹកស្រាតែម្នាក់ឯងមិនដឹងកើតអីនោះទេសាច់រឿងរបស់យើងហ្នឹងធន់ជាមួយនឹងប៉ែកហ្នឹងពេកក៏បានបង្វែរមកដល់ទឹកដី Great Line ឯនេះវិញហើយនៅពេលហ្នឹងយើងក៏បានឃើញក្មេងៗជាច្រើនកំពុងតែលេងលោតអន្ទាក់ក៏ដូចជាលោតកៅស៊ូអីចឹងទៅដែលពួកគេលេងបណ្ដើច្រៀងជាមួយនឹងចម្រៀងបណ្ដើភ្ជាប់ជាមួយនឹងឈ្មោះវាយបៀតនឹងឯងចំណែកម្នាក់ស្រីឯនេះវិញហ្នឹងគាត់កំពុងតែអង្គុយអធិដ្ឋានតែម្នាក់ឯងហ្នឹងឲ្យពិភពលោកមួយនឹងមានសេចក្តីសុខសាច់រឿងរបស់យើងហ្នឹងក៏បានបង្វែរមកដល់ The Navy Headquarter ឯនេះវិញម្ដងហើយកន្លែងលក់របស់របររបស់គេឯនេះវិញហ្នឹងឃើញថាបិទគ្រប់តែហាងតែម្ដងមិនមាននរណាបើកនោះឡើយឆ្មាមួយក្បាលឯនេះវិញហ្នឹងកំពុងតែដេញចេញប្លន់ត្រីងៀតក៏ប៉ុន្តែត្រូវបានគេបិទអស់លីងហើយហ្នឹងសាច់រឿងរបស់យើងគេក៏បានបង្វែរទៅលើកោះទឹកដីសៅប៉ាដាឯនេះវិញដែលឃើញថាប្រជាជនជាច្រើនក៏បានជំលះខ្លួនហ្នឹងចេញពី Navy Headquarter ហ្នឹងមកនៅទីហ្នឹងដើម្បីបង្ការសង្គ្រាមមួយហ្នឹងកុំឲ្យគ្រោះថ្នាក់ដល់ប្រជាជនអីអញ្ចឹងទៅពួកគេកំពុងតែបន់ស្រន់អ្នកកសែតកំពុងតែមើលព័ត៌មានមួយហ្នឹងផងដែរមើលទៅអ្នកកសែតរបស់យើងហ្នឹងពិតជាមានញឹកមែនទែនកំពុងតែយកជក់បណ្ដើហ្នឹងគាត់បណ្ដើមើលព័ត៌មានបណ្ដើអីអញ្ចឹងទៅបុរសម្នាក់ហ្នឹងក៏បាននិយាយដែរថាគង់តែវាយបៀតហ្នឹងមកជួយជាមួយនឹង East នឹងឯងសាច់រឿងរបស់យើងក៏បានកាត់មកដល់ទីស្នាក់ការកណ្ដាល Navy Headquarter ផ្ទាល់នៅក្នុងហ្នឹងកាបរបស់យើងក៏បានយកដៃរបស់គាត់ហ្នឹងទះទុកម្ដាយផាំងតែម្ដងគឺធ្វើកាហ្វេកប៉ុកអរលីងគាត់ក៏បាននិយាយបន្ថែមទៀតថាគាត់មានបញ្ហាមួយចំនួនយកមកលើកឡើងនិយាយអីចឹងទៅសាន់ហ្គោគូហ្នឹងគាត់មិនខ្វល់នោះទេដោយគាត់បាននិយាយថាការប្រហារជីវិតមួយនេះគង់តែកើតឡើងហើយគាត់ធ្វើនេះគឺដើម្បីតែសន្តិសុខនៃពិភពលោកមួយចំនួនសេចក្តីសុខនៃពិភពលោកនឹងឯងតាមកាពិតទៅកាបគាត់មិនចង់ឲ្យសាន់គូគូនឹងប្រហែលជីវិតអ៊ីសជាសាធារណៈឡើយកាបរបស់យើងនឹងគាត់ក៏បានដើរចាកចេញពីទីកន្លែងមួយហ្នឹងចំណែកឯសាន់គូគូគាត់ក៏បាននិយាយដែរថាត្រូវតែទទួលយកវាទៅកាបរបស់យើងឯនេះវិញគាត់ក៏បានទម្លាក់ទឹកមុខរបស់គាត់ភ្លាមតែម្ដងដោយគាត់មិនចង់ស្ដាប់ច្រើនទៀតនោះទេកាត់មកដល់ទីស្នាក់ការកណ្ដាល The Navy Headquarter របស់យើងឯនេះវិញឃើញដែរថាមានសំពៅជាច្រើនកំពុងតែចុះចតនៅកំពង់ផែរបស់ពួកគេនីមួយៗទាហានជាច្រើនទៀតក៏កំពុងតែរៀបចំនៅកន្លែងរបស់ពួកគេនឹងឯងកណ្ដុងកំភ្លើងទាំងបានមកហ្នឹងក៏បានរៀបចំទុកជាការស្រេចនាសង្គ្រាមនាពេលខាងមុខនឹងផងដែរតែហ៊ានទាំងអស់ក៏បានរៀបចំខ្លួនចំណែកឯ admin នៅវិញហ្នឹងកំពុងតែមានភ្លៀងធ្លាក់មិនដឹងថាសម្រាប់បានដល់ពេលណានោះទេសង្ឃឹមថាចប់សង្ឃឹមថាសម្រាប់បានចប់មុនមេលភ្លៀងធ្លាក់មកដល់ចោះនៅពេលហ្នឹងផងដែរគេក៏បានបង្ហាញអំពី Warlord ទាំង7ដែលក្នុងនោះមានតែចំនួន5នាក់ប៉ុណ្ណោះបាត់ Warlord 2នាក់ទៀតហើយទី1ហ្នឹងគឺគេបង្ហាញអំពី Kuma ដែលយើងស្គាល់ខ្លះៗមកហើយចំណែកឯអ្នកទី2ហ្នឹងគឺ Chengo Marin ហើយនឹងហើយអ្នកទី3គឺអបិភ្នែកឌឺនិយាយចេះតែមានហើយឈ្មោះថាដានសុំហៅមិនអស់នោះទេដោយសារឈ្មោះវែងពេក
បរិបទទី4គឺជាមីហុកដែលជាអ្នកប្រើប្រាស់ដាវចំណែកអ្នកទី5គឺជាប្រពន្ធរបស់ Luffy នឹងឯងដែលហៅថាប៉ាវហានខុកហើយនៅពេលហ្នឹងអ្នកទាំងអស់គ្នាហ្នឹងពិតជាមានការភ្ញាក់ផ្អើលមែនទែនជាមួយនឹងឧត្តមសេនីយ៍វឹករបស់ពួកគេហ្នឹងបានមកទីហ្នឹងផងដែរដែលធ្វើឲ្យទាហានទាំងអស់ហ្នឹងពិតជាមានការភ្ញាក់ផ្អើលក៏ដូចជាចាប់អារម្មណ៍ទៅកាន់ឧត្តមសេនីយ៍វឹករបស់ពួកគេមែនទែននៅក្នុងព្រឹត្តិការណ៍មួយហ្នឹងហើយអ្វីក៏ពួកគាត់បានជាមកដល់ទីហ្នឹងដែរដោយសារតែព្រឹត្តិការណ៍មួយហ្នឹងគេដឹងស្រេចហើយបុរសទី1មានឈ្មោះថាអាគីជីគូសានបុរសទី2គឺអាខៃនូសាហ្កាស៊ូហ្គីនឹងឯងចំណែកបុរសទី3គឺជាគីសារ៉ូបូសាលីណូហេអេដមីនហៅឈ្មោះរៀងដិតដែរហើយលោកបន្តមកទៀតអ្នកទាំងអស់គ្នាក៏បានស្រែកថាជ័យយកអីចឹងទៅចំណែកអ៊ីសរបស់យើងក៏បានស្រមៃទៅកាន់រឿងរ៉ាវអតីតកាលនៅពីតូចរបស់គាត់ជាមួយនឹង Monkey D Luffy ដែលគាត់បាននិយាយដែរថាគាត់ពិតជាចង់មានសេរីភាពនៅក្នុងការដើរហើរទៅកាន់ទីខាងក្រៅដែលពួកគាត់និយាយហ្នឹងគឺចង់និយាយអំពីសមុទ្រនឹងឯងលោកបន្តមកទៀតហ្នឹងកាត់មកដល់កន្លែងដែលឃើញថាអ៊ីសរបស់យើងដើរចេញទៅចំណែក Luffy នៅកំពុងតែនៅលើកប៉ាល់ឯណេវិញហ្នឹងគាត់ក៏បានសម្លឹងមើលទៅខាងមុខភ្នែករបស់គាត់ហ្នឹងគឺថាសម្លឹងទៅញល់ជាមួយនឹងកាមេរ៉ាអ្នកថតតែម្ដងនឹងហើយនិយាយលេងទេគាត់សម្លឹងហ្នឹងគឺគាត់ឃើញថាច្រកទ្វារនៃភាពយុត្តិធម៌នៃទឹកដីហើយ The Quarter ហ្នឹងកំពុងតែនៅពីមុខរបស់គាត់ក៏បានស្រែកថាឥឡូវនេះគាត់បានឃើញវាហើយនោះគឺច្រកទ្វារហើយនៅពេលហ្នឹងគាត់ក៏បានស្រែកប្រាប់ទៅកាន់ Jimby ថា Jimby ឥឡូវនេះឯងបានមើលឃើញវាអត់ Jimby របស់យើងហ្នឹងក៏បានមើលឃើញហើយលោកបន្តមកទៀតហ្នឹង Jimby គាត់ក៏បានស្រមៃតែម្នាក់ឯង Jimby ហ្នឹងគាត់ក៏បានស្រមៃទៅកាន់មុននឹងបន្តិចដែលឃើញថាតែហ៊ានម្នាក់កំពុងតែនិយាយអំពីរឿងរ៉ាវរបស់ពួកគេអំពីវត្តមានរបស់ពួកគេនរណាខ្លះនៅលើសំពៅមួយហ្នឹងដឹងអំពីពួកគេយ៉ាងច្បាស់តើពួកគេអាចទៅឬអត់ចំណែកកាពីតែនបាគីបានស្រែកថាអ្នកទាំងអស់គ្នាហើយនៅពេលហ្នឹងកូនចៅរបស់គាត់ស្រែកថាកាពីតែនបាគីគាត់ក៏បាននិយាយថាត្រឹមត្រូវហើយពួកឯងនឹងស្រែកបានល្អខ្លាំងណាស់ហើយលូបន្តមកទៀតហ្នឹងបាគីសួរថាចុះស្ដេចនៃ Pirate បន្ទាប់ពីវាយបៀតតើជានរណាទៅពួកគេទាំងអស់គ្នាក៏បានស្រែកថាកាពីតែនបាគីដដែលហ្នឹងបាគីរបស់យើងហ្នឹងសាច់យ៉ាងទឹកមុខហ្នឹងមើលទៅដូចជារៀងខូខើបន្តិចហើយ Luffy គាត់មិនបានខ្វាយខ្វល់ជាមួយនឹងអ្នកទាំងអស់គ្នាដែលបានស្រែកអំពីកាពីតែនបាគីអីឡើយកាត់មកដល់កន្លែងទឹកដីនៃកោះសាប៉ាដាយនៅវិញដែលយើងឃើញថាប្រជាជនដែលបានជំនះខ្លួនកំពុងតែមើលការឡាយមួយហ្នឹងពួកគេក៏បាននិយាយថានោះអ៊ីសកំពុងតែមកហើយអ្នកទាំងអស់គ្នាហើយចំណែកទាហាន Marine ហ្នឹងក៏បានមានការភ្ញាក់ផ្អើលមែនទែនជាមួយនឹងវត្តមានរបស់អ៊ីសប្រហារជីវិតអ៊ីសអីចឹងទៅអ៊ីសរបស់យើងត្រូវបានគេឃុំចង្វាក់ក៏ដូចជាដាក់ចង្វាក់គាត់ហ្នឹងឲ្យជាប់ដើម្បីកុំឲ្យគាត់រត់គេចចំណែកកំបិតទាំងពីរហ្នឹងកំពុងតែភ្ជាប់ទៅកាន់ករបស់អ៊ីសរបស់យើងនឹងឯងនៅពេលហ្នឹងសាន់គូគូក៏បាននិយាយប្រាប់ទៅកាន់កាបថាសូមឲ្យកាបហ្នឹងឈប់គិតខ្វាយខ្វល់អំពីរឿងគ្រប់យ៉ាងទៅហើយនៅពេលហ្នឹងផងដែរគាត់ក៏បានដើរឡើងទៅលើដោយគាត់បានឲ្យកូនចៅរបស់គាត់ហ្នឹងកិច្ចបន្តិចហើយគាត់ក៏បាននិយាយថាឲ្យយកមីក្រូហ្វូនមកនេះគាត់និយាយបន្តិចបន្តួចលុយមែនតាននៅពេលហ្នឹងផងដែរហ្នឹងគាត់ក៏បានយកជាមួយនឹងអាទូរស័ព្ទខ្យល់របស់គាត់ក៏បានប្រកាសទៅកាន់អ្នកទាំងអស់គ្នាថានៅពេលនេះគាត់មានរឿងមួយចំនួនដែលត្រូវប្រាប់ទៅកាន់អ្នកទាំងអស់គ្នាមូកាន់ទាហានជាច្រើនទៀតកំពុងតែចាំស្ដាប់ទៅកាន់គាត់បាននិយាយដែរថាគាត់នឹងប្រាប់រឿងរ៉ាវទាំងអស់ការរបស់យើងឯនេះវិញហ្នឹងគាត់ដឹងរឿងហ្នឹងមុនគាត់ក៏បានមានទឹកមុខហ្នឹងក្លែកចុះលោកយាយម្នាក់ហ្នឹងក៏បានសួរទៅកាន់កាបថាมันមានរឿងអីទេអីកាបក៏បានសាច់មកវិញហើយលោកបន្តមកទៀតហ្នឹងសាន់គូគូក៏បាននិយាយថាសូមឲ្យឯងហ្នឹងប្រាប់ពីឈ្មោះឪពុកអញមកក្រោយពីបានលើគេសួរអញ្ចឹងហើយហ្នឹងអ៊ីសរបស់យើងហ្នឹងគាត់ក៏បានបែរមុខទៅមើលជាមួយនឹងកាពីតែនហ្នឹងតែម្ដងហើយនៅពេលហ្នឹងអ្នកទាំងអស់គ្នាហ្នឹងក៏បាននិយាយថាតើតាក់ទងអីជាមួយនឹងឪពុករបស់អ៊ីសនៅពេលហ្នឹងអ៊ីសបាននិយាយថាឪពុករបស់គាត់គឺជាវាយបៀតគឺជាឪពុករបស់គាត់តែម្នាក់គត់ចំណែកឯសាន់គូគូបាននិយាយថាបើអញ្ចឹងមែនឯងនិយាយមកឯងបើកភ្នែកមកមើលយើងមកក៏ប៉ុន្តែគឺគេមិនហ៊ានបើកភ្នែកទៅមើលជាមួយនឹងអ្នកហ្នឹងនោះទេដោយគាត់បាននិយាយទៅថានៅរឿងរ៉ាវទាំងអស់ហ្នឹងគាត់បានដឹងអស់ទៅហើយតាំងពីម្ដាយរបស់អ៊ីសហ្នឹងក៏គាត់ស្គាល់ដែរគាត់ក៏បាននិយាយរឿងរ៉ាវថាគាត់នៅតែបន្តនិយាយទៀតថាអ៊ីសមានដើមកំណត់អំពីសាវប្លូហើយម្ដាយរបស់គាត់មានឈ្មោះថា Pokes D Rogi ហើយម្ដាយរបស់អ៊ីសហ្នឹងបានផ្ដល់កំណើតឲ្យគាត់ហ្នឹងរយៈពេល20ខែពោះអ៊ីសហ្នឹងឯងអ៊ីសរបស់យើងហ្នឹងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់គេមែនតើសាន់ហ្គូគូហ្នឹងគាត់ក៏បានសួរដែរថាតើរឿងរ៉ាវទាំងអស់ហ្នឹងត្រូវអត់អ៊ីសគាត់ក៏បានបន្ថែមទៀតថាក្រោយពីមួយឆ្នាំនៃរយៈពេល3ខែបន្ទាប់មកទៀតឪពុករបស់គេក៏បានស្លាប់ហើយឪពុករបស់គេហ្នឹងបានស្លាប់ដោយសារតែរឿងរ៉ាវមួយចំនួនហើយគាត់ក៏បាននិយាយបណ្ឌឺដងទៀតថាពិតមែនឬអត់អ៊ីសតើឯងដឹងទេឯងច្បាស់ជាដឹងនៅរឿងរ៉ាវទាំងអស់ហ្នឹងជាមិនខានគ្មាននរណាដឹងក្រៅពីឯងនោះទេការរបស់យើងឯនេះវិញហ្នឹងបានធ្លាក់ទឹកមុខចុះក៏ដូចជាបានស្រមៃទៅកាន់រឿងរ៉ាវដិតកាលដែលគាត់ធ្លាប់និយាយគ្នាជាមួយនឹង Goldie Roger ហើយ Goldie Roger ក៏បានពឹងពាក់គាត់ថាសូមឲ្យកាបហ្នឹងជួយមើលថែរក្សាកូនប្រុសរបស់គាត់ផងអ្នករកគ្នាកំពុងតែចាំស្ដាប់ទៅកាន់ឧត្តមសេនីយ៍វឹករបស់គេដែលនិយាយថាអ៊ីសគឺជាកូននៃស្ដេចចូលសមុទ្រ
ហើយស្ដេចរបស់ចុះសមុទ្រហ្នឹងគឺមានឈ្មោះថា Goldie Roger គ្រាន់តែនិយាយបែបហ្នឹងភ្លាមតែហ៊ានមេរៀនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងអត្តសញ្ញាណរបស់ Is មែនទែន Is របស់យើងមិនមានអ្វីនិយាយតមាត់នឹងគេនោះទេដោយសារតែគ្រប់ម៉ាត់គ្រប់ចំណុចសុទ្ធតែត្រូវអ្នកទាំងអស់គ្នាដែលបានមើល live ហ្នឹងក៏បានថា Is គឺជាដំណក់ឈាមចុងក្រោយរបស់ Goldie Roger មែនអត់ពួកគេទាំងអស់គ្នាក៏បានស្រែកបាញ់ទៅនឹងហើយដោយសារតែពួកគេទាំងអស់គ្នាហ្នឹងដូចជារៀងខ្លាចអ្នកកាសែតម្នាក់ក្រោយពីបានលឺអញ្ចឹងហើយគាត់ពិតជាមានការភ្ញាក់ផ្អើលមែនទែនហើយគាត់បាននិយាយថានេះគឺជាដំណក់ឈាមចុងក្រោយនៃរបស់យើងជាមួយនឹងក្រុមចុះសមុទ្រនៃគុក Imperdon ដែលពួកគេធ្លាក់អំពីសំពៅរបស់ពួកគេពីលើមេនឹងឯងនៅពេលហ្នឹងបាគីបានសួរទៅកាន់ Mr. Sri ថាតើក្រុមហ៊ុនរបស់គេអាចជួយអ្វីទៅកាន់អ្នករាល់គ្នាឬអត់ Mr. Sri បានតបវិញថាឈួតអើយអាណាគេទៅយកក្រុមហ៊ុនប្រើប្រាស់លើមេទេថាហើយថាកុំឲ្យចេះតែឆ្ងល់ជាមួយនឹង Mr. Sri របស់យើងជេរទាំងអស់នឹងឯងហើយលុះបន្តមកទៀតហ្នឹងគឺឃើញតែថាពួកគេក៏បានស្រែកយកអស់មហោធំតែម្ដងកាត់ទៅដល់ពេលអតីតកាលមុនដែលពួកគេធ្លាក់មុននឹងបន្តិចនឹងឯងដែលពួកគេកាលហ្នឹងគឺពួកគេកំពុងតែបោះសំពៅរបស់ពួកគេនៅលើផ្ទៃសមុទ្រហើយនៅពេលហ្នឹងកងទ័ពទាហាន Imperdon ហ្នឹងពួកគេក៏បានកលិចមើលទៅកាន់ក្រោយខ្នងមិនថាតែពួកគេនោះទេសូម្បីតែបាគីក៏កលិចទៅក្រោយខ្នងហ្នឹងមានការភ្ញាក់ផ្អើលមែនតែតាមក៏ពិតទៅពួកគេកំពុងតែភ្ញាក់ផ្អើលជាមួយនឹងរលកទឹកយក្សស៊ូណាមីនឹងឯងសូម្បីតែ Jimby ហ្នឹងកំពុងតែកលិចទៅកាន់ក្រោយ Luffy ក៏បាននិយាយជាមួយនឹង Jimby ថាតើគាត់នឹងអាចរកផ្លូវចាក់ចេញឬអត់ដែល Jimby និយាយថាទោះបីជាយ៉ាងណាក៏ត្រូវតែរកផ្លូវចាក់ចេញពីទីកន្លែងមួយហ្នឹងដែរ Luffy ក៏បាននិយាយបន្តទៀតថាគាត់មិនទាន់ចង់ស្លាប់នៅទីកន្លែងមួយហ្នឹងនោះទេដោយសារតែគាត់មិនទាន់អាចជួយទៅកាន់ Is បានឡើយតើតែជួយ Is សិនទើបគាត់សុខចិត្តស្លាប់ Jimby បាននិយាយបន្តទៀតថាគួរតែទុកចិត្តនឹងមកកាន់គាត់ទៅក៏ប៉ុន្តែអ្នករកគ្នាដទៃទៀតនឹងមិនបានទុកចិត្តទៅកាន់ Jimby ឯណាពួកគេនឹងក៏ភ័យខ្លាចជាមួយនឹងរលាកយក្សមួយនឹងអំឡុងពេលនឹងផងដែរក្រក៏ដែរគាត់ក៏បានមានមតិយោបល់មួយនឹងបញ្ចេញទៅកាន់អ្នករកគ្នាជំរឿដ៏ល្អសម្រាប់អ្នករកគ្នាគួរតែបោះសំពៅរបស់ពួកគេនឹងឡើងទៅលើដីទឹករលកមួយនឹងដូចជាអ្នកជិះស្គីនៅលើក្តារទឹកអីអញ្ចឹងទៅសម្បីតែ Jimby ក៏យល់ព្រមជាមួយនឹងសំណើមួយនឹងផងដែរចំណែកអ្នករកគ្នានៅវិញនឹងដូចជាមិនទុកចិត្តនោះទេប៉ុន្តែ Luffy របស់យើងក៏ត្រៀមចិត្តនៅក្នុងការយកនៅអាទង្វើមួយនឹងក៏ដូចជាព្រឹត្តិការណ៍មួយនឹងទៅហើយសំពៅក៏បានបោះឡើងហើយនៅពេលនឹងផងដែរការបោះឡើងមួយនឹងគឺបានសម្រេចដូចជា Jimby នឹងគាត់បាននិយាយពិតមែនហើយក៏ប៉ុន្តែទឹកទាំងអស់នឹងបែរជាខ្លាចទៅជាទឹកកកភ្លាមតែម្ដងអំឡុងពេលនឹងភ្លាម Luffy របស់យើងក៏បានក្រដាស់ដោយគាត់បាននិយាយដែរថាទៅនៅជុំវិញនឹងកំពុងតែមានរឿងអ្វីកើតឡើងផងដែរអំឡុងពេលនឹងពួកគេក៏បានអើតចុះទៅខាងក្រោមក៏បានឃើញថានៅទីនឹងគឺជាទីទួលទៅវិញគឺឃើញសុទ្ធតែផ្ទាំងទឹកកកចំណែកឯសំពៅរបស់ពួកគេកំពុងតែកកជាមួយនឹងផ្ទាំងទឹកកកនឹងបាត់ទៅហើយ Jimby គាត់ក៏បានឆ្ងល់ថាតើវាមានរឿងអ្វីកើតឡើងទៅលើទឹកទាំងអស់ហ្នឹងបានជាវាកកអញ្ចឹងចំណែកឯក្រខដែរគាត់ក៏បានចុះមើលទៅខាងក្រោមនៅពេលដែលគាត់អើតមើលទៅខាងក្រោមគាត់ក៏បានស្រែកហៅទៅកាន់អ្នកគ្រប់គ្នាអ្នករាល់គ្នាគាត់ក៏បានចុះទៅមើលហើយក៏បានឃើញថាកងទ័ពមេរៀនជាមួយនឹងកងទ័ពរបស់កាពីតែន Whitebeard កំពុងតែប្រយុទ្ធគ្នាហើយឃើញអញ្ចឹងហើយហ្នឹង Jimby ក៏បានដឹងថាទឹកបានកកហ្នឹងគឺដោយសារតែស្នាដៃរបស់ Aokiji នឹងឯងចំណែកឯ Luffy ឯវិញហ្នឹងក៏បានឡើងទៅលើក្បាលសំពៅក៏បាននិយាយថាគាត់ហ្នឹងកំពុងតែមានគំនិតយោបល់មួយតើអ្នកទាំងអស់គ្នាហ្នឹងអាចធ្វើទៅតាមគំនិតយោបល់របស់គាត់បានដែរឬអត់ Luffy មិនទាន់និយាយអីផងហ្នឹងបាគីបែរជានិយាយកាត់ទៅកាន់ Luffy ថាតើឯងហ្នឹងចង់ឲ្យកប៉ាល់មួយហ្នឹងធ្លាក់រុញចុះទៅក្រោមមែនមួយហ្នឹងវាមិនអាចទៅរួចនោះទេដោយសារតែកប៉ាល់មួយហ្នឹងកំពុងតែកកជាមួយនឹងផ្ទាំងទឹកកកបាត់ទៅហើយ Luffy បានស្រែកតទៀតថាកប៉ាល់ហ្នឹងវាពិតជាកកពិតមែនប៉ុន្តែអ្នកទាំងអស់គ្នាកុំភ្លេចថាពួកយើងគួរណាតែសហការគ្នាធ្វើការជាក្រុមដើម្បីឲ្យកប៉ាល់មួយហ្នឹងអាចដំណើរការឡើងវិញបាគីរបស់យើងហ្នឹងត្រូវបានកូនចៅរបស់គាត់ហ្នឹងលើកដំកើងជាខ្លាំងប៉ុន្តែនៅពេលហ្នឹងទូរស័ព្ទរបស់កងទ័ពមេរៀនក៏បានអាលឺតនៅកាត់មុខពួកគេនឹងឯងអាទូរស័ព្ទខ្យល់មួយហ្នឹងវាក៏បានលើកអូតូផងដែរអំឡុងពេលដែលវាលើកអូតូហ្នឹងគេក៏បាននិយាយថានៅពេលហ្នឹងគឺគេកំពុងតែចង់ប្រហារជីវិត Ace ហ្នឹងមុនពេលដែលកំណត់ព្រោះអីដោយសារតែពួកគេទាំងអស់គ្នាកំពុងតែជួបវិបត្តិជាមួយនឹងក្រុមចោះសមុទ្ររបស់ Whitebeard ទៅរំដោះ Ace ហ្នឹងឯង Luffy របស់យើងហ្នឹងគាត់មិនរងចាំទៀតនោះទេគាត់ក៏បានរត់ចេញពីកប៉ាល់មួយហ្នឹងចំណែកឯ Ivankov ក៏បាននិយាយថាគួរតែទៅតាមគំនិតរបស់ Luffy ពួកគេទាំងអស់គ្នាក៏បានលោតចុះពីលើកប៉ាល់នីមួយៗក៏បានលោតជន់ជាមួយនឹងផ្ទាំងទឹកកកអ្នកខ្លះទៅក៏លោតដាល់បាគីហ្នឹងចេះតែទៅជាមួយនឹងតាមពិតទៅហ្នឹងបាគីគ្មានកម្លាំងអីនៅឡើយផ្ទាំងទឹកកកហ្នឹងក៏បានប្រេះអំឡុងពេលដែលប្រេះហ្នឹងផ្ទាំងទឹកកកហ្នឹងក៏ធ្លាក់បែកបាក់ដោយសារតែរឿងហ្នឹងឯងទាំងអស់នេះហើយគឺជាដើមហេតុដែលកប៉ាល់របស់ពួកគេហ្នឹងបានធ្លាក់ពីលើមេឃចុះទៅសាច់រឿងរបស់យើងគេក៏បានបង្វែរទៅកាន់ពេលបច្ចុប្បន្នដែលពួកគេកំពុងពេលដែលធ្លាក់ហ្នឹងឯងនៅពេលដែលធ្លាក់ហ្នឹងគឺឃើញថាឧត្តមសេនីយ៍សាន់គូគូក៏ដូចជាកាបកំពុងតែសម្លឹងមើលទៅកាន់កប៉ាល់មួយហ្នឹងកងទ័ពតាហ៊ីនមេរិនជាច្រើនទៀតក៏បានរត់គេចអំពីការធ្លាក់កប៉ាល់មួយហ្នឹងឯងចំណែកឯ fan ដែលកំពុងតែស្ថិតនៅកាន់កោះសៅប៉ាដាកំពុងតែសម្លឹងមើលថា
តើកប៉ាល់របស់កងទ័ពមេរីនហ្នឹងហើយអ្វីក៏បានធ្លាក់ពីលើមេឃតើវាកំពុងតែមានរឿងអ្វីកើតឡើងមែនចំណែកឯកងទ័ពដែលបានធ្លាក់ចុះអំពីលើមេឃហ្នឹងពួកអ្នកខ្លះធ្លាក់ចូលទៅក្នុងទឹកដែលពួកគេបាននិយាយថាអរគុណទៅកាន់ព្រះជាម្ចាស់កុំអីហ្នឹងងាប់បាត់ទៅហើយដោយសារតែធ្លាក់មកពីទីខ្ពស់ពេករឿងដែលអស្ចារ្យហ្នឹងគឺឃើញដែរថាកប៉ាល់មួយហ្នឹងបានធ្លាក់ទៅចំប្រឡោះនៃផ្ទាំងទឹកកកដែលត្រូវបានជូស៊ូសហ្នឹងគាត់បានបោះផ្ទាំងទឹកកកមួយហ្នឹងវាប្រហារទៅកាន់កងទ័ពមេរីនជូស៊ូសគាត់ពិតជាមានការភ្ញាក់ផ្អើលមែនទែនហេតុអីក៏ធ្លាក់ទៅចំតំបន់ដែលគាត់ដកផ្ទាំងទឹកកកហ្នឹងចំល្អម្ល៉េះសំណាងល្អហើយដែលពួកគេហ្នឹងនៅមានជីវិតដែលគាត់ក៏បានសម័យជាមួយនឹងទស្សនវិជ្ជាដែលគាត់បានបោះដុំផ្ទាំងទឹកកកហើយអ្នករកគ្នាបានស្រែកថាកប៉ាល់ណាវីហ្នឹងធ្លាក់មកពីណាចូលសមុទ្រជាច្រើនកំពុងតែហែលឡើងទៅលើគោកជាមួយនឹងសំពៅរបស់ពួកគេនឹងឯងចំណែកឯលូហ្វីនិងបាគីឯនេះវិញគឺកំពុងតែធ្លាក់ចូលទៅកាន់ទឹកសមុទ្រមួយនឹងហើយសំណាងល្អត្រូវបានជីមប៊ីជួយសង្គ្រោះជីមប៊ីក៏បានស្រង់ពួកគេទាំងពីរនាក់ដាក់ទៅលើសំពៅក៏ដូចជាទៅជួយអ្នកដទៃផ្សេងទៀតហើយនៅពេលហ្នឹងលូហ្វីរបស់យើងក៏បានភ្ញាក់ដឹងខ្លួនអំពីការសន្លប់ដែលលងទឹកអំបញ្ញមិញនឹងឯងគាត់ក៏បានកលេចឆ្វេងកលេចស្ដាំដោយគាត់ឆ្ងល់ថាតើពេលនេះគាត់កំពុងតែស្ថិតនៅកន្លែងណាគាត់ក៏បាននឹកឃើញថាគាត់មកទីហ្នឹងគឺដើម្បីរំដោះអ៊ីសនៅពេលហ្នឹងគាត់ក៏បានងើបមកនឹងឯងងើបមកភ្លាមគឺថាកលេចឆ្វេងកលេចស្ដាំដើរឆ្វេងដើរស្ដាំអីចឹងទៅដើម្បីសម្លឹងមើលទៅកាន់បងប្រុសរបស់ខ្លួនងាកចុះទៅខាងក្រោមក៏បានឃើញថាកងទ័ពមេរីននិងកងទ័ពរបស់វ៉ៃបៀតកំពុងតែប្រយុទ្ធគ្នាគាត់នឹងបានឆ្ងល់ថាតើអ៊ីសនឹងកំពុងតែស្ថិតនៅកន្លែងណាអំឡុងពេលដែលសម្លឹងមើលទៅកាន់អ្នករកគ្នាប្រយុទ្ធគ្នានឹងគឺឃើញដែរថាកងទ័ពមេរីនកំពុងតែឡើងទៅកាន់សំពៅមួយនឹងលូហ្វីរបស់យើងមិនបានខ្វល់នោះទេគាត់ក៏បានរត់ចាក់ចេញពីទីកន្លែងមួយនឹងដើម្បីស្វែងរកអ៊ីសរត់ចុះរត់ឡើងនឹងស្ទើរតែធ្លាក់ចូលទៅកាន់ទឹកទៀតសំណាងល្អហើយដែលមិនធ្លាក់បើធ្លាក់វិញសាច់រឿងវ៉ុនភីរបស់យើងមិនបាច់ថតដល់1000អេពីសូតស្អីនោះទេបន្តមកទៀតគាត់ក៏បានរត់ឡើងទៅខាងលើហើយអំឡុងពេលដែលរត់នឹងឃើញថាកងទ័ពមេរីននឹងកំពុងតែស្កាក់ផ្លូវគាត់ខំរត់ទៅប៉ុន្តែពួកនឹងចេះតែមកស្កាក់អត់មិនបាននឹងថាអុយថាពួកឯងនឹងឆាប់ចេញពីផ្លូវរបស់យើងទៅពួកនឹងមិនស្ដាប់ឯណាបើជាចូលមកលូហ្វីអត់ទ្រាំមិនបានដាក់ម្ដាយពើទៅទៀតអស់រលីងតែម្ដងក្រោយមកទៀតនឹងគាត់ក៏បានរត់ទៅវិញទៅមកហើយឡើងទៅទីកន្លែងណាដែលខ្ពស់បំផុតនៃសំពៅមួយនឹងផងដែរគាត់ក៏បានឡើងទៅដល់ទីកន្លែងមួយដែលខ្ពស់ហើយគាត់ក៏បានសម្លឹងមើលទៅកាន់ឃើញប៉ាយថាហ្នឹងគឺជាទីកន្លែង Navy Headquarter ក្រោយពីបានសម្លឹងមើលទៅកាន់ប៉ាយមួយនឹងហើយក៏បានដឹងថាទីកន្លែងហ្នឹងឯងដែលត្រូវតែមកហើយគាត់ក៏បានសម្លឹងឃើញថាហ្នឹងគឺជា East ហើយសម្លឹងឃើញសាកសពរបស់យាកនឹងឯងហើយបន្តិចមកទៀតហ្នឹងក៏ឃើញថាគាត់កំពុងតែមានស្នាមសើចដោយសារតែគាត់ពេលហ្នឹងបានរកឃើញបងប្រុសរបស់ខ្លួនហើយគាត់ក៏បានស្រែកអស់មួយទំហឹងនឹងឯងស្រែកថា East អីចឹងទៅហើយ East របស់យើងហ្នឹងកំពុងតែស្ដាប់ទៅកាន់ Luffy របស់យើងដែលកំពុងពេលដែលស្រែកនឹងឯងអំឡុងពេលហ្នឹង East ក៏បានសម្លឹងមើលឃើញវិញហ្នឹងទៅកាន់ Luffy ក្រោយពីបានឃើញប្អូនប្រុសរបស់ខ្លួនភ្លាមគាត់ក៏បានស្រែកអស់មួយទំហឹងរបស់គាត់តែម្ដងដោយស្រែកថា Luffy ក្រោយពីបានឃើញ East ហើយ Luffy របស់យើងពិតជាសប្បាយចិត្តខ្លាំងណាស់ដោយគាត់បាននិយាយថាចុងក្រោយគាត់អាចរកឃើញ East ហើយអស្ចារ្យពិតមែនអស្ចារ្យខ្លាំងណាស់អីចឹងទៅចំណែកឯកងទ័ពនៃកងទ័ព Marine នៅវិញកំពុងតែសម្លឹងមើលទៅកាន់សំពៅមួយហ្នឹងដែលកំពុងតែស្ពោពេញទៅដោយចោលសមុទ្រហើយពួកគេនឹងក៏បានស្រែកថាតើអ្នកទាំងអស់នឹងមកពីណាអីចឹងទៅបាគីក៏បានងើបឡើងថាអ្នកទាំងអស់គ្នាតើពួកឯងត្រៀមចិត្តរួចរាល់ហើយនៅក្រកក្តាយនឹងគាត់ក៏បានសម្លឹងមើលចុះមើលឡើងនឹងឯងចំណែកឯ Luffy របស់យើងឯនេះវិញហ្នឹងក៏បានស្រែកថាឥឡូវនេះគាត់អាចរំដោះទៅកាន់ East ហើយអ៊ីវ៉ាន់កូរបស់យើងក៏ដូចជាក្រុមរបស់ Luffy ហ្នឹងបានឈរជារៀងយ៉ាងសង្ហានឹងឯងចំណែកឯសាន់គូគូឯនេះវិញហ្នឹងខឹងយ៉ាងខ្លាំងជាមួយនឹងវត្តមានរបស់ Luffy ដោយគាត់បានស្រែកសម្លុតទៅកាន់កាបហើយមើលទៅវាគឺជាសមាជិករបស់គ្រួសាររបស់ឯងនឹងឯងវាចេះតែមករំខានដដែលនឹងអាកាបនៅត្រង់ចំណុចហ្នឹងកាបរបស់យើងគ្មានចិត្តតបតអីនោះទេគាត់បានស្រែកតែភ្ញាក់ផ្អើលថា Luffy កងទ័ព Marine ជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹង Luffy គាត់បាននិយាយថានឹងគឺជា Start Headquarter ហើយនៅពេលហ្នឹងគឺមានទាំងពីរ Jimby, Ivanko ហើយនិងអ្នកដទៃទៀតហើយនៅពេលហ្នឹងផងដែរយើងក៏លេចមើលទៅក៏ឃើញថាកងទ័ពនៃគុក Imperdon ពិតជាច្រើនពិតមែនដំបូងឃើញពួកគេតិចទេដល់ពេលចុះឡើងបាច់ជាច្រើនទៅវិញចំណែក Emi Hook ឯនេះវិញគាត់និយាយដែរថាឲ្យទៅជួប Luffy លើកណាហ្នឹងតែងតែឃើញថា Luffy តែងតែនាំបញ្ហាហ្នឹងមកឲ្យគាត់តែរហូតហ្នឹងមិនដែលអត់សំបីតែម្ដង Morin ក្រោយពីបានឃើញ Luffy ភ្លាមគាត់ពិតជាខឹងសម្បាទៅកាន់ Luffy ខ្លាំងណាស់ចំណែកឯអាប៉ែកពីរនាក់ឯនេះវិញហ្នឹងគេក៏ជាសត្រូវរបស់ Luffy នឹងឯងលើកលែងតែហានហៀខុកនោះទេក្រោយពីបានឃើញ Luffy នៅមានជីវិតគាត់ពិតជាសប្បាយចិត្តជាមួយនឹងវត្តមានរបស់ Luffy ហើយនៅពេលហ្នឹងផងដែរគូបេក៏បានអត់មើលពីជញ្ជាំងហ្នឹងឃើញថា Luffy កំពុងតែមកហើយគាត់ពិតជាមានការភ្ញាក់ផ្អើលថាហេតុអ្វី Luffy អាចចាក់ចេញពីគុក Imperdon ឧត្តមសេនីយ៍ Aokiji ហ្នឹងកំពុងតែសម្លឹងមើលទៅកាន់មុខអ្នករាល់គ្នាឃើញថានោះគឺជា Ivanko ហើយចំណែក Kizaru បាននិយាយថាគាត់មិនដែលសង្ឃឹមថានឹងជួប Luffy ម្ដងទៀតឡើយ Marco គ្រាន់តែឃើញ Luffy ភ្លាមគាត់ក៏បានដឹងថានឹងគឺជាបងប្អូនរបស់ East នឹងឯង Do Flamengo គេក៏បាននិយាយថាឥឡូវនេះគាត់អាចជួបសមាជិក Warlord ម្ដងទៀតហើយមិននឹកស្មានថាអាចជួបនោះទេអ្វីដែល surprise គឺអាចជួបជាមួយនឹង Luffy ម្ដងទៀតកាលពីមុនគាត់មិនដែលជួបនោះទេនៅពេលហ្នឹងផងដែរកូនចៅរបស់ Smoker បាននិយាយថា Smoker ក៏លេចមើលទៅកាន់នោះ
ហើយនៅពេលហ្នឹងគាត់ក៏បានឃើញថា Luffy មិនទាន់បានស្លាប់នោះទេពិសេសជាងហ្នឹងគាត់ឆ្ងល់ថាហេតុអ្វីបានជា Luffy ជាមួយនឹង Crocodile នៅជាមួយគ្នាទៅវិញចំណែកឯអាខៃនូឯណែវិញកំពុងតែសម្លឹងមើលទៅកាន់ Luffy ពីចម្ងាយដោយគាត់បាននិយាយដែរថានោះគឺជាចៅប្រុសរបស់វីរបុរសនៃទាហានជើងទឹកដែលមានឈ្មោះថាកាបហើយគេក៏ជាកូនរបស់បដិវត្ត Monkey D Dragon ផងដែរគាត់បាននិយាយបន្ថែមទៀតថាអញ្ចឹងយើងគួរតែ take care គេឲ្យបានល្អបន្តិចទៅសាន់ឃូឃូបានជេរប្រមាថទៅកាន់ Jinbe ដោយនិយាយថាឲ្យ Jinbe បន្ថែមទៀតថាហេតុអ្វីមិនជួយទៅកាន់ពួកអ្នក Seven World ទាំង7ប៉ុន្តែ Jinbe បាននិយាយថាគាត់បានរៀនលេងអំពី Seven World នឹងហើយកាបគាត់ក៏និយាយដែរថាវាមិនមែនជារឿងដែលគួរឲ្យខុសឆ្គងអីនោះទេប៉ុន្តែនៅពេលនឹងផងដែរអ្នកទាំងអស់គ្នាក៏បានស្រែកជ័យយុជាមួយនឹងកាពីតែនបាគីរបស់គេអំឡុងពេលហ្នឹងក្រកកដាយរបស់យើងគាត់ក៏បានសម្លឹងមើលទៅកាន់អ្នកផ្សេងហើយនៅពេលហ្នឹងផងដែរកាបក៏បាននិយាយជាមួយនឹងក្រកកដាយថាមិនគួរជឿថាក្រកកដាយមកកន្លែងមួយហ្នឹងដែរនៅពេលហ្នឹងក្រកកដាយរបស់យើងបានសម្លឹងមើលទៅកាន់ East ដំបូងសម្លឹងមើល East ចុះឡើងហ្នឹងគាត់ក៏បានកលេចទៅកាន់ក្រួយខ្នងរបស់គាត់ដែលគាត់កលេចហ្នឹងគឺកលេចមើលទៅឃើញថាវាយបៀតកំពុងតែឈរនៅពីលើទូកសំពៅរបស់គាត់ក្រកកដាយរបស់យើងក្រោយពីបានឃើញថាវាយបៀតហ្នឹងគាត់កំពុងតែស្ថិតនៅកន្លែងមួយហ្នឹងដោយតែម្នាក់ឯងនោះទេហើយនៅពេលហ្នឹងផងដែរហ្នឹងគ្រាន់តែកងទ័ពមេរិនឃើញនៅរូបរាងរបស់វាយបៀតហ្នឹងក៏ខ្លាចបាត់ទៅហើយអ៊ីវ៉ាន់កើក៏បាននិយាយដែរថាតើឯណាទៅក្រកកដាយមិនតែមិនឃើញក្រកកដាយជីមប៊ីបាននិយាយដែរថាគាត់ហ្នឹងក៏មិនឃើញដែរមិនដឹងថាទៅទីណានោះទេក៏លេចមើលទៅក្រួយខ្នងខកកដាយហ្នឹងក៏បានហោះទៅបាត់ហើយដល់ពេលហ្នឹងពួកគេក៏បានភ្ញាក់ផ្អើល Luffy របស់យើងក៏បានសម្លឹងឃើញថាក្រកកដាយកំពុងតែស្ថិតទៅកន្លែងរបស់វាយបៀតទៅហើយកូនចៅ Pirate វាយបៀតក៏បាននិយាយដែរថាខកកដាយនៅពេលហ្នឹងកំពុងតែទៅវាយបៀតហើយនៅពេលហ្នឹងផងដែរហ្នឹងគេបាននិយាយដែរថាខានជួបមុខគ្នាជាមួយនឹងវាយបៀតជាយូរមកហើយខ្ញុំពិតជាចង់សិក្សាស្វែងយល់អំពីធម៌ពលរបស់ឯងខ្លាំងណាស់វាយបៀតចង់ចាត់ការទៅកាន់វាយបៀតនៅពេលហ្នឹងប៉ុន្តែត្រូវបាន Luffy របស់យើងហ្នឹងចេញមុខមកជួយជាមួយនឹងវាយបៀត Luffy របស់យើងក៏បានបើកការវាយប្រហារជាមួយនឹងក្រកកដាយមិនអោយក្រកកដាយហ្នឹងធ្វើអ្វីទៅលើវាយបៀតបានឡើយចំណែកឯក្រកកដាយឯនេះវិញហ្នឹងគាត់ក៏បានសម្លឹងមើលទៅកាន់ Luffy ដោយគាត់បានដឹងថានៅពេលនេះ Luffy បានដឹងអំពីចំណុចខ្សោយរបស់គាត់ហ្នឹងមិនអាចវាយឈ្នះជាមួយនឹង Luffy បានឡើយគាត់ក៏បានសម័យទៅកាន់រឿងរ៉ាវដិតការដែលការ Luffy វាយគ្នាជាមួយនឹងគាត់លើកមុនហ្នឹងយកទឹកមកព្រោះជាមួយនឹងគាត់ហើយក៏ដឹងថាគាត់ចាញ់ទៅកាន់សារធាតុទឹកក្រកកដាយក៏បានបោះសម្ដីទៅកាន់ Luffy ថាឥឡូវនេះបានមកដល់គុក Navy Headquarter ហើយអញ្ចឹងហើយហេតុអ្វីក៏បានមកនៅការពារវាយបៀតទៅវិញក្រែងអញចង់រំដោះអីស្អីប៉ុន្តែនៅពេលហ្នឹង Luffy បានតបវិញថាមិនខ្វល់ទេនឹងគឺជាវាយបៀតអីក៏វាយបៀតទៅប៉ុន្តែគាត់គ្រាន់តែដឹងថាគាត់មកទីនេះដើម្បីជួយទៅកាន់ East ប៉ុន្តែគាត់ដឹងថា East គឺស្រឡាញ់ទៅកាន់កាពីតែនវាយបៀតអញ្ចឹងហើយគាត់ត្រូវតែជួយទៅកាន់កាពីតែនវាយបៀតគាត់មិនខ្វល់នោះទេដោយសារតែបងប្រុសរបស់គាត់ចូលចិត្តទៅកាន់បរិសុទ្ធចំណាស់ម្នាក់ណាអញ្ចឹងទេតើបានជា East នឹងយល់ព្រមយកគេធ្វើជាបងប្អូនចំណែកក្រកកដាយក៏ត្រូវបានសមាជិក Pirate វាយបៀតនឹងចាប់គេជាប់តែម្ដងនៅពេលនឹងផងដែរវាយបៀតក៏បានសម្លឹងមើលទៅកាន់ Luffy ក៏បានឃើញថានឹងគឺជាមួកចម្បើងមួយនឹងគឺដូចគ្នាណាស់ទៅនឹងមួកចម្បើងរបស់សាំងដែលសាំងបានធ្លាប់ពាក់ពីមុនមកផងដែរដែលគាត់នឹងគ្រាន់តែមើលឃើញមួកគាត់ក៏បានសម័យទៅកាន់រូបរាងរបស់សាំងនឹងឯងអំឡុងអតីតកាលសាំងក៏ធ្លាប់ទៅលេងជាមួយនឹងគាត់ក៏បានឆ្ងល់ថាហេតុអ្វីបានជាដៃស្ដាំរបស់សាំងនឹងបែរជាត្រូវបានគេកាត់ផ្ដាច់ទៅវិញតើនរណាមានសមត្ថភាពសាំងបានតបវិញថានឹងគ្រាន់តែការលះបង់ដើម្បីសមាជិកថ្មីក៏ដូចជាសក្ការៈថ្មីនៃកាពីតែនក្រុមចុះសមុទ្រតែប៉ុណ្ណោះកាត់មកដល់ពេលបច្ចុប្បន្នឯវិញដែលឃើញថាកាពីតែនវាយបៀតបានសួរទៅកាន់ Luffy ថានឹងគឺជាមួករបស់ Head Rare Pirate សាំងមានដែរឬអត់វាគឺជាមួកតែមួយគត់ Luffy ក៏បាននិយាយថាពិតមែនហើយគឺសាំងបានយកវាមកឲ្យខ្ញុំវាយបៀតគាត់ក៏បានស្រមៃទៅកាន់រឿងរ៉ាវអតីតកាលដែល East ធ្លាប់បានយកក្បាល Bounty របស់ Luffy នឹងមកឲ្យមើលដែរហើយគាត់ក៏បាននឹកឃើញគាត់ក៏បាននិយាយថាតើ Luffy នឹងរំដោះទៅកាន់ East Man ហើយគាត់សួរទៀតថានេះគឺជាទង្វើមួយដ៏ឈួតតើឯងនឹងមិនដឹងទេអីគាត់ក៏បានស្រែកសម្លុតទៅកាន់ Luffy ថាឯងនឹងត្រូវស្លាប់បើសិនជាឯងមករំដោះទៅកាន់ East អ្នកគ្រប់គ្នាបានលើទៅកាន់វាយបៀតស្រែកអញ្ចឹងហើយពិតជាមានការផិតភ័យមែនតើដូចអ្នកទាំងអស់គ្នាដឹងហើយថា Luffy គ្មានខ្លាចណានោះទេគាត់បានស្រែកថាបិទមាត់ទៅតាចាស់តាឯងនឹងចេះតែនិយាយស្ដីហើយនៅពេលហ្នឹងផងដែរនឹងអ៊ីវ៉ាន់កើនឹងពិតជាភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់ Luffy មិននិយាយគោរពទៅកាន់វាយបៀត Pirate ហើយគាត់ក៏បាននិយាយទៀតថាខ្ញុំគឺជាមនុស្សម្នាក់នឹងខ្លាចទៅជាស្ដេចចោលសមុទ្រនៃរជ្ជកាលបន្ទាប់ហើយនៅពេលហ្នឹងផងដែរនឹងអ្នកទាំងអស់គ្នានឹងស្រែកថាបិទមាត់ប៉ុន្តែ Luffy មិនបានបិទមាត់នោះទេគាត់ក៏បានស្រែកថាគាត់គឺជាមនុស្សម្នាក់នឹងខ្លាចទៅជាស្ដេចចោលសមុទ្រគាត់ក៏បានស្រែកមួយទំហឹងនឹងស្រែកទៅកាន់វាយបៀតដោយគ្មានខ្លាចញញើតសំបីតែបន្តិចឡើយបីតែអ្នករាល់គ្នាកំពុងតែវាប្រហារគ្នានឹងគឺថាសម្លឹងមើលទៅកាន់ Luffy តែម្ដង Luffy ក៏បានជួយជ្រឹកចង្កេះនឹងជាមួយនឹងវាយបៀត Pirate គ្មានខ្លាចសំបីតែបន្តិចចំណែកឯវាយបៀតឯនេះវិញគាត់ក៏បានកវីជាមួយនឹងលំពេងរបស់គាត់យ៉ាងខ្លាំងហើយគាត់ក៏បានអុកលំពេងរបស់គាត់ជាមួយនឹងសំពៅថាឲ្យ Luffy ថា
ល្អខ្លាំងណាស់ល្អខ្លាំងណាស់អញ្ចឹងបើស្លាប់គ្មាននរណាទទួលខុសត្រូវនោះទេពួកគេទាំងពីរនាក់គឺមិនព្រមចូលដៃគ្នាជាមួយនឹងគ្នានោះឡើយពួកគេទាំងពីរនាក់ដឹងតែរំដោះ East ពិតមែនប៉ុន្តែមិនចូលដៃគ្នានោះទេនៅពេលហ្នឹងផងដែរអ្នកគ្រប់គ្នាដទៃទៀតក៏បានសម្លឹងមើលទៅកាន់ Luffy ទាំងមានការភ្ញាក់ផ្អើលថាមិនដែលឃើញនរណាខ្លាំងនោះទេគីសារុបានសួរថាតើគាត់អាចសម្លាប់ទៅកាន់អ្នកទាំងអស់គ្នានឹងឬអត់សាន់គូគូក៏បាននិយាយថាមិនអីនោះទេអាចចាត់ការទៅកាន់អ្នករាល់គ្នានឹងបានហើយនៅពេលហ្នឹងផងដែរហ្នឹង Luffy បាននិយាយថា East ឥឡូវនេះគាត់មកជួយរំដោះទៅកាន់ East ហើយសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់តែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនារហូតដល់ចប់របស់យើងជាមួយនឹងក្រុមចោលសមុទ្រមិនត្រឹមតែចោលសមុទ្រនោះទេសូម្បីតែក្រុមរបស់ទាហានជើងទឹកហ្នឹងពួកគេទាំងអស់គ្នាបាននិយាយថាហេតុអ្វីបានជា Luffy ហ្នឹងស្គាល់ជាមួយនឹងវាយបៀតដោយរបៀបណាទៅម៉ែអេកូបេក៏ដូចជាមិត្តសម្លាញ់របស់គេហ្នឹងក៏ឆ្ងល់ដែរថាតើ Luffy ហ្នឹងស្គាល់ជាមួយនឹងកាពីតែនវាយបៀតហ្នឹងដោយរបៀបណាទៅមិនដែលដឹងថាពួកគេទាំងពីរនាក់ហ្នឹងធ្លាប់ស្គាល់គ្នាពីមុនមកសោះចំណែក Is and Wing គាត់ក៏បានស្រែកហៅថា Popក៏ដូចជា Luffy អញ្ចឹងទៅគាត់ហៅទាំងពីរនាក់កាពីតែនវាយបៀតបានសួរទៅកាន់ Luffy ថានេះគឺជាមួកចម្បាំងមានដែរឬអត់ដែលគេធ្លាប់បាននិយាយតគ្នាពីមុនមកចំណែក Luffy របស់យើងហ្នឹងក៏ឆ្លើយទាំងឆ្លើយថានឹងឯងមែនហើយតាចាស់ខ្ញុំនឹងឯងគឺជាមួកចម្បាំង Monkey D Luffy ហើយគាត់ក៏បាននិយាយថានៅពេលនេះគាត់បានលើដំណឹងព័ត៌មានអំពីកប៉ាល់ទូណាវីចំណែកអ៊ីវ៉ាន់កើក៏ដូចជាជាមួយនឹងបាគីហ្នឹងមានការភ្ញាក់ផ្អើលជាមួយនឹងទង្វើរបស់ Monkey D Luffy យើងពិតមែនដោយសារតែមើលទៅភាពក្លាហានរបស់គេហ្នឹងមិនខ្លាចសំបីតែស្ដេចនៃក្រុមចោលសមុទ្រផងកាពីតែនវាយបៀតក៏បាននិយាយថាបើអញ្ចឹងមែនពួកយើងគឺមករំដោះអ៊ីសក្នុងគោលបំណងតែមួយ Luffy របស់យើងថាពិតមែនហើយកាពីតែនវាយបៀតបានសួរទៅកាន់ Luffy ថាព័ត៌មានមុនហ្នឹងពិតអត់ដែល Luffy និយាយថាវាគឺជាការពិតប៉ុន្តែត្រូវតែប្រុងប្រយ័ត្នផងហើយនៅពេលហ្នឹងនិយាយដូចស្មើគ្នាអញ្ចឹងដែលនិយាយថាគាត់មកហ្នឹងរំដោះអ៊ីសដូចតែគ្នាទេកុំខ្វល់ច្រើនហើយនៅពេលហ្នឹងកាពីតែនវាយបៀតថាព័ត៌មានដែល Luffy ប្រាប់មុននឹងបន្តិចគឺវាជារឿងព័ត៌មានដ៏សំខាន់ហើយគាត់ហ្នឹងក៏បាននិយាយថាអរគុណហ្នឹងទៅកាន់ Luffy ផងដែរតែ Luffy របស់យើងក៏និយាយទៅវិញថាប៉ុណ្ណឹងហ្នឹងវាមិនអីនោះទេធម្មតានោះទេហើយនៅពេលហ្នឹងអ្នកគ្រប់គ្នាហ្នឹងកាន់តែភ្ញាក់ផ្អើលថា Luffy របស់យើងហ្នឹងស្អីហ៊ាននិយាយជាមួយនឹងកាពីតែនវាយបៀតហ្នឹងសម្ដីមើលទៅស្មើគ្នាពិតមែនពួកគេគ្រប់គ្នាហ្នឹងថាឲ្យ Luffy ហ្នឹងដូចជាក្លាហានជ្រុលពេកហើយចំណែក Luffy ឯនេះវិញគេក៏បាននិយាយដែរថាឥឡូវនេះគេគួរតែដល់ពេលត្រូវទៅរំដោះ East ហើយ Ivan កើហ្នឹងកាន់តែភ្ញាក់ផ្អើលជាមួយនឹង Luffy ហ្នឹងឯងដោយសារតែនិយាយភ្លាមហ្នឹងទៅភ្លាមគ្មានគិតស្អីនោះទេ Luffy របស់យើងហ្នឹងក៏បានរត់ចូលទៅជាមួយនឹងកងទ័ពទាហាន Marine ហ្នឹងជាច្រើនអ្នកនៅចំពោះមុខគាត់ Commander ទី3ហ្នឹងគេក៏បាននិយាយដែរថានេះទើបសមជាបងប្អូនប្រុសរបស់ East ពិតមែនហើយគាត់ក៏បានបញ្ជាទៅកាន់កូនចៅរបស់គាត់ទាំងបានហ្នឹងឲ្យព្យាយាមទៅការពារ Luffy ផងដែលពួកគេរាល់គ្នាហ្នឹងបានទទួលបញ្ជារបស់មេគេនឹងឯងដែលនិយាយថាយល់ព្រមហើយបានឃើញថា Luffy កំពុងតែហក់ចូលទៅសមរភូមិមួយនឹងហើយ Jambi ក៏គាត់មិនរងចាំយូរដែរ Luffy របស់យើងជាមួយនឹងក្រុមចូលសមុទ្រដទៃទៀតក៏បានរត់ចូលព្រមគ្នាតែម្ដងជាមួយនឹងការទៅរំដោះ East ការរបស់យើងបាននិយាយថា Luffy អីចឹងទៅដែលគាត់គ្មានអ្វីនិយាយច្រើនទេចំណែកឯ Sangoku បាននិយាយដែរថាប្រសិនបើ Luffy ហ៊ានលូកដៃចូលនៅក្នុងសមរភូមិមួយហ្នឹងច្បាស់ជាក្រុមចូលសមុទ្រដទៃទៀតគេនឹងមានកម្លាំងចិត្តនិងភាពក្លាហាននៅក្នុងការប្រឆាំងជាមួយនឹងកងទ័ព Marine ឆន្ទៈរបស់ Monkey D Luffy ហ្នឹងវាខ្ពស់ហួសពីការស្មាននៅពេលនឹងផងដែរធ្វើឲ្យកាពីតែនវាយបៀតនិយាយថាឥឡូវនេះ Sangoku កំពុងតែខ្លាចគ្នាជាមួយនឹង Monkey D Luffy ដែលជាកូនអុកមួយដ៏សំខាន់បំផុតនៅក្នុងកងទ័ពមួយហ្នឹងហើយណាមួយវិញទៀត Luffy គឺជាមនុស្សម្នាក់ដែលកម្រនឹងរកបាននៅពេលនឹងផងដែរ Marco ក៏បានមកប្រាប់ព័ត៌មានអំពីក្រុមទាហាន Marine ហ្នឹងនឹងប្រហារជីវិត East មុនពេលកំណត់អីចឹងទៅគាត់បាននិយាយថាគាត់ដឹងរឿងហ្នឹងមុននឹងបន្តិចបាត់ទៅហើយអញ្ចឹងហើយឲ្យកូនចៅរបស់គាត់ Marco ហ្នឹងព្យាយាមក្នុងការធ្វើការមិនឲ្យអត់ធ្មត់បំផុតកុំព្យាយាមចូលទៅចុកអន្ទាក់ជាមួយនឹង Sangoku បើសិនជាគេចុកអន្ទាក់អញ្ចឹងទៅវានឹងបាត់បង់កូនអុកដ៏សំខាន់អីអញ្ចឹងទៅហើយគាត់ក៏បាននិយាយដែរថាជាមួយនឹងអន្ទាក់របស់ Sangoku វាមិនងាយនៅក្នុងការដោះស្រាយនោះឡើយនៅពេលហ្នឹងផងដែរ Kizaru គេក៏បានហក់ឡើងពីលើមកវាគ្នាជាមួយនឹងក្រុមចោលសមុទ្រដទៃទៀតដែលជាក្រុមចោលសមុទ្រកំពេចកំពកនៅពេលហ្នឹង Kizaru របស់យើងគាត់ក៏បានងាកមើលមុខទៅកាន់ក្រុមចោលសមុទ្រដទៃទៀតដែលក្រុមចោលសមុទ្រទាំងហ្នឹងក៏បាននិយាយដែរថាឧត្តមសេនាវឹក Kizaru ពួកគេនឹងបានស្គាល់ទៅកាន់ Kizaru យ៉ាងច្បាស់ចំណែក Kizaru ក៏បានសម្លឹងមើលទៅកាន់ Monkey D Luffy កំពុងតែរត់មកដោយគាត់បាននិយាយថានៅពេលហ្នឹងកូនប្រុសរបស់ Monkey D Dragon មកហើយគាត់នឹងចាប់ការប្រកាន់ Start Head Luffy Start Head នឹងឲ្យ Admin Harinko ហើយនៅពេលហ្នឹងផងដែរពួកគេគ្រប់គ្នាថា Luffy នឹងអាចត្រូវស្លាប់ឥឡូវនេះប៉ុន្តែនៅពេលហ្នឹងគឺឃើញដែរថា Ivan គាត់ក៏បានប្រើជាមួយនឹងធម្មពល Devil Fruit របស់គាត់ Quick បាញ់ទៅកាន់ Luffy ឲ្យ Luffy ហ្នឹងកិច្ចផុតអំពីពន្លឺ Laser របស់ Kizaru ផងដែរអំឡុងពេលហ្នឹង Baki របស់យើងហ្នឹងគេក៏បានស្រែកថាហួយស្អីទេឥឡូវនេះគេចង់ទៅផ្ទះខ្លាំងណាស់នៅពេលហ្នឹងផងដែរគូនចៅរបស់គេក៏បានស្ដាប់ឮជាមួយនឹងពាក្យរបស់ Baki ស្មានថា Baki ហ្នឹងចង់កម្ចាត់ទៅកាន់ Kizaru ឲ្យលឿនហ្នឹងអាននឹងប្រញាប់ទៅផ្ទះ
វិញចេះតែមានឲ្យស្ដាប់ច្រឡំអីណា Mr. 3ក៏បាននិយាយថាឲ្យពួកគេថាពួកអាឡប់ចេះតែជឿរឿងនឹងកើតចំណែក Luffy របស់យើងឥឡូវហ្នឹងគឺកំពុងតែដេកសន្លប់ជាមួយនឹងកន្លែងនឹងឯងនៅពេលហ្នឹងផងដែរហ្នឹងគឺឃើញតែថាងើបមកវិញហ្នឹងថាប្រែងនោះទេឥឡូវហ្នឹងគាត់កំពុងតែសម្រាប់បន្តិចហ្នឹងហើយ Ivan កើហ្នឹងគឺថាខឹងជាមួយនឹង Luffy មែនទែនចេះធ្វើអីហ្នឹងឈួតអញ្ចឹងកើតលឺឡាសេក៏ចាប់ផ្ដើមវាប្រហារទៅកាន់គាត់ពន្លឺមួយហ្នឹងគឺជាពន្លឺរបស់គូម៉ាដែលធ្លាប់វាប្រហារទៅកាន់ Luffy របស់យើងគ្រាន់តែឃើញជាមួយនឹងគូម៉ាអញ្ចឹងភ្លាមហើយគាត់និយាយថាអាមួយនឹងឯងដែលធ្លាប់ចាត់ការគាត់ពីមុនមកសំណាងល្អដែល Ivan កើរបស់យើងហ្នឹងគាត់អាចគេចផុតអំពីពន្លឺឡាសេមួយហ្នឹងគាត់ក៏បានសម្លឹងមើលទៅកាន់គូម៉ាទាំងការភ្ញាក់ផ្អើលពិតមែនដោយសារតែគូម៉ាមួយហ្នឹងនឹងគាត់ធ្លាប់មានទំនាក់ទំនងពីមុនមក admin ក៏មិនសូវដឹងពីទំនាក់ទំនងគាត់ដែរបើគាត់បាននិយាយថាមើលទៅដូចជាមិនដែលស្គាល់គ្នាអញ្ចឹងអាគូម៉ាជាងរ៉ាយូហើយគាត់ក៏បានស្រែកអោយថាពួកយើងទាំងពីរនាក់ធ្វើមើលប៉ុន្តែមិនដែលស្គាល់គ្នាហេតុអីក៏ឯងហ្នឹងបានចេះតែមកហ៊ានបាញ់មកដាក់យើងនៅពេលដែលថាអោយចង្អោទៅកាន់គូម៉ាភ្លាមគូម៉ារបស់យើងក៏បានពលឺឡាសៀនឹងមកបន្ថែមដែលធ្វើឲ្យគាត់ហ្នឹងរឹតតែភ្ញាក់ផ្អើលមកតង់ទៀតហើយចំណែក Ivan កើឯណៃវិញហ្នឹងខឹងទៅកាន់គូម៉ាហ្នឹងខ្លាំងណាស់ថាវាហ្នឹងចេះតែហ៊ានបាញ់គ្នាឯងចោះកើតចំណែក Luffy របស់យើងក៏បានស្រែកថា Ivan កើអីអញ្ចឹងទៅដែល Ivan កើនៅពេលហ្នឹងបានតបវិញថាកុំព្រួយបារម្ភជាមួយនឹងខ្ញុំពេកអីឯងហ្នឹងគួរតែចាក់ចេញឥឡូវហ្នឹងទៅហើយណាមួយវិញទៀតឆាប់ចេញទៅដើម្បីជួយរំដោះអ៊ីសហ្នឹងឆាប់គ្រាន់តែចាក់ចេញពី Ivan កើបានតែបន្តិចហ្នឹងមានមកជឿជឿទៀតហើយតែហ៊ានមេរៀនទាំងពីរនាក់ហ្នឹងក៏បាននិយាយជាមួយនឹង Luffy ថាហេអាមួកចម្បើងឥឡូវនេះឯងមិនមានសំណាងល្អដូចកាលពីមុននឹងនោះទេនៅពេលហ្នឹងផងដែរហ្នឹងគេក៏បាននិយាយថាអាមួកចម្បើងឯងនឹងស្លាប់នៅទីកន្លែងមួយហ្នឹងឯង Luffy ហ្នឹងសួរយ៉ាងលយថាអាពីរនេះតើឯងហ្នឹងគឺជាណាគេទៅដែលស្គាល់គ្នាពីមុនមកផងអាប៉ែកសក់ពឿស្វាយហ្នឹងក៏បាននិយាយដែរថាគាត់ហ្នឹងមានឈ្មោះថា Full Body ហើយគាត់បាននិយាយថាធ្លាប់ជួបគ្នាពីមុនមកនៅកន្លែង restaurant ហើយគ្រាន់តែលឺអញ្ចឹងហើយនឹង Luffy ក៏បាននឹកឃើញទៅដល់កន្លែងដែលធ្លាប់ជួបជាមួយនឹង Sanji លើកដំបូងនឹងឯងហើយអាប៉ែកមួយទៀតបានសួរថាឯងគួរតែចងចាំជាមួយនឹងឆាក្រាមួយនេះហើយណា Monkey D Luffy បាននិយាយថាអូអាមួយនឹងឯងនៅកន្លែងផ្ទះរបស់អ៊ូស៊ុបនឹងមែនហើយនឹងឯងគេក៏បាននិយាយថាពិតមែនហើយគេក៏បានប្រើមន្តអាគមសំដំជាមួយនឹងអាយូស្អីរបស់គេទេសំដំជាមួយនឹង Luffy នឹងសន្លប់ខ្លួនឯងទៅវិញ Luffy នឹងឆ្ងល់មែនទេថាពីរនាក់នឹងកំពុងតែមានរឿងអ្វីកើតឡើងចំពោះវាសំដំគេនឹងគឺថាសន្លប់ខ្លួនឯងចេះតែមានហើយមិនដឹងជាមួយនឹងអាគមស្អីរបស់គេទេនៅពេលនឹងផងដែរមានឧត្តមសេនាវឹកម្នាក់ទៀតនឹងក៏បានទឹកអ្នកទាំងពីរនឹងចេញពីកន្លែងនាងផងដែរដោយនាងនឹងគឺមានឈ្មោះថា Hina នាងក៏បាននិយាយថាជួបគ្នាម្ដងទៀតហើយ Monkey D Luffy ដែល Luffy បាននិយាយថាអូខ្ញុំដឹងហើយថានាងគឺមកពី Alabasta ដែលពីមុនមកអូខ្ញុំគ្មានពេលវេលាលេងសើចជាមួយនឹងនាងទេឆាប់ចេញពីផ្លូវរបស់ខ្ញុំទៅហើយនៅពេលនឹងផងដែរនឹងនាងមិនខ្វល់នោះទេនាងគឺចង់ចាត់ការទៅកាន់ Monkey D Luffy ហើយចាត់ការទៅនឹងគឺថាដំបងដៃរបស់នាងនឹងឯងចាប់ទៅកាន់អាប៉ែកទាំងពីរនាក់នឹងឯងហើយនៅពេលនឹង Luffy របស់យើងក៏បានប្រើជាមួយនឹង second gear របស់គាត់ដើម្បីធ្វើការ reflect យ៉ាងលឿនកិច្ចពីដំបងមួយហ្នឹងគាត់ក៏បានលូតបំរុងទៅលើក្បាលហ្នឹងយ៉ាងលឿនពិតមែនចំណែកដៃរបស់ Hina ហ្នឹងចាប់បានទៅកាន់អាប៉ែកតែហ៊ានមេរៀនទាំងពីរនាក់នឹងទៅវិញដែលអាប៉ែកទាំងពីរនាក់ក៏នឹងក៏បាននិយាយដែរថាហេតុអ្វី Hina ហ្នឹងមកចាប់ពួកគេទាំងពីរនាក់អញ្ចឹងជាមួយនឹង Commander 2នាក់ដែរណាវិញគេកំពុងតែបើកការវាយប្រហារគ្នាជាមួយនឹងកងទ័ព Marine ហើយអាប៉ែកក្បាលទាំងអស់ដូចជា Commander មួយដែលជាឈ្មោះថា Spider ហ្នឹងគេក៏បានវាយប្រហារទៅកាន់អ្នកដទៃផងដែរគាត់ក៏បានស្រែកប្រាប់ទៅកាន់កូនចៅរបស់គាត់ឲ្យធ្វើការលឿនទៅដើម្បីឆាប់ទៅរំដោះ East គាត់គិតថាគាត់គឺជាមនុស្សម្នាក់ដ៏ឆ្លាតដោយសារតែគាត់ឃើញច្រកចេញមួយនៅពេលហ្នឹងផងដែរយើងក៏បានឃើញនៅជើងបរិសម្នាក់ទៀតមកស្កាក់ជាមួយនឹងផ្លូវដំណើររបស់គាត់ចំណែក Luffy របស់យើងឯនេះវិញហ្នឹងក៏បានជាប់អន្ទាក់ជាមួយនឹងការវាយប្រហាររបស់កងទ័ព Marine ម្នាក់ទៀតវាយគេមួយដំបងដែរ Luffy របស់យើងខំព្យាយាមវាយអាប៉ែកនឹងដែរប៉ុន្តែវាយទៅចេះតែឡងបុកជាមួយនឹងក្រុមដុំទឹកកកអីទៅវិញគាត់ក៏បានហក់ផងដៃផងជើងផងជាមួយនឹងអាប៉ែកទាំងអស់ហ្នឹងហើយដល់ពេលហ្នឹងផងដែរចាក់ក្បាច់ DJ ដាក់មួយជើងជាមួយនឹងកងទ័ពទាហាន Marine ហ្នឹងគ្មាននរណាចូលចុះនោះទេ Luffy របស់យើងក៏បាននិយាយថាពួកគេទាំងអស់គ្នាហ្នឹងគឺមានសមត្ថភាពខ្លាំងផងដែរចំណែកឯការព្រមទាំងជាមួយនឹង East អីហ្នឹងគឺកំពុងតែសម្លឹងទៅមើលការវាយប្រហាររបស់ Monkey D Luffy ដែល Luffy របស់យើងរត់បណ្ដើវាយប្រហារជាមួយនឹងកងទ័ព Marine បណ្ដើដែលពួកគេរត់មកស្កាត់ផ្លូវជាមួយនឹង Luffy Morin នៅវិញក៏បានសម្លឹងមើលទៅកាន់ Luffy ក្រោយពីសម្លឹង Luffy ភ្លាមគេក៏បានសម្លឹងជាមួយនឹងយក្សและโทลออกនឹងឯងគេឆ្ងល់ថាតើគេគួរទៅផ្លូវណាគេក៏បានជ្រើសរើសថាឥឡូវនេះគេគួរទៅយក Luffy ហ្នឹងមកធ្វើជាស៊ុំប៊ីរបស់គេហើយគេក៏បានបញ្ចេញជាមួយនឹងស៊ុំប៊ីរបស់គេដោយច្រើនសន្តិសន្ធប់ផុសចេញពីដីនឹងឯងដើម្បីធ្វើការវាយប្រហារទៅកាន់ Luffy ដោយគាត់បាននិយាយថានេះគឺជាអំណររបស់អាមួកចម្បើចំណែក Luffy ឯនេះវិញគាត់ថាគាត់អត់មានពេលវេលាគ្រប់គ្រាន់នឹងលេងប្រឡែងជាមួយនឹង Morin ឯនោះទេហើយនៅពេលហ្នឹងកូនចៅរបស់ Morin ក៏បានបើកការវាយប្រហារទៅកាន់ Luffy ក៏ប៉ុន្តែត្រូវបាន Luffy ហ្នឹងវាយប្រហារតបទៅវិញចំណែក Kizaru ឯនេះវិញគេក៏បាននិយាយថាគ្មានពេលវេលាគ្រប់គ្រាន់នឹងសម្រាប់លេងសើចទេ Is ក៏បានមើលទៅកាន់ Monkey D Luffy នៅក្នុងការធ្វើការប្រយុទ្ធគ្នា
គ្នាជាមួយនឹង Marine អីចឹងទៅនៅពេលនឹងផងដែរហ្នឹងកងទ័ព Marine ជាច្រើនកំពុងតែហុំព័ទ្ធជាមួយនឹង Luffy ពួកគេទាំងអស់គ្នាព្យាយាមស្កាត់ Luffy មិនឲ្យធ្វើដំណើរទៅមុខក៏ប៉ុន្តែ Luffy របស់យើងនៅតែព្យាយាមវាយប្រហារទៅកាន់ពួកគេ Is ក៏បានស្រែកថា Luffy ឯងនឹងឆាប់ត្រឡប់ថយក្រោយវិញទៅគាត់ក៏បានស្រែកទៅកាន់ Luffy ថាខ្ញុំដឹងថាឯងនឹងគឺចង់មកជួយរំដោះខ្ញុំប៉ុន្តែឯងត្រូវចាំហើយគាត់ក៏បានស្រែកថាពួកយើងទាំងពីរនាក់គឺដើរផ្លូវផ្សេងគ្នាមិនមែននៅជាមួយនឹងគ្នានោះទេហើយយើងក៏មានដំណើរផ្សងព្រេងផ្សេងពីគ្នាផងដែរណា Luffy ចំណែកឯ Commander ដទៃទៀតហ្នឹងគេក៏បានឆ្ងល់ថា Is នឹងហេតុអ្វីក៏បាននិយាយពាក្យទាំងអស់នឹងចេញមក Marco និយាយថា Is នឹងកំពុងតែគិតអ្វីឈួតអញ្ចឹងទៅវិញហើយ Luffy របស់យើងនឹងក៏បាននិយាយថាគាត់មិនខ្វល់នោះទេនេះគឺជាជំរឿនមួយរបស់គាត់ដើម្បីមករំដោះ Is របស់យើងបាននិយាយថាឯងឈប់គិតគំនិតឈួតរបស់ឯងទៅនោះណាចង់ឲ្យឯងមករំដោះយើងគាត់ក៏បានស្រែកជេរទៅកាន់ Luffy ឲ្យ Luffy នឹងត្រឡប់ថយក្រោយទៅវិញកាបហ្នឹងគាត់ក៏បានយល់អំពីទឹកចិត្តរបស់ Is ផងដែរប៉ុន្តែហ្នឹងក្រោយមក Luffy របស់យើងក៏បានស្រែកតបវិញថាយ៉ាងណាក៏ដោយពួកគេគឺជាបងប្អូននឹងគ្នាមិនអាចបោះបង់គ្នាចោលឡើយ Is គ្រាន់តែលើពាក្យថាបងប្អូនភ្លាមគាត់ក៏បានស្រមៃទៅកាន់រឿងរ៉ាវអតីតកាលដែលកាលហ្នឹងធ្លាប់កាន់ដបស្រាហ្នឹងមកស្បត់ជាមួយនឹងគ្នាប៉ុន្តែមិនមែនដបស្រាទេដបទឹកដោះគោហើយគេក៏បាននិយាយថាគ្រាន់ពីបានផឹកជាមួយនឹងទឹកហ្នឹងហើយពួកគេទាំងពីរនាក់នឹងខ្លាចទៅជាបងប្អូននឹងគ្នាហើយពួកគេនឹងក៏បានឈៀជាមួយនឹងគ្នាអីចឹងទៅចំណែកឯកងទ័ព Marine នៅវិញហ្នឹងគេក៏បានឆ្ងល់ដែរថាចុះបើសិនជា Luffy ហ្នឹងគឺជាបងប្អូនជាមួយនឹង Is អញ្ចឹងមានន័យថាពួកគេទាំងពីរនាក់គឺជាកូនរបស់ Cody Roger តែម្ដងចំណែក Is របស់យើងហ្នឹងក៏បានស្រែកឲ្យ Luffy ថាអាក្បាលរឹងរឿងជជែកអីម្ល៉េះហេតុអ្វីហ្នឹងក៏មិនស្ដាប់ទៅកាន់គាត់ឆាប់ចាក់ចេញពីទីកន្លែងមួយហ្នឹងទៅវាល្អជាងប៉ុន្តែ Morin នៅពេលហ្នឹងផងដែរហ្នឹងគាត់ក៏បានបញ្ជាជាមួយនឹង Zombie របស់គាត់ទៀតហ្នឹងដើម្បីធ្វើការវាយប្រហារទៅកាន់ Luffy ប៉ុន្តែនៅក្នុងការបញ្ជា Zombie មួយហ្នឹងស្រាប់តែមានឧបសគ្គគឺទឹកហ្នឹងបានមកសង្កត់ជាមួយនឹងគុណ Zombie របស់គាត់ហ្នឹងធ្វើឲ្យពួកគេហ្នឹងបាត់បង់វិញ្ញាណហើយអ្នកដែលមករារាំងហ្នឹងគឺមិនមែននរណាឆ្ងាយទេគឺជា Jimby បានមកជួយជាមួយនឹង Luffy ហ្នឹងឯងនៅពេលហ្នឹងផងដែរ Jimby បាននិយាយថាគាត់ហ្នឹងនៅតែចង់ចាំ Morin ហើយគាត់ក៏បានចង់ចាំអំពីចំណុចខ្សោយរបស់ Morin ថាកូនចៅរបស់ Morin ទាំងអស់ហ្នឹងគឺខ្លាចទៅកាន់ទឹកផងដែរកងទ័ព Marine ហ្នឹងក៏បានស្រែកថា First Son of the Sea Jimby ទៀតចំណែកឯឧត្តមសេនាវឹក Sankoku ឯនេះវិញគាត់ក៏បានប្រកាសប្រាប់ថា Luffy ហ្នឹងមិនមែនជាបងប្អូនបង្កើតជាមួយនឹង Is នោះទេហើយ Luffy ក៏មិនមែនជាកូនរបស់ Cody Roger អីឡើយប៉ុន្តែ Luffy គឺជាកូនរបស់បដិវត្តដ៏ខ្លាំងក្លា Monkey D Dragon ទៅវិញគេក៏បានប្រកាសប្រាប់បែបនេះឯងទៅដល់សាធារណជនទាំងអស់គ្នានឹងឲ្យពួកគេបានដឹងថា Luffy មិនមែនជាបងប្អូនបង្កើតជាមួយនឹង Is អីចឹងទៅដើម្បីឲ្យពួកគេទាំងអស់គ្នានឹងស្កប់ចិត្តនៅក្នុងការបើកចិត្តនឹងវាប្រហារទៅកាន់ Luffy ហើយក៏មិនឲ្យពួកគេនឹងជ្រួលច្បល់អីឡើយហើយគ្រាន់តែលឺអញ្ចឹងហើយភ្លាមនឹងធ្វើឲ្យបាគីរបស់យើងនឹងថាមិនដែលដឹងនោះទេថាឪពុករបស់ Luffy គឺជា Dragon និយាយពីរឿងនេះចំពោះ Kobe ហ្នឹងគឺគេដឹងយ៉ាងច្បាស់ថាគ្រាន់តែលឺរឿងហ្នឹងហើយនឹងហានខុករបស់យើងហ្នឹងគឺថាមុខឡើងក្រហមនិយាយថា Luffy គាត់បាននិយាយបន្ថែមទៀតថាមិនខ្វល់នោះទេកូននរណាក៏កូនទៅសំខាន់ហ្នឹងគឺគាត់ស្រឡាញ់ Luffy ចំណែកឯ Jimby ហ្នឹងក៏មានការភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់ Sankoku ផងដែរចំណែកឯ Smoker គ្រាន់តែបានលឺនៅព័ត៌មានមួយហ្នឹងហើយគាត់ក៏បាននិយាយដែរថាអញ្ចឹងមានន័យថាការពីមុនហ្នឹងតែបាននិយាយផងក៏ស្រមៃទៅកាន់រឿងរ៉ាវអតីតកាលដែលឃើញថាគេហ្នឹងបានជួបគ្នាជាមួយនឹង Luffy លើកដំបូងដែលស្ទើរតែបានសម្លាប់ទៅកាន់ Luffy ទៅហើយក៏ប៉ុន្តែមានដៃបុរសម្នាក់បានកាត់ទៅកាន់ដាវរបស់គាត់ហើយបុរសម្នាក់ហ្នឹងគឺជា Monkey D Dragon នឹងឯងនៅពេលហ្នឹងផងដែរធ្វើឲ្យ Smoker របស់យើងហ្នឹងក៏បានលន់មិននិយាយថាទាំងអស់នេះឯងហើយគាត់ក៏បានដឹងអំពីមូលហេតុអ្វីបានជា Dragon ហ្នឹងការពារទៅកាន់ Luffy មិនឲ្យគេស្លាប់អ្នកទាំងអស់គ្នាដទៃទៀតហ្នឹងក៏បានភ្ញាក់ផ្អើលថាហ្នឹងគឺជាកូនរបស់ Dragon មានដែរឬអត់ហើយចំណែកឯទស្សនិកជនរបស់យើងដែលនៅលើកោះសៅប៉ាដាហ្នឹងក៏បាននិយាយថាហាគេគឺជាកូនរបស់ Dragon វាគឺជាព័ត៌មានថ្មីដ៏ក្រៅកគុកមួយដែលពួកគេកំពុងតែទទួលបានដឹងហើយនៅពេលហ្នឹងអ្នកកាសែតក៏បាននិយាយដែរថានេះគឺជាដំណឹងចុងក្រោយហើយហ្នឹងហើយបើសិនជា admin និយាយទៅរៀងចុកមាត់អីពិតជាសូមអភ័យទោសមែនដោយសារតែសម្លេងហ្នឹងក៏រៀងស្អកផងដែរលុះបន្តមកទៀតហ្នឹងពួកគេទាំងអស់គ្នាក៏បានស្រែកថាឆាប់ចូលទៅសម្លាប់ Luffy ទៅកាមគាត់អត់មានអីនៅក្នុងការនិយាយស្ដីនោះទេដោយសារតែ Luffy របស់យើងហ្នឹងឥឡូវហ្នឹងគឺគេបានខ្លាចទៅជាចោះសមុទ្រដ៏ខ្លាំងក្លាពិសេសជាងហ្នឹងវត្តមានរបស់គេក៏ដូចជាអត្តសញ្ញាណរបស់គេត្រូវបានលាតត្រដាងទៅហើយអញ្ចឹង Luffy នឹងអាចត្រូវស្លាប់ចំណែក Luffy ឯនេះវិញគាត់ក៏បានប្រើជាមួយនឹង Shirt Gear របស់គាត់ហ្នឹងខំមេដៃរបស់គាត់ឲ្យរីកឡើងប៉ុណ្ណាណីដើម្បីធ្វើការវាយប្រហារហ្នឹងទៅកាន់យាកជាមួយនឹងកងទ័ព Marine ដាក់តែមួយដៃទេគឺថាដេកស្ប៉ាតែម្ដង Luffy និយាយពាក្យយ៉ាងអស្ចារ្យថាខ្ញុំមកទីនេះមិនខ្វល់ជាមួយនឹងសម្ដីរបស់អ្នកណានិយាយអីនោះទេសំខាន់ខ្ញុំដឹងតែមករំដោះបងប្រុសរបស់ខ្ញុំទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយរបស់យើងគ្មានពាក្យអ្វីតវ៉ាវិចារជាមួយនឹង Monkey D Luffy បន្តគ្រាន់តែលើពាក្យរបស់ Luffy អញ្ចឹងហើយអ្នកទាំងអស់គ្នាក៏បានស្រែកជ័យយោគជាមួយនឹង Luffy អីអញ្ចឹងទៅទាំងអស់នេះឯងគឺជាភាពដែលព្រួយបារម្ភរបស់ Sankoku ទៅលើ Luffy វាគឺជាការពិតគ្រាន់តែលឺអញ្ចឹងភ្លាមវាយបៀតបាននិយាយថា Marco ឯងឆាប់ទៅការពារជាមួយនឹង Luffy កុំឲ្យគេស្លាប់ឲ្យសោះ Marco និយាយថាគាត់ទទួលដំណឹងនឹងបានហើយគាត់ទទួលបញ្ជាអញ្ចឹងទៅហ
ហើយសាច់រឿងរបស់យើងនឹងក៏បានឈានចូលមកដល់ទីបញ្ចប់ជាមួយនឹង East ក៏បានមើលសម្លឹងទៅកាន់ Luffy ហើយនឹងឯងអរគុណអ្នកទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់ admin តាំងពីដើមរហូតដល់ចប់នឹងឯងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយនឹងឯងអ្នកទាំងអស់គ្នា admin សូមចិត្តមួយទៀតបើសិនជាអ្នកទាំងអស់គ្នាអាចជួយ sponsor admin បាន admin ពិតជាអរគុណធំមែនគឺដោយសារតែ admin គិតថា admin ឥឡូវហ្នឹងគឺត្រូវការឧបករណ៍មួយសំឡេងព្រោះអីដោយសារតែអ្នកនៅតែក្បែរហ្នឹងគឺពួកគាត់តែងតែនិយាយរៀងថ្លង់បន្តិចចូលទៅក្នុងវីដេអូពិសេសជាងនឹងទៀតគឺមានសំឡេងម៉ូតូរៀងរំខានបើសិនជាបានក្បាលមិចដូចជាអត់សូវមានសំឡេងរំខានហ្នឹងស្រូបពីចម្ងាយទេចឹងហើយ admin អរគុណទៅដល់គ្នាយើងមែនទែនដែលនៅក្នុងការ support មួយនេះផងដែរជាចុងក្រោយ admin អរគុណទុកជាមុនទៅដល់គ្នាយើងទាំងអស់គ្នាណាបាទយើងតការពិភាក្សាមុននឹងឯងជាមួយនឹង Monkey D Luffy ដែលគាត់បានធ្វើការកម្ចាត់ទៅកាន់យក្សរបស់កងទ័ព Marine ហើយនៅពេលហ្នឹងផងដែរគាត់ក៏បាននិយាយដែរថាឥឡូវនេះគាត់ត្រឡប់មកវិញហើយប៉ុន្តែនៅពេលហ្នឹងផងដែរកងទ័ព Marine ជាច្រើនបានធ្វើការលុំព័ទ្ធនឹងទៅកាន់ពួកគេទាំងអស់គ្នាគឺហុំព័ទ្ធទៅកាន់កងទ័ពរបស់ Monkey D Luffy យើងផ្ទាល់តែម្ដងដោយ San Goku បានបញ្ជាទៅកាន់ពួកគេថាធ្វើយ៉ាងណាកុំឲ្យ Luffy ទៅមុខបានទីរំណែ Is ឯនេះវិញហ្នឹងខំស្រែកទៅកាន់ប្អូនប្រុសរបស់ខ្លួនហ្នឹងទាំងមានសេចក្តីព្រួយបារម្ភមែនតើចំណែកឯទាហាន Marine ម្នាក់ទៀតឯនេះវិញហ្នឹងគាត់ក៏បានស្រែកបញ្ជាទៅកាន់កូនចៅរបស់គាត់ហ្នឹងឲ្យធ្វើយ៉ាងណាខុសទៅកាន់ Luffy ក្រុមរបស់ Luffy ព្យាយាមរត់ចូលទៅប្រយុទ្ធគ្នាជាមួយនឹងកងទ័ព Marine ឃើញថាកងទ័ព Marine ចូលទៅម្នាក់ត្រូវ Luffy វាមួយដៃចំណែកឯកងទ័ពរបស់ Luffy ហ្នឹងក៏ត្រូវកងទ័ពរបស់ Marine ហ្នឹងវាប្រហារវិញផងដែរចំណែកឯ Commander ទាំងពីរឯនេះវិញដែលគាត់ហ្នឹងគឺកំពុងតែឈរមើលទៅកាន់កងទ័ពរបស់ Luffy អីចឹងទៅសូម្បីតែទាហានម្នាក់ទៀតគាត់ក៏បាននិយាយដែរថាឲ្យកូនចៅរបស់គាត់ឆាំចូលប្រយុទ្ធលឿនៗទៅកូនចៅរបស់គាត់ក៏បានសម្រុកចូលទៅឯខ្លះទៀតហ្នឹងត្រូវបានកំភ្លើងបាញ់មកហើយយើងក៏ឃើញដែរថាកងទ័ពនៅចុះសមុទ្រមួយចំនួនត្រូវបានវាប្រហារដោយឧត្តមសេនីយ៍វឹកមូមូកានផងដែរហើយនៅពេលហ្នឹងពួកគេទាំងអស់គ្នាក៏បានស្រែកថាមើលទៅពួកគេហ្នឹងពិតជាខ្លាំងពេកហើយប៉ុន្តែទោះបីជាយ៉ាងណាពួកគេមកទីនេះគឺដើម្បីរំដោះទៅកាន់អ៊ីសចំណែកអ៊ីសឯនេះវិញហ្នឹងគាត់ក៏បានស្រែកដែរថាហេតុអ្វីក៏អ្នករាល់គ្នាបូជាឈាមបូជាជីវិតដើម្បីចំណែកឯឧត្តមសេនីយ៍វឹកម្នាក់ទៀតឯនេះវិញហ្នឹងគាត់ក៏បានស្រែកទៅកាន់ក្រុមរបស់គាត់ថាប៉ាស៊ូកាឆាប់ព្យាយាមបាញ់ទៅកាន់វាយបៀតនៅពេលហ្នឹងផងដែរវាយបៀតគ្រាន់តែគ្រោះវិហារអាវុធរបស់គាត់តែបន្តិចហ្នឹងគ្រាប់កំភ្លើងផ្ទុះនៅលើមេឃអ៊ីសរបស់យើងគាត់ក៏បានស្រែកដែរថាហេតុអ្វីក៏អ្នករាល់គ្នាហ្នឹងចាំបាច់ធ្វើទង្វើបែបហ្នឹង Luffy របស់យើងក៏បានបើកការវាយប្រហាររបស់គាត់ហ្នឹងទៅកាន់ទាហាន Marine ជាច្រើនអ្នកទៀតដែលរៀងៗផ្លូវគាត់ក៏ឃើញដែរថាទាហានហ្នឹងចូលម្នាក់វាម្នាក់ចូលពីរនាក់វាពីរនាក់អីចឹងទៅ Luffy របស់យើងក៏បានស្រែកទៅកាន់ពួកគេរាល់គ្នាថាពួកយើងត្រូវរំដោះអ៊ីសសូមឲ្យពួកគេទាំងអស់គ្នានឹងឆាប់បើកផ្លូវអីចឹងទៅចំណែកអ៊ីសសួរ Luffy ថាហេតុអ្វីបានជា Luffy នឹងត្រូវមកទីកន្លែងមួយនឹងផងដែរប៉ុន្តែអ្នកទាំងអស់គ្នានៅវិញទៅជាក្រុមចូលសមុទ្រនៅតែមិនចោះចាញ់នោះទេគាត់ថាមកទីនឹងដើម្បីរំដោះទៅកាន់អ៊ីសចំណែកអ៊ីសនៅវិញហ្នឹងគាត់ក៏បានគាត់ក៏បានយកក្បាលរបស់គាត់នឹងអុកទៅថ្មហើយគាត់បាននិយាយដែរថាហេតុអ្វីក៏អ្នករាល់គ្នាចាំបាច់ធ្វើបែបហ្នឹងគាត់ក៏បាននឹកឃើញទៅកាន់ប្អូនប្រុសរបស់គាត់ដូចជា Monkey D Luffy គាត់ក៏បាននិយាយបន្ថែមទៀតថា Pop ហើយនឹង Luffy ហេតុអ្វីចាំបាច់ធ្វើបែបហ្នឹងគាត់ក៏បានសម័យទៅកាន់ Pop របស់គាត់កាលពីដំបូងគាត់បាននិយាយថាមកធ្វើជាកូនប្រុសរបស់គាត់ទៅចំណែក East បាននិយាយថាវាគ្រប់គ្រាន់ហើយវាមានតែប៉ុណ្ណឹងនោះទេមិនគួរណាឲ្យគាត់នឹងជំពាក់ទៅកាន់អ្នករាល់គ្នានោះទេគាត់ត្រៀមចិត្តនៅក្នុងការគេប្រហារជីវិតហើយគោក៏បានយកព័ត៌មានទិន្នន័យមួយចំនួនហ្នឹងចូលទៅប្រាប់វាយបៀតបន្ថែមទៀតដើម្បីឲ្យគាត់រៀបគម្រោងចំណែកឯក្រុមរបស់ Luffy នៅតែព្យាយាមបន្តដំណើររបស់ពួកគេហ្នឹងទៅមុខបន្តទៀតហើយនៅពេលហ្នឹងផងដែរកាបក៏បានសួរថាតើឯងនឹងបានឃើញទង្វើទាំងអស់ហ្នឹងនៅនឹងមុខហើយឬនៅដែល East បាននិយាយដែរថាគាត់ពិតជាសោកស្ដាយជាមួយនឹងទង្វើរបស់គាត់ដែលបានបង្កើតទង្វើមួយនេះចេញមកគាត់ក៏បានសម្លឹងមើលទៅកាន់វាយបៀតហ្នឹងទាំងមានសេចក្តីសោមនស្សសោកស្ដាយមែនទែនហើយនៅពេលហ្នឹងផងដែរគាត់ក៏បាននិយាយថាសូមទោសទៅកាន់អ្នករាល់គ្នាគាត់ពិតជាពិបាកនៅក្នុងការទទួលយកអារម្មណ៍មួយនេះខ្លាំងណាស់អ្នកទាំងអស់គ្នានៅតែព្យាយាមប្រយុទ្ធបន្តទៀត Luffy បានបំពងខ្លួនរបស់គាត់ដើម្បីរកជាមួយនឹងកណ្ដុងកាភ្លើងបាញ់កណ្ដុងកាភ្លើងនឹងឡងទៅវិញជាមួយនឹងក្រុមអ្នកដែលបានបាញ់មកកាន់គាត់ផងដែរចំណែកឯកូនចៅរបស់ Baki ឯវិញគេក៏បានស្រែកដែរថាសមត្ថភាពរបស់ Start Head ពិតជាខ្លាំងពេកហើយ Baki មើលទៅកាន់គេណោះពួកគេក៏បានស្រែកទៅកាន់កាពីតែន Baki របស់គេថាហេតុអ្វីក៏កាពីតែន Baki មិនបង្ហាញពីភាពខ្លាំងដូចជា Start Head ហ្នឹងឲ្យពួកគេមើលផងពួកគេចង់ដឹងថាកាពីតែន Baki របស់ពួកគេហ្នឹងកំចាត់ទៅកាន់វាយបៀតដោយរបៀបណាវាយបៀតក៏បានស្រែកថាអញ្ចឹងល្អចាំមើលក៏ធ្វើឲ្យមើលនឹងហើយកាត់និយាយទាំងមានការភ័យខ្លាចមែនទែនថា Luffy ហ្នឹងក្លាហានជ្រុលក្លាហានដូចជាឈួតពេកហើយដែលធ្វើឲ្យកូនចៅរបស់គាត់ហ្នឹងយកអត្តចរិតហ្នឹងទៅតាម Luffy អស់រលីងតែម្ដងនៅពេលហ្នឹងផងដែរឃើញមានបរិសម្នាក់បានហៅទៅកាន់គាត់ថាអាបច្រមុះក្រហមអីចឹងទៅគាត់ក៏បានស្រែកថាអាណាហៅអញនិយាយទៅម៉ែអើយគឺវាយបៀតអ្នកហៅគាត់នឹងឯងដែលធ្វើឲ្យកាពីតែន Baki របស់យើងនៅពេលហ្នឹងគាត់ក៏បានធ្វើទឹកមុខហ្នឹងរឿងភ័យស្លេកស្លាំងដោយនិយាយថាវាយបៀតអីចឹងទៅវាយបៀតគាត់ក៏និយាយដែរថាគាត់នៅចង់ចាំទៅកាន់ Baki គឺ Baki ហ្នឹងគឺជាកូនចៅរបស់ Cody Roger នឹងឯងដែលកាលពីមុនហ្នឹងគាត់ធ្លាប់ជួបកាលពីមុនផងដែរនាំលងពេលដែលគាត់ធ្វើសង្គ្រាមជាមួយនឹង Cody Roger អីចឹងទៅ
ហើយចំណែកឯកាពីតានបាគីនឹងរៀងភ័យស្រីស្លាំងចំណែកឯអ្នកគ្រប់គ្នានៅវិញពិតជាភាពផ្អើលជាមួយនឹងបាគីហើយនឹងហើយអ្នកគ្រប់គ្នាថានឹងឯងគឺ legendary នៅតែចាំ legendary គឺចង់និយាយថា legendary វាយបៀតនៅចាំ lipo អយមែនទែនហើយនៅពេលហ្នឹង Mr. Sri ថាអានឹងឈួតមែនវាកំពុងតែធ្វើអ្វីវាមិនមែនសំណាងល្អតែរហូតនោះទេនៅពេលហ្នឹងផងដែរហ្នឹងកាពីតានវាយបៀតនិយាយថាបើសម្រាប់គាត់ហើយតើគេនឹងធ្វើអ្វីបន្ទាប់បើសិនជាគេសម្រាប់វាយបៀតបានចង់មានន័យថាគេនឹងអាចចាក់ចេញពីគុកមួយនឹងបានឬអត់នៅពេលហ្នឹងកាពីតានបាគីរបស់យើងនឹងរៀងខំមាត់ឲ្យអត់ថ្មីបន្តិចអីចឹងទៅហើយលុះបន្តមកទៀតហ្នឹងអ្នកទាំងអស់គ្នាថាគេនឹងនិយាយថាវាយបៀតនិយាយសរសើរទៅកាន់កាពីតានរបស់ខ្លួន Mr. Sri នឹងមិននឹកស្មានថាកាពីតានវាយបៀតបែរជាសរសើរទៅកាន់បាគីអីចឹងទៅដែលអាចសម្លាប់គាត់អីចឹងទៅហើយនៅពេលហ្នឹងផងដែរហ្នឹងបាគីនឹងមើលទៅដូចជាមុខរៀងញឹមមិនទេហើយលុះបន្តមកទៀត Mr. Sri នឹងនិយាយថាតើគួរធ្វើយ៉ាងណាកាពីតានបាគីនឹងក៏គិតអំពីគំនិតរបស់គេថាគួរធ្វើយ៉ាងណាបន្តទៀតចឹងទៅគាត់ក៏បាននិយាយថាអូមែនហើយពួកយើងទាំងពីរនាក់អាចចូលដៃគ្នាកម្ចាត់ទៅកាន់កងទ័ពម៉ែរីនអីចឹងទៅកូនចៅរបស់គេទាំងអស់គ្នានឹងលើកដៃឡើងលើអីណាចេះតែមានហើយនៅពេលហ្នឹងបាគីក៏បាននិយាយថានេះគឺជាជំរឿនដ៏ល្អមួយដ៏ត្រឹមត្រូវដ៏ពិតប្រាកដធ្វើឲ្យកូនចៅរបស់គាត់នឹងពិតជាភ្ញាក់ផ្អើលមកតង់ទៀតហើយដោយសារតែមេរបស់គេមុនដំបូងហ្នឹងនិយាយថាចង់សម្លាប់ទៅកាន់កាពីតានវាយបៀតឥឡូវបែរជាចូលក្រុមជាមួយនឹងគ្នាអីចឹងទៅ Mr. Sri និយាយថាតើវានឹងអាចធ្វើទង្វើបែបនេះបានដោយរបៀបណាទៅហើយនៅពេលហ្នឹងម៉ាកូនិយាយថាក្រុមរបស់បាគីពិតជាងាយស្រួលក្នុងការបោកមែនទោះបីជាយ៉ាងណាក៏ដោយកាពីតានវាយបៀតហ្នឹងគាត់មិនខ្វល់នោះទេដោយសារតែក្រុមរបស់បាគីហ្នឹងគាត់មានទៅកាន់កូនចៅរបស់គាត់ហ្នឹងជាច្រើនសន្ធឹកសន្ធាប់ដើម្បីជួយទៅកាន់គាត់ផងដែរសំពៅរបស់ពួកគេនីមួយក៏បានប្រយុទ្ធគ្នាជាមួយនឹងសំពៅរបស់ Mary អញ្ចឹងទៅហើយនៅពេលហ្នឹងបងប្អូនពីរនាក់ដែលមានឈ្មោះថា Forward ហើយនិង Deploy ហ្នឹងត្រូវបានទទួលបញ្ជាពីមេរបស់គេកងទ័ពជំនួយដទៃទៀតដូចជាសម្ព័ន្ធមិត្តរបស់ Whitebeard ក៏បានមកដល់ហើយនៅពេលហ្នឹងកូនចៅម្នាក់ក៏បានរាយការណ៍ទៅប្រាប់មេរបស់គេនឹងឯងហើយមេរបស់គេហ្នឹងក៏បាននិយាយពាក្យទាំងអស់ហ្នឹងប្រាប់បន្តទៀតទៅកាន់មេបញ្ជាការបន្តហើយចំណែកឯក្រុមចូលសមុទ្រឯនេះវិញពួកគេទាំងអស់គ្នាក៏បានទទួលបញ្ជាហ្នឹងអំពីកាពីតានរបស់គេ Whitebeard ដូចជា Pop របស់គេ Pop ហ្នឹងក៏បានឲ្យពួកគេហ្នឹងត្រៀមចិត្តបន្ថែមទៀតនៅក្នុងការផ្លាស់ប្ដូរផែនការរបស់ពួកគេនីមួយជាមួយនឹងកងទ័ពតាហ៊ានថ្មីដូចជាសមាជិករបស់ពួកគេអីចឹងទៅហើយណាមួយវិញទៀតគាត់ក៏បានសួររកទៅកាន់សមាជិកម្នាក់នៃ Commander ប៉ុន្តែអ្នកទាំងអស់គ្នាហ្នឹងមិនបានឃើញគាត់នោះទេដោយនិយាយថា Squid មុនហ្នឹងឃើញនៅទីហ្នឹងនោះទេប៉ុន្តែបើជាបាត់គាត់មួយតែប្រពេចភេទទៅវិញមិនដឹងថាគាត់ទៅណានោះទេ Pop ក៏បាននិយាយដែរថាមិនអីទេអញ្ចឹងហ្នឹងគួរតែទៅរក Prader ពីរនាក់ដែលមានឈ្មោះថា D Kawan ទៅហើយនៅពេលហ្នឹងផងដែរណាពួកគេក៏បានទទួលបញ្ជាជាមួយនឹង Pop នឹងឯងតែ Pop បានបញ្ជាពួកគេឲ្យបដូរផ្ដាស់នៅផែនការរបស់ពួកគេដើម្បីទៅកម្ចាត់នៅទូក្រុងរបស់កងទ័ព Marine ហ្នឹងពន្លិចពួកវាឲ្យអស់ទៅកុំឲ្យទុកនៅសល់សំបីតែមួយហើយនៅពេលហ្នឹងពួកគេក៏បានទទួលបញ្ជាជាមួយនឹង Pop របស់ពួកគេនឹងឯងហើយពួកគេក៏បាននិយាយថាឥឡូវនេះមិនអីនោះទេពួកគេនឹងផ្លាស់ប្ដូរផែនការរបស់ពួកគេ Whitebeard បាននិយាយថាគាត់អត់មានអារម្មណ៍ល្អនោះទេប្រហែលជាអាចមានប្រផ្នូលមិនល្អអីចឹងទៅហើយពួកគេទាំងអស់គ្នាសូមធ្វើការដោយប្រុងប្រយ័ត្នមិនឲ្យនរណានឹងត្រូវស្លាប់នោះទេហើយក៏ត្រូវព្យាយាមកុំឲ្យមានរបួសអីចឹងទៅកាពីតាននីមួយដូចជា Commander នីមួយក៏បានទទួលបញ្ជារបស់ Whitebeard ពីម្នាក់ទៅម្នាក់ហើយនឹងហើយឈ្មោះរបស់ពួកគេ admin ក៏មិនសូវស្គាល់នោះដែរដោយសារតែពួកគេមានឈ្មោះច្រើនពេកហើយនៅពេលហ្នឹងគឺបញ្ជាមួយហ្នឹងបានផ្សាយភារទៅដល់ Commander ទីមួយហើយ Commander ទាំងអស់ហ្នឹងមានដល់ទៅ14ម្នាក់ស្រីហ្នឹងនិយាយថាគាត់នឹងទៅកម្ចាត់ក្បាលទូរបស់កងទ័ព Marine អីចឹងទៅហើយអបិមឹកឯនេះវិញហ្នឹងគាត់និយាយដែរថាអញ្ចឹងមិនអីទេគាត់នឹងទទួលបញ្ជាមួយហ្នឹងកងទ័ព Marine ម្នាក់ទៀតគាត់ក៏បានយកពាក្យបិសាទាំងអស់ហ្នឹងទៅបញ្ជាប្រាប់ជាមួយនឹងសាន់គូគូដែលជាមេបញ្ជាការរបស់គាត់សាន់គូគូក៏បាននិយាយសរសើរទៅកាន់ Whitebeard ថាពិតជាល្អខ្លាំងណាស់ដែល Whitebeard ចេះផ្លាស់ប្ដូរផែនការអីចឹងទៅដោយគាត់ក៏បានសម្លឹងមើលទៅកាន់ក្រុមចោះសមុទ្រនីមួយដែលពួកគេផ្លាស់ប្ដូរគោលដៅរបស់ពួកគេដើម្បីទៅកំទេចសំពៅរបស់ទាហាន Marine ចំណែកឯកាមគាត់ក៏បានសរសើរជាមួយនឹង Whitebeard ថាមានប្រាជ្ញាឆ្លាតអីចឹងទៅដែលផ្លាស់ប្ដូរផែនការនៅពេលហ្នឹងផងដែរសាន់គូគូបានទទួលស្គាល់ជាមួយនឹងពាក្យសម្ដីរបស់កាមថា Whitebeard គឺខ្លាំងពិតមែនប៉ុន្តែទោះបីជាយ៉ាងណាគាត់នៅតែជឿជាក់គម្រោងផែនការរបស់គាត់គឺគាត់ជឿជាក់ថា Whitebeard នឹងមិនអាចយកឈ្នះទៅកាន់ទាហាន Marine បាននោះទេហើយនៅពេលហ្នឹងផងដែរគេក៏បានបង្វែរទៅកាន់ក្រុមចូលសមុទ្រដទៃទៀតដោយបាននិយាយថាទាហាន Marine ដូចជាច្រើនពេកហើយប៉ុន្តែទាហាន Marine ដែលនៅច្រើនពីមុខរបស់ពួកគេនឹងត្រូវបានកម្ចាត់ម្ដងបន្តិចអ្នកដែលកម្ចាត់នឹងគឺជា Ivan Kerr ក៏បានចូលមកជួយជាមួយនឹង Luffy ម្ដងទៀតហើយនៅពេលហ្នឹងផងដែរ Luffy បាននិយាយថាចឹងហើយគឺល្អខ្លាំងណាស់ហើយពួកគាត់នឹងគឺចង់ចាក់ចេញដោយគាត់នឹងក៏បានស្រែកហៅទៅកាន់ Jimby ថា Jimby អីចឹងទៅគឺគាត់ហៅទៅកាន់ Jimby ដើម្បីឲ្យ Jimby បើកការប្រយុទ្ធគ្នានឹងជាមួយនឹងទាហាន Marine ជាច្រើនអ្នកទៀតដើម្បីបើកផ្លូវទៅឲ្យ Luffy នឹងអាចបន្តដំណើរទៅមុខ
ជាមប៊ីក៏បាននិយាយដែរថា Fishman Karate ដើម្បីបើកការវាយប្រហារហើយពួកគេទាំង3នាក់ក៏បានចូលដៃគ្នាវាយប្រហារជាមួយនឹងកងទ័ពមេរៀនជាច្រើននាក់ដែលខ្ពស់នៅចំពោះមុខរបស់ពួកគេកណ្ដាប់ដៃអាដុស 5000 ស្តេករបស់ជាមប៊ីក៏បានបើកការវាយប្រហារជាមួយនឹងកម្លាំងរបស់ប៉ៅស៊ូហ្គានឹងឯងហើយនៅពេលនឹងផងដែរឃើញថាទាហានមេរៀនជាច្រើននាក់កំពុងតែហោះជាមួយនឹងរបឿនរបស់ពួកគេនឹងបានកម្ចាត់ទៅកាន់ពួកគេនឹងឯងមើលទៅក្រុមរបស់ Luffy ពិតជាមានព្រៀបពិតមែន Luffy ក៏បានរត់បន្តដំណើរទៅមុខទៀតដោយនិយាយស្រែកថា East បងប្រុសចំណែកឯឧត្តមសេនីយ៍នាវិកម្នាក់ទៀតឯវិញគាត់ក៏បាននិយាយដែរថាឆាប់បញ្ឈប់ទៅកាន់ Luffy ទៅ Morin ក៏បាននិយាយដែរថាអាមួកចម្បើងឥឡូវនេះយើងបានជួបគ្នាម្ដងទៀតហើយ Luffy ក៏បានស្រែកថាអា Morin អាចង្រៃយោហើយនៅពេលនឹងផងដែរហ្នឹងគឺឃើញដែរថា Luffy ក៏បានស្រែកហៅទៅកាន់ Jinbe ថា Jinbe គាត់ហៅទៅកាន់ Jinbe ហ្នឹងដើម្បីឲ្យ Jinbe ទៅប្រយុទ្ធគ្នាជាមួយនឹង Morin ដើម្បីឲ្យគាត់ហ្នឹងអាចធ្វើដំណើរទៅមុខបន្តទៀត Morin បាននិយាយឌឺទៅកាន់ Jinbe ថាតើ Jinbe មែនទេដែលចង់វាយគ្នាជាមួយនឹងគាត់ក៏បាននិយាយថាតើគាត់ហ្នឹងបានដឹងអំពីកម្លាំងរបស់គាត់ដែលជាកម្លាំងស៊ុំប៊ីនឹងអស់ហើយឬនៅ Luffy របស់យើងមុនពេលដែលចាក់ចេញទៅហ្នឹងក៏បានបោះសម្ដីថាអរគុណនឹងទៅកាន់ Jinbe ផងដែរនៅពេលហ្នឹងផងដែរហ្នឹង Morin បាននិយាយថាទៅផុតទៅអាមួកចម្បើងតិចទៀតយើងនឹងជួបគ្នាម្ដងទៀតហើយនៅពេលហ្នឹងគាត់ក៏បាននិយាយឌឺដងជាមួយនឹង Jinbe ថាតើ Jinbe អាចវាយឈ្នះគាត់អត់តែហ៊ានមេរិនជាច្រើនអ្នកក៏បានឆ្ងល់ថាហេតុអ្វីក៏វិលឡតទាំង7ពួកគេប្រយុទ្ធគ្នាអីអញ្ចឹងទៅនៅពេលហ្នឹងផងដែរ Morin ក៏បានចាប់ទៅកាន់ស្រមោលរបស់ទាហានមេរិនហ្នឹងយកកត្រៃមកកាត់ពួកគេដែលធ្វើឲ្យពួកគេទាំងអស់គ្នាហ្នឹងក៏បានស្លាប់តែពិតដោយសារតែស្រមោលទាំងអស់ហ្នឹងគឺជាអាយុជីវិតរបស់គេនឹងឯងក៏ដូចជាដួងព្រលឹងអីអញ្ចឹងទៅ Morin ក៏បានរីកមានទូតលឿនហ្នឹងកាន់តែធំឡើងហើយ Jinbe ក៏បាននិយាយថាអូខ្លួនរបស់ឯងហ្នឹងកាន់តែធំទៅធំហើយអា Morin ហើយឯងក៏មិនប្រកាសថាឯងហ្នឹងកាន់តែធំកាន់តែខ្លាំងដែរអាធំតែមានជាតែមុង Morin គេក៏បានដកកត្រៃរបស់គេហ្នឹងចេញមកដើម្បីបង្ហាញទៅកាន់ Jinbe នេះគឺជាអាវុធរបស់គេក៏បានយកកត្រៃហ្នឹងផ្ដាច់ចេញពីគ្នាដោយគេហ្នឹងយកកត្រៃហ្នឹងធ្វើជាអាវុធដែលជាកំបិតអីអញ្ចឹងទៅហើយគេហ្នឹងក៏បាននិយាយថាឲ្យ Jinbe ហ្នឹងឆាប់បង្ហាញសមត្ថភាពរបស់ Jinbe អីអញ្ចឹងមកគាត់ចង់ដឹងណាស់តើល្បឿនរបស់ Jinbe អាចលឿនជាមួយនឹងកំបិតរបស់គាត់បានដោយរបៀបណាគាត់នឹងយកដួងព្រលឹងរបស់ Jinbe មកធ្វើជាស៊ុំប៊ីរបស់គាត់ទៅជាមិនខានហើយគាត់ក៏បានវិវហារទៅកាន់ Jinbe មិនបានត្រូវបាន Jinbe ហ្នឹងកិច្ចផុតហើយនៅពេលហ្នឹងផងដែរហ្នឹងគាត់នៅតែព្យាយាមដើម្បីការវាយប្រហារមួយហ្នឹងឲ្យវាយត្រូវ Jinbe ប៉ុន្តែការវាយប្រហាររបស់គាត់យ៉ាងណាក៏ដោយនៅតែមិនអាចត្រូវជាមួយនឹង Jinbe នោះឯងវាយទៅ Jinbe កិច្ចផុតរហូតវាយទៅខាងនេះ Jinbe កិច្ចទៅខាងនោះហើយ Jinbe ក៏បានយកដៃរបស់គាត់រង Jinbe ក៏បាននិយាយតបវិញថាឯងចាំមើលវិញទៅថាសមត្ថភាពរបស់យើងហ្នឹងខ្លាំងប៉ុណ្ណាគាត់ក៏បានបើកនៅកណ្ដាប់ដៃរបស់គាត់ហ្នឹងវាយទៅកាន់ Jinbe ហ្នឹងគឺកណ្ដាប់ដៃរបស់អាដូសនឹងឯង 5000 stack ដាក់ទៅថានេះគឺជាកណ្ដាប់ដៃត្រីឆ្លាមហើយនៅពេលហ្នឹងផងដែរហ្នឹងធ្វើឲ្យ Morin ហ្នឹងបែកក្អួតតែម្ដងក្អួតរបស់គេហ្នឹងគឺជាសំណររបស់ពួកមនុស្សនឹងឯងហើយនៅពេលហ្នឹងផងដែរហ្នឹង Jinbe និយាយថាអោយថាប៉ុណ្ណឹងយល់ហើយឬនៅកម្លាំងរបស់ឯងមិនមែនប្រកាសថាខ្លាំងរហូតនោះទេឯងគួរតែវឹកហាត់បន្ថែមទៀតទៅអា Morin វឹកហាត់បន្ថែមទៀតដើម្បីមកប្រយុទ្ធជាមួយនឹងយើងម្ដងទៀតណាអា Morin នឹងឲ្យនិយាយឌឺយ៉ាងលយមែនទែនចំណែក Luffy របស់យើងនៅតែព្យាយាមដំណើររបស់គាត់ហ្នឹងទៅមុខបន្តទៀតប៉ុន្តែត្រូវបានមើលឃើញដោយតា Chiki ដោយគាត់បាននិយាយថាមួកចម្បើងនៅពេលហ្នឹងផងដែរ Smoker ក៏បានហោះចេញទៅយ៉ាងលឿនដោយនិយាយថាតា Chiki នៅស្ងៀមហើយនៅពេលហ្នឹងឃើញថា Smoker ក៏បានបើកការវាយប្រហារទៅកាន់ Luffy ហ្នឹងមួយដំបងរបស់គាត់តែម្ដង Luffy បាននិយាយថាអា Smoky ហើយហ្នឹងហើយហៅឈ្មោះគេខុសទៀតចេះតែមានហើយ Smoker ក៏បាននិយាយថាចុងក្រោយគាត់នៅតែអាចរកឃើញជាមួយនឹងអាមួកចម្បើងដដែលនៅពេលដែល Smoker បានទៅប្រយុទ្ធគ្នាជាមួយនឹង Luffy សូម្បីតែ Ivankov ហ្នឹងគាត់ក៏បានព្រួយបារម្ភទៅកាន់ Luffy ពីចម្ងាយផងដែរប៉ុន្តែអ្វីដែលជាឧបសគ្គហ្នឹង Kuma កំពុងតែឈរនៅពីក្រោយខ្នងរបស់គាត់ពិសេសជាងហ្នឹង Kuma ក៏បានបាញ់ពន្លឺឡាសេរបស់គាត់ហ្នឹងបើកការវាយប្រហារទៅកាន់ Ivankov បន្ថែម Ivankov បានស្រែកថាអត់ទេមិនក៏មកវាយប្រហារគ្នាអីអញ្ចឹងអីហើយនៅពេលហ្នឹងគាត់នៅតែលូតកិច្ចដដែលដោយសារតែពន្លឺឡាសេហ្នឹងក៏បានបាញ់ចេញមកបាត់ទៅហើយចំណែកឯ Luffy ឯនេះវិញគាត់ក៏បានប្រើជាមួយនឹង Second Gear របស់គាត់នឹងឯងហើយនៅពេលហ្នឹងគាត់ក៏បានប្រើជាមួយនឹងធម្មពល Kumo របស់គាត់ដដែលហ្នឹងគាត់ក៏បានស្រែកទៅកាន់ Smoker ក៏បានចាត់ការទៅកាន់ Smoker ដោយធម្មពល Kumo Gatling របស់គាត់ហើយនៅពេលហ្នឹងផងដែរ Smoker ក៏បានប្រែខ្លាចទៅជាផ្សែងដើម្បីហោះហើរឡើងទៅលើកិច្ចពី Luffy អញ្ចឹងទៅកូនចៅរបស់ Smoker ក៏បានចូលទៅវាយប្រហារជាមួយនឹង Luffy នឹងឯងចំណែក Luffy របស់យើងត្រូវបាន Smoker នឹងចាប់ហោះហើរឡើងទៅលើអាកាសនឹងឯង Smoker គាត់ក៏បានហោះត្រឡប់មកវិញជាមួយនឹងផ្សែងរបស់គាត់ដោយគាត់និយាយថាទោះបីជា Luffy ខ្លាំងជាងមុនក៏ដោយក៏ប៉ុន្តែ Luffy នៅតែមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយនឹងគាត់នោះទេ Smoker បានរុញ Luffy ទៅផ្ញើជាមួយនឹងផ្ទាំងទឹកកកតែម្ដងហើយគាត់ក៏បានយកអាវុធរបស់គាត់នឹងយកទៅកាន់បំពង់ករបស់ Luffy ដោយនិយាយថាធម្មពលរបស់ Luffy មិនទាន់គ្រប់គ្រាន់នោះទេកូនចៅរបស់គាត់ទាំងអស់បានមកនិយាយថា
Commander Smoker ពិតជាខ្លាំងពិតមែនបានកុំចាត់ទៅកាន់ start head អីចឹងទៅហើយ Luffy របស់យើងនឹងព្យាយាមនិយាយដែរប៉ុន្តែអាវុធរបស់គេនឹងចាប់នឹងកអីចឹងទៅ Smoker ឥឡូវនេះគឺគាត់ដឹងហើយហេតុអ្វីបានជាត្រាកនឹងលេចមុខកាលពីពេលមុនដោយសារតែត្រាកនឹងគឺជាឪពុករបស់ Luffy បានជួយ Luffy នៅកាន់ Lock Thorn ហើយគាត់នៅចាំទង្វើទាំងនឹងមិនទាន់ផ្លេចនោះទេទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះ Luffy របស់យើងគឺមិនមាននរណាដើម្បីមកជួយគេម្ដងទៀតនោះឡើយ Luffy របស់យើងគឺគេនឹងត្រូវស្លាប់នៅទីកន្លែងមួយនេះដោយម្នាក់ឯងផ្ទាល់តែម្ដងហើយគេនឹងត្រូវបាននារីម្នាក់ទៀតមកវាយប្រហារគេនឹងលំពើង Smoker របស់យើងនឹងខឹងមែនទែនថាហេតុអ្វីបានជាមានរឿងអញ្ចឹងហើយនៅពេលហ្នឹងអ្នកគ្រប់គ្នាថាហេតុអ្វីបានជានាងនឹងមិនគួរណាទៅជួយ Luffy ទៅវិញហើយនាងនឹងគឺជា Han Hancock របស់យើងនឹងឯងនិយាយថាមិនអោយនរណាសម្លាប់ទៅកាន់ Luffy ទេ Smoker និយាយទៅកាន់ Han Hancock ថាតើនាងនឹងកំពុងតែចង់ធ្វើអ្វីតើនាងនឹងចង់ចេញពីកន្លែង Silverlord ទាំង7មានដែរឬអត់ហើយនៅពេលហ្នឹងផងដែរហ្នឹងគឺឃើញដែរថា Han Hancock នាងមិនខ្វល់ទេបានស្រែកអោយទៅកាន់គេថាបិទមិត្តចិត្តទៅកុំខ្វល់ច្រើនពេកគេមិនដឹងនោះទេសំខាន់គឺគេមិនអោយ Luffy ស្លាប់នៅទីកន្លែងមួយហ្នឹងបានឡើយគេស្រែកហ្នឹងស្រែកទាំងខឹងសម្លុតទៅកាន់ Smoker តែម្ដងថាមិនអោយ Luffy ស្លាប់ទៅណានោះទេនៅពេលហ្នឹង Smoker ហ្នឹងកាន់តែឆ្ងល់ថាតើនាងហ្នឹងកំពុងតែធ្វើអ្វីដូចជាទង្វើឈួតឈួតអញ្ចឹងហើយនៅពេលហ្នឹង Luffy បានស្រែកថា Hancock គាត់ហៅទៅកាន់ Han Hancock នឹងឯងហើយនៅពេលហ្នឹងគេក៏បានញញឹមទៀតធ្វើឲ្យ Hancock របស់យើងហ្នឹងគឺថាទុនតែម្ដងហើយ Ivan កើឯណែវិញហ្នឹងក៏បាននិយាយដែរថាហេតុអ្វីក៏គេមិនចំណាំមុខយើងអញ្ចឹងគឺគេឆ្ងល់ជាមួយនឹងគូម៉ាហេតុអ្វីបានជាគូម៉ាហ្នឹងបើការវិបហាទៅកាន់គាត់ទាំងដែលអ្នកទាំងពីរគឺជាសមត្ថមិត្តនឹងគ្នាទៅវិញទៅមកហើយពិសេសជាងហ្នឹងគឺជាមិត្តចាស់ដ៏ជ្រាលជ្រៅអីអញ្ចឹងទៅប៉ុន្តែត្រូវបាន Doflamingo បាននិយាយថាទោះបីជាយ៉ាងណាក៏ដោយក៏ប៉ុន្តែគេគឺជាសត្រូវរបស់នាងទៅហើយណាអនុប្រធានគុករបស់ក្រុមបដិវត្ត Monkey D Dragon អីចឹងទៅគាត់បាននិយាយដែរថាកុំខ្វល់ច្រើនពេកគូម៉ានៅពេលនេះមិនដូចគូម៉ាពីមុនទេគូម៉ាពេលនេះស្លាប់បាត់ទៅហើយដែលធ្វើឲ្យ Ivan កើរបស់យើងនឹងភ្ញាក់ផ្អើលមែនទែនសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់តែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសង្ឃឹមថារងចាំទស្សនានៅវីដេអូបន្ទាប់ណាបាច់រឿងរបស់យើងគឺជាមួយនឹងក្រុមទាហាន Marine ជាច្រើនអ្នកនៅអំឡុងពេលនឹងដែរគឺ Smoker របស់យើងគឺផ្ដើមការវិវត្តមុនដែលគាត់ត្រូវបាន Han Hancock នឹងវាប្រហារមកកាន់គាត់ហើយ Hancock ដែលនាងកំពុងតែឈូនៅពីមុខរបស់ Monkey D Luffy ផ្ទាល់តែម្ដងអំឡុងពេលហ្នឹងនាងកំពុងតែចង់ប្រើជាមួយនឹងធម្មពល Devil Fruit របស់នាងហ្នឹងវាប្រហារទៅកាន់ Luffy ធ្វើឲ្យកងទ័ពទាហាន Marine និយាយជាច្រើនថាគាត់មិនមែនជួយ Luffy នោះទេគាត់កំពុងតែចង់វាប្រហារទៅកាន់ Luffy ស្របពេលហ្នឹងនាងក៏បាននិយាយដែរថានាងពិតជាសប្បាយចិត្តដែលឃើញ Luffy ចំណែកដៃរបស់នាងហ្នឹងមិនដឹងថាលូកស្អីនោះទេហើយនៅពេលហ្នឹងផងដែរគឺនាងលូកដកគុនសោនោះទេយើងកុំគិតវិញឆ្ងាយពេកអីហើយនាងក៏បាននិយាយដែរថានេះណែគុនសោសូមឲ្យ Luffy ហ្នឹងយកវាទៅរំដោះជាមួយនឹងបងប្រុសរបស់គាត់ទៅដែលធ្វើឲ្យ Luffy របស់យើងហ្នឹងបាននិយាយថាអរគុណទៅកាន់គាត់អីចឹងទៅនៅពេលហ្នឹងផងដែរអ្នករាល់គ្នាហ្នឹងក៏បានមើលទៅកាន់គេថាហេតុអ្វីក៏ Luffy មិនខ្លាចទៅជាថ្មនៅពេលឥឡូវហ្នឹងនៅពេលហ្នឹង Luffy ក៏បានស្រែកថា Hancock ដែលធ្វើឲ្យនាងនឹងកាន់តែសប្បាយចិត្តព្រោះអីដោយសារតែ Luffy បានហៅឈ្មោះនាងចំតែម្ដងមិនមែនហៅខុសដែលធ្វើឲ្យនាងនឹងទឹកមុខឡើងក្រហមឆ្អៅតែម្ដងហើយចំណែក Luffy ក៏ត្រេកអរជាមួយនឹងកូនសនាងបាននិយាយថាឥឡូវនេះ Luffy បានចាប់ដៃរបស់នាងបន្ថែមទៀតធ្វើឲ្យនាងនឹងកាន់តែសប្បាយចិត្តពិសេសជាងហ្នឹង Luffy របស់យើងក៏បានលូតហក់ទៅអោបជាមួយនឹង Han Hancock តែម្ដងហើយនៅពេលហ្នឹងធ្វើឲ្យអ្នករកគ្នាដូចជាទាហាន Marine នឹងបើកភ្នែកបើកមាត់ធំតែម្ដងហើយអ្វីក៏ Luffy ចំណេញអីបែបនេះហើយអ្វីក៏មិនមែនជាអ្នក comment របស់ admin ទៅវិញចឹងហើយនៅពេលហ្នឹងផងដែរ Luffy ក៏បាននិយាយថាអរគុណទៅកាន់នាងចំណែក Han Hancock របស់យើងឯវិញនាងក៏បាននិយាយដែរថាមិនអីនោះទេចំពោះបញ្ហាមួយហ្នឹងប៉ុន្តែ Luffy ឆាប់ចេញទៅ Luffy ក៏បាននិយាយដែរថាអូពិតមែនហើយឥឡូវនេះគាត់ត្រូវទៅជួយបងប្រុសរបស់គាត់ហើយអំឡុងពេលហ្នឹង Luffy របស់យើងក៏បានរត់ចាក់ចេញទៅជាមួយនឹងពាក្យសម្ដីអរគុណទៅកាន់នាងចំណែក Han Hancock ឯវិញគឺថាកំពុងតែដេកដួលលំមួសងគ្រិចហ្នឹងតែម្នាក់ឯងដែលធ្វើឲ្យអ្នករកគ្នាដូចជាទាហាន Marine ហ្នឹងយល់ច្រឡំថាស្មានតែ Luffy ហ្នឹងបានវាបហាទៅកាន់នាងប៉ុន្តែនៅពេលហ្នឹងនាងដកដង្ហើមផ្ទិតនឹងឯងដោយសារតែការលួចស្រឡាញ់គេម្នាក់ឯងហើយជាជំងឺរបស់នាងផ្ទាល់ហើយអំឡុងពេលហ្នឹងអ្នករកគ្នានិយាយថាហេតុអ្វីក៏ Luffy សាហាវបែបនេះចំណែក Han Hancock ឯនេះវិញហ្នឹងកំពុងតែថប់ដង្ហើមនាងក៏បានយកដៃរបស់នាងហ្នឹងស្ទាបទៅកាន់បេះដូងរបស់នាងថាអារម្មណ៍មួយនេះពិតជាពិបាកទទួលយកខ្លាំងណាស់អីអញ្ចឹងទៅដែលនាងហ្នឹងបានអបជាមួយនឹងក្រាស់របស់នាងហ្នឹងឯងគ្រាន់តែបានអបប៉ុណ្ណឹងហ្នឹងនាងក៏បានសម័យទៅដល់រឿងរ៉ាវដល់លើទឹកដីកោះគូចារបស់នាងអីឯណារហូតដល់នាងហ្នឹងបានកោះសម្លៀកបំពាក់របស់នាងដែលជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍រៀបការជាមួយនឹង Monkey D Luffy ផ្ទាល់នឹងឯងហើយនាងក៏បានសម័យឃើញថា Luffy កំពុងតែពាក់ឈុតរៀបការជាមួយនឹងនាងផ្ទាល់ដែលធ្វើឲ្យនាងបាននិយាយថា Luffy ហើយនាងក៏បានសម័យថា Luffy បាននិយាយទៅកាន់នាងថានាងស្រស់ស្អាតខ្លាំងណាស់នៅថ្ងៃហ្នឹងផងដែរដែលធ្វើឲ្យអារម្មណ៍របស់នាងពុះកញ្ជ្រោលថាសប្បាយចិត្តខ្លាំងណាស់នាងក៏បានសម័យឃើញថា Luffy ក៏បានទុកបីបងអមត្រកងនាងដែលនាងបានហៅ Luffy ថាលោកប្តីសម្លាញ់អីអញ្ចឹងទៅ
ហើយនាងក៏បានសម័យបន្តទៀតថា Luffy ខ្ញុំឃើញលោកហើយណាមួយវិញទៀតនាងក៏បានយកអំបោះក្រហមហ្នឹងឡើងប្រប៉ុណ្ណានៃទៅចងជាមួយនឹង Luffy ដើម្បីធ្វើជាគូវិជុបវាសនាអីចឹងទៅនាងក៏បាននិយាយថា Luffy មិនអាចទៅណាបានទេដោយសារតែ Luffy គឺជាគូរបស់នាងអីចឹងទៅក៏ប៉ុន្តែនៅការពិតឯវិញគឺ Smoker កំពុងតែដេញវាយប្រហារទៅកាន់ Luffy គាត់បាននិយាយថាមិនអោយ Luffy នឹងអាចរត់ចាក់ចេញរួចនោះឡើយប៉ុន្តែនៅពេលនឹងផងដែរឋានហេខុកនាងក៏បានទៅរងជាមួយនឹងកំបិតដែករបស់គេនឹងឯងហើយនៅពេលនឹងផងដែរ Smoker របស់យើងនឹងក៏បានសម្លឹងមើលទៅកាន់ហានហេខុកនៅអំឡុងពេលនឹងផងដែរដែលធ្វើឲ្យទាហានមេរិនជាច្រើននេះក៏បានឆ្ងល់ថាហេតុអ្វីបានជានាងទៅការពារជាមួយនឹងមួកចម្បាំងអញ្ចឹងនៅពេលហ្នឹង Smoker បានសួរបន្ថែមទៀតថាតើនាងកំពុងតែធ្វើអ្វីតើនាងមិនដឹងថាកំពុងតែធ្វើអ្វីទេអីនាងចង់ប្រឆាំងជាមួយនឹងកងទ័ព Marine មែននាងមិនខ្វល់នោះទេដោយនាងបាននិយាយថាទោះបីជាយ៉ាងណាគឺនាងស្រស់ស្អាតចំណែកឯទាហាន Marine ជាច្រើនអ្នកនេះវិញហ្នឹងក៏បានងក់ក្បាលថាមែនហើយជាមួយនឹងភ្នែកបេះដូងរបស់គេនឹងឯងចំណែកឯ Luffy ក៏បាននិយាយដែរថាវាគឺពិតជាអស្ចារ្យដែលបានហានហេខុកហ្នឹងបានមកជួយគាត់ពិសេសជាងហ្នឹងបងប្រុសសូមរងចាំគាត់តែបន្តិចទៀតទៅចំណែកអ៊ីវ៉ាន់កើឯនេះវិញគាត់ក៏បានស្រែកខ្លាំងៗតែម្ដងដោយគាត់បាននិយាយថាឯងកំពុងតែនិយាយអ្វីគូម៉ាទៅបានស្លាប់មែនដែរឬទេដូហ្វ្លីមីនកូក៏បាននិយាយវិញថាតើឯងហ្នឹងគឺតែត្រឹមត្រូវហើយឬនៅគេគឺបានស្លាប់បាត់ទៅហើយមិនមែនជាមនុស្សដែលរស់មានជីវិតទៀតនោះទេនៅពេលហ្នឹងផងដែរ Luffy របស់យើងក៏បានរត់ទៅហើយនៅពេលហ្នឹងគេក៏បានសម្លឹងមើលទៅឃើញគូម៉ាគេក៏បាននិយាយដែរថាហ្នឹងគឺជាគូម៉ាដែលគាត់នឹងបាននឹកឃើញទៅដល់រឿងរ៉ាវអតីតកាលដែលការគូម៉ាហ្នឹងបានវាយប្រហារទៅកាន់សូរ៉ូក៏ដូចជាគ្នារបស់គាត់ដទៃទៀតដែលធ្វើឲ្យ Luffy ក៏បានស្រែកដែរថាសូមឲ្យអ៊ីវ៉ាន់កើហ្នឹងប្រយ័ត្នទៅកុំឲ្យត្រូវប៉ះដៃហ្នឹងជាមួយនឹងអាប៉ែមួយហ្នឹងអ៊ីវ៉ាន់កើបាននិយាយថាមិនអីនោះទេគេនឹងមិនអាចធ្វើអ្វីមកកាន់គាត់បានឡើយ Luffy របស់យើងក៏ឆ្លៀតសួរបន្ថែមទៀតថាតើអ៊ីវ៉ាន់កើនឹងស្គាល់តកាលគាត់មែនអ៊ីវ៉ាន់កើក៏បាននិយាយដែរថាមែនហើយគឺគាត់នឹងស្គាល់គ្នាកាលពីមុនមកផងដែរ Luffy មានគោបាននិយាយថាទោះបីជាអ្នកទាំងពីរមានការចងចាំល្អជាមួយនឹងគូម៉ាកាលពីមុនក៏ដោយប៉ុន្តែគូម៉ានៅពេលនេះមិនមែនដូចជាអ្នកទាំងពីរស្គាល់ពីមុនមកនោះទេនៅពេលនឹងផងដែរធ្វើឲ្យពួកគេទាំងអស់គ្នាឆ្ងល់ថាតើវានឹងមិនដូចគ្នាមានដែរឬទេវាមិនដូចគ្នាត្រង់ណាទៅហើយគេគឺជាអ្នកបរិភោគផៅ fruit ហើយនៅពេលហ្នឹងគូម៉ារបស់យើងគឺគេមិនបាននិយាយអ្វីទាល់តែសោះដែលអ៊ីវ៉ាន់កើបាននិយាយថាឲ្យគេហ្នឹងឆាប់ចេញវាចាបន្តិចមកប៉ុន្តែគាត់ឈរស្ងៀមត្រឹងទៅវិញហើយគាត់ក៏បាននិយាយថាអាចង្រៃយោអើយនិយាយមិននិយាយហើយអ្វីក៏ស្ងាត់មិនអញ្ចឹងធ្វើមើលប៉ុន្តែមិនដែលស្គាល់គ្នាហើយនៅពេលហ្នឹងធ្វើឲ្យ Luffy មានកូននិយាយដែរថាមិនមែននោះទេគូម៉ាមួយហ្នឹងត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយក៏ប៉ុន្តែត្រូវបានដុកទ័រវ៉ាការភពគាត់បានធ្វើការកែតម្រូវហ្នឹងជាមួយនឹងសាកសពគូម៉ាហ្នឹងឲ្យខ្លាចទៅជាមនុស្សយន្តដើម្បីបំរើទៅកាន់មនុស្សជាតិក៏ដូចជាបំរើទៅកាន់កងទ័ពមេរីអ៊ីវ៉ាន់កើក៏បានស្រែកដែរថាកែច្នៃនៅពេលនឹងផងដែរគេក៏បានស្រមៃទៅកាន់រឿងរ៉ាវអតីតកាលរបស់គូម៉ាដែលការគូម៉ាត្រូវបានគេវាសាកសពរបស់គាត់ហើយអ្នកដែលបានវាកាត់នឹងគឺជាដុកទ័រវ៉ាការភពនឹងឯងចំណែក Luffy ក៏បានសម័យទៅកាន់រឿងរ៉ាវអតីតកាលដែល Zoro បានប្រយុទ្ធគ្នាជាមួយនឹងគូម៉ាដោយ Zoro បានកាត់ដៃរបស់គូម៉ាប៉ុន្តែឃើញថាដៃរបស់គាត់គឺជាដៃមនុស្សយន្តហើយគូម៉ារបស់យើងក៏បានធ្វើការ scan កំណត់អត្តសញ្ញាណរបស់ Ivan កើនៅពេលហ្នឹងតែម្ដងទៅ Ivan កើគាត់ក៏បាននិយាយដែរថាហេតុអ្វីក៏គេមិននិយាយសំបីតែបន្តិចអញ្ចឹងអាគូម៉ាឈួតយកហើយនៅពេលហ្នឹងផងដែរ Luffy មានគោបាននិយាយប្រាប់ថាខ្ញុំគ្រាន់តែប្រាប់យកតែបុណ្យនោះទេគឺគេមិនមែនដូចជាមនុស្សដែលអ្នកទាំងអស់គ្នាស្គាល់ទេឥឡូវនេះគេគឺជាអ្នកបម្រើទៅកាន់រាជរដ្ឋាភិបាលគេមានឈ្មោះថា Pacifista PX0 ហើយគេក៏បានបើកការវាយប្រហារជាមួយនឹងកណ្ដុងឡាសេរបស់គេនឹងឯងបានធ្វើការវាយប្រហារទៅកាន់ Luffy ក៏ដូចជា Ivan កើតែម្ដង Ivan កើក៏បានថាដែរថាហេតុអ្វីក៏គេនឹងមិនចង់ចាំជាមួយនឹងរឿងអតីតកាលរបស់អ្នកទាំងពីរអញ្ចឹង Luffy បាននិយាយថាកាលពីមុនគឺគាត់ធ្លាប់ចង់ចាំថាគូម៉ាធ្លាប់បានហើបមាត់និយាយដោយគេនិយាយដែរថាពួកយើងមុខជាជួបគ្នាម្ដងទៀតជាមិនខានប៉ុន្តែ Luffy ឆ្ងល់ថាហេតុអ្វីពេលហ្នឹងគឺគេនិយាយតែនៅពេលនេះក៏គូម៉ានឹងមិននិយាយដែលធ្វើឲ្យអ៊ីវ៉ាន់កើនឹងខឹងមែនទែនថាវាកុហកអញទេអីគូម៉ានឹងបាន reflect យ៉ាងលឿនតែម្ដងដែលធ្វើឲ្យអ៊ីវ៉ាន់កើរបស់យើងនឹងគឺមិនអាចមើលទៅនៅទេតែគាត់បាន reflect ទៅដល់កន្លែងនៃប្រជាជន New Kamaland ហើយនៅពេលហ្នឹងគាត់ក៏បានដោះជាមួយនឹងស្រោមដៃរបស់គាត់ដើម្បីធ្វើការវាយប្រហារទៅកាន់អ្នកទាំងអស់ហ្នឹង Luffy បានស្រែកពីចម្ងាយដែរថាអ្នកទាំងអស់គ្នាសូមធ្វើការប្រុងប្រយ័ត្នជាមួយនឹងដៃរបស់គេប៉ុន្តែនៅពេលហ្នឹងគេក៏បានប្រើជាមួយនឹងធម្មពលរបស់គេដែលមានឈ្មោះថា Pet Kono មើលទៅអ្នកទាំងអស់គ្នាហ្នឹងគឺមិនអាចគេចផុតអំពីកណ្ដាប់ដៃគូម៉ានឹងបាននោះទេដែលធ្វើឲ្យអ៊ីវ៉ាន់កើនឹងពិតជាខឹងមែនទែនថាហេតុអ្វីបានជាគេនឹងធ្វើបាបទៅកាន់កូនចៅរបស់គាត់ក៏បានរត់ចូលទៅជាមួយនឹងមុខរបស់គាត់នឹងឯងគាត់ធ្វើការបាញ់ភាគវិជានិនចាណារតុនឹងឯងដោយគាត់នឹងបានបាញ់មុខរបស់គាត់ជាច្រើនអ្នកដែលធ្វើឲ្យគូម៉ាមួយនឹងមិនអាចកំណត់អត្តសញ្ញាណថាមួយណាគឺជាអ៊ីវ៉ាន់កើពិតនោះទេអ៊ីវ៉ាន់កើចេះតែចេញមុខម្ដងមួយមុខរបស់គាត់កើនទៅអីចឹងទៅហើយនៅពេលហ្នឹងគាត់ក៏បានប្រើជាមួយនឹងធម្មពលរបស់គាត់ Galaxy Quick នឹងឯងហើយក៏បានធ្វើការវាយប្រហារជាមួយនឹងធម្មពលពន្លឺមួយនឹងទៅកាន់គូម៉ា
ហើយនៅពេលហ្នឹងគាត់ក៏បានស្រែកថាហ៊ឺហាគាត់ហ្នឹងក៏បានស្រែកជេរទៅកាន់គូម៉ានឹងតែម្ដងថាហេតុអ្វីក៏គាត់ហ្នឹងមិនចងចាំអំពីគ្នាឯងហើយមកវាប្រហារគ្នាឯងទៅវិញហើយចេះតែឆ្ងល់ថាហេតុអ្វីបានជាវាឈួតអញ្ចឹងគាត់ក៏អត់បានទេឥឡូវនេះគាត់ក៏បានធ្វើការវាប្រហារហ្នឹងដោយថាក់មួយជើងហ្នឹងទៅកាន់គូម៉ាហ្នឹងលំពើងតែម្ដងមើលទៅគាត់ហ្នឹងទៅផ្ញាច់នឹងជញ្ជាំងមិនជាងទេគឺផ្ទាំងទឹកកកហើយដល់ពេលហ្នឹងប្រជាជនជាច្រើនអ្នកទៀតក៏បានទទួលបញ្ជាអំពីមេរបស់គេដូចជាអ៊ីវ៉ាន់កើនឹងឯងដែលអ៊ីវ៉ាន់កើក៏បាននិយាយថាឲ្យអ្នកទាំងអស់គ្នាហ្នឹងទៅជួយលូហ្វីដើម្បីបើកផ្លូវហ្នឹងទៅជួយរំដោះអ៊ីស្អីអញ្ចឹងទៅធ្វើឲ្យគាត់ចាត់ការជាមួយនឹងគូម៉ាគាត់បាននិយាយថាជីវិតរបស់យើងនេះក៏មានទុកអីម្លេះហើយនៅពេលនេះផងដែរនឹងប្រជាជនហ្នឹងគឺថាបីស្លេកស្លាំងពេញទៅហ្នឹងហើយនៅពេលហ្នឹងបន្តទៀតគូម៉ារបស់យើងហ្នឹងគេក៏បានលើកមកវិញហើយអ៊ីវ៉ាន់កើក៏បាននិយាយថាប្រសិនបើជាឯងមិនចង់ចាំយើងនឹងឲ្យឯងហ្នឹងដឹងអំពីរបៀបថាអ្វីដែលជាបរិសុទ្ធដែលខ្លាំងពិតប្រាកដគាត់នឹងធ្វើឲ្យវាបានដឹងហើយគាត់ក៏បានប្រាប់ថាឆាប់ឲ្យលឿនឡើងទៅតាមមុខចម្បាំងម៉ាំងគីឌីលូហ្វីទៅហើយពួកគេទាំងអស់គ្នាក៏បានរត់ដើម្បីបើកផ្លូវឲ្យលូហ្វីរបស់យើងនឹងបន្តទៅមុខលូហ្វីក៏បាននិយាយដែរថាអរគុណអ៊ីវ៉ាន់កើខ្លាំងណាស់ដែលបានឲ្យប្រជាជនមួយនឹងមកកាន់គាត់ពួកគេទាំងអស់គ្នាក៏បានរត់ចូលទៅដើម្បីធ្វើការវាយប្រហារទៅកាន់កងទ័ពមេរីនចំណែកឯកងទ័ពមេរីនមួយចំនួននេះឆ្ងល់ថាតើផ្ទាំងទឹកកកហ្នឹងមិនដូចជាផ្ទាំងទឹកកកដទៃទៀតដែលឧត្តមសេនីយ៍ AOKG របស់គេហ្នឹងបានបង្កើតមកស្របពេលហ្នឹងទាហានមេរីនម្នាក់គាត់ក៏បានយកដៃទៅស្ទាបជាមួយនឹងផ្ទាំងទឹកកកហ្នឹងដោយនិយាយថាមិនត្រជាក់ហើយនៅក្នុងផ្ទាំងទឹកកកមួយហ្នឹងគឺសុទ្ធតែកូនចៅរបស់បាគីនឹងឯងដែលពួកគេកំពុងតែអល់ខ្សឹបខ្សៀវគ្នាអំពីគម្រោងផែនការរបស់គេអីចឹងទៅ Mr. Sri របស់យើងនិយាយថាវាមិនខ្មេទេអើយដឹងជាគម្រោងផែនការហ្នឹងពិតប្រាកដឬអត់ទេព្រោះឯគាត់ហ្នឹងដូចជាមិនទុកចិត្តទៅកាន់បាគីពួកគេក៏បានលើកផ្ទាំងទឹកកកមួយហ្នឹងចេញមកដូចជាកមួននឹងឯងដែលធ្វើឲ្យកងទ័ពមេរៀនជាច្រើនមានការភ្ញាក់ផ្អើលបាគីក៏បានកលេចចុះកលេចឡើងដើម្បីកលេចមើលទៅកាន់លូហ្វីហើយក៏បានឃើញថាហេតុអ្វីក៏លូហ្វីហ្នឹងនៅបន្តមានជីវិតទៀតដោយសារតែសង្គ្រាមមួយហ្នឹងខូខើខ្លាំងពេកគាត់ក៏បាននិយាយថាតោះពួកយើងឆាប់ចេញទៅដើម្បីសម្រេចនៅគោលដៅផែនការរបស់គេ Mr. Sri និយាយថាគម្រោងហ្នឹងនឹងបានសម្រេចអត់ទេហើយនៅពេលហ្នឹងផងដែរយើងក៏បានได้ឃើញថា Mr. One កំពុងតែធ្វើការវាយប្រហារជាមួយនឹងក្រុមរបស់ចោរសមុទ្របាយបៀតនឹងឯងក្រកដៃរបស់យើងក៏បានវាយប្រហារដោយគាត់និយាយថានៅពេលនេះគឺគាត់កំពុងតែស្ថិតនៅចម្ងាយឆ្ងាយអំពីវាយបៀតកូនចៅរបស់វាយបៀតទាំងប៉ុន្មានហ្នឹងគឺមិនអោយគេនឹងអាចទៅក្បែរជាមួយនឹងវាយបៀតបានឡើយចំណែកឯអ្នកទាំងអស់គ្នាហ្នឹងគឺត្រូវជាមួយនឹងព្យុះសាច់របស់ក្រកដៃវាយបៀតរបស់យើងគាត់មើលទៅដូចជាមិនខ្វាយខ្វល់នឹងជាមួយនឹងក្រកដៃនឹងប៉ុន្មានទេក្រកដៃក៏ត្រូវបានវាយប្រហារដោយកាពីតែនទី3នៃ Commander របស់វាយបៀតនឹងឯងហើយមើលទៅគាត់នឹងបែកឈាមតែម្ដងមើលទៅអាប៉ែមួយហ្នឹងពិតជាមានអត្តពលទៅលើគាត់ផងដែរហើយគាត់នឹងក៏បានឃើញថាការបង្ហាញខ្លួនរបស់ដូហ្វ្លីមីនកូកំពុងតែនៅក្រោយខ្នងរបស់គាត់ជូស៊ូគេកំពុងតែបើកការវាយប្រហារគ្នាជាមួយនឹងក្រកដៃក៏ប៉ុន្តែអំឡុងពេលដែលចង់វាយក្រកដៃហ្នឹងយើងក៏ឃើញដែរថាម្រាមដៃរបស់ដូហ្វ្លីមីនកូកំពុងតែកម្រើកគាត់ក៏បានកលេចមើលទៅកាន់ក្រោយខ្នងរបស់គាត់ដែលឃើញថាដូហ្វ្លីមីនកូគឺកំពុងតែបញ្ជាទៅកាន់រាងកាយរបស់គាត់ទាំងមូលតែម្ដងក្រកដៃគាត់ក៏បានគំរាមទៅកាន់ដូហ្វ្លីមីនកូថាបើនៅតែលូកដៃគឺគាត់នឹងសម្លាប់ដូហ្វ្លីមីនកូចំណែកឯដូហ្វ្លីមីនកូឯនេះវិញគឺគាត់មិនបានខ្វល់នោះទេគាត់គ្រាន់តែចង់បានសម្ព័ន្ធមិត្តមួយតែប៉ុណ្ណឹងឯងហើយលូហ្វីរបស់យើងនឹងក៏បានរត់ទៅមុខប៉ុន្តែអ្នករកគ្នាក៏បានស្រែកថាបញ្ឈប់គេភ្លាមទៅនៅទីកន្លែងមួយហ្នឹងប៉ុន្តែកងទ័ពញូហ្គាម៉ាហ្នឹងគេក៏បានទៅរារាំងជាមួយនឹងអ្នកទាំងអស់គ្នាហ្នឹងដើម្បីឲ្យលូហ្វីហ្នឹងបើកផ្លូវបន្តដំណើរទៅមុខហើយនៅពេលហ្នឹងលូហ្វីក៏បានសម្លឹងមើលទៅកាន់អ៊ីសគឺកំពុងតែនៅម្នាក់ឯងនៅឯងក៏ប៉ុន្តែយើងក៏ឃើញដែរថាសមរនៃដាវពើបៃតងកំពុងតែវាយប្រហារទៅកាន់កងទ័ពរបស់លូហ្វីហើយមើលទៅគាត់បាននិយាយដែរថាខ្ញុំសុំទោសខ្លាំងណាស់ហេតុរេអភ័យរេចាំងហើយនៅពេលហ្នឹងផងដែរធ្វើឲ្យលូហ្វីរបស់យើងនឹងបើកមាត់ធំបុរសម្នាក់ហ្នឹងមិនមែននរណាឆ្ងាយនោះទេគេបាននិយាយបន្ថែមទៀតថាខ្ញុំនឹងបញ្ឈប់ឯងនៅត្រឹមហ្នឹងកែវភ្នែករបស់គាត់ក៏បានសម្លឹងមើលទៅកាន់លូហ្វីក៏បាននឹកឃើញរឿងហ្នឹងក៏បានសម័យទៅកាន់រឿងរ៉ាវអតីតកាលតែម្ដងជាមួយនឹងសូរ៉ូបានធ្វើការវាយប្រហារជាមួយនឹងគាត់ហើយគាត់ក៏បានបន្សល់ស្នាមដាវមួយទៅកាន់ទ្រូងរបស់សូរ៉ូយើងនឹងឯងហើយគាត់គឺជាមីហុកដែលយើងអាចនិយាយបានថាហុកអាយតែមួយនឹងឯងលូហ្វីរបស់យើងនឹងក៏បានសម្លឹងមើលទៅកាន់គាត់ដោយគាត់បាននិយាយថាតើជោគវាសនានឹងនៅខាងណាគាត់នឹងកំណត់ជោគវាសនាមួយនឹងជាមួយនឹងដាវខ្មៅរបស់គាត់សាច់រឿងរបស់យើងគឺបញ្ចប់តែត្រឹមនឹងឯងមិនដឹងថាលូហ្វីទៅមុខបន្តទៀតឬយ៉ាងណានោះតែរឿងរបស់យើងជាមួយនឹងមីហុកដែលគេកំពុងតែឈោស្កាក់ដើម្បីកាក់ផ្លូវរបស់លូហ្វីរបស់យើងប៉ុន្តែលូហ្វីទោះបីជាយ៉ាងណានៅតែមិនខ្លាចសម្រោទៅមុខជានិច្ចមីហុកបាននិយាយដែរថាខ្ញុំនៅទីនេះលូហ្វីបាននិយាយថាគាត់មកទីនេះដើម្បីជួយទៅកាន់អ៊ីស្បងប្រុសរបស់គាត់អ្នកទាំងពីរក៏បានទៅឈោមុខតគ្នាតែម្ដងចំណែកឯអ៊ីវ៉ាន់កើឯនេះវិញគាត់បានត្រូវការវាប្រហារហ្នឹងដោយគូម៉ាបាត់ទៅហើយប៉ុន្តែគាត់ដូចជាមិនអីនោះទេគាត់ក៏បានប្រើធម្មពល Devil Fruit Wig របស់គាត់ហ្នឹងបានទៅកាន់គូម៉ាវិញគ
គូម៉ាក៏នៅតែបន្តបាញ់ដុំភ្លើងពីមួយកន្លែងទៅមួយកន្លែងធ្វើឲ្យគាត់ហ្នឹងរត់កាច់តែរហូតបើធ្លាក់មកដល់ក្រោយខ្នងរបស់ Luffy ហ្នឹងក្បាលដាំចូលជាមួយនឹងទឹកកកទៀតចំណែកឯប្រជាជននៅទឹកដី New Kama ដែរវិញហ្នឹងពួកគេសម្រុកទៅមុខជានិច្ចពួកគេមិនខ្លាចជាមួយនឹង Hawkeye ឡើយដូចគេនិយាយថា Hawkeye ហ្នឹងចង់ចាប់ពួកគេអត់ប៉ុន្តែនៅពេលហ្នឹងពន្លឺដាពូបៃតងក៏បានកាប់ទៅកាន់ខ្លួនរបស់ពួកគេមីហុកឬក៏ Hawkeye គេក៏បានកាប់ទៅកាន់អ្នកទាំងពីរតែម្ដងហើយគាត់ក៏បានបោះសម្ដីទៅកាន់អ្នកទាំងពីរថាខ្ញុំមិនចងចាំនរណាដែលខ្ញុំបានសម្លាប់ពីមុនមកនោះទេលុះបន្តមកទៀតគាត់ក៏បានប្រើជាមួយនឹងខ្សែភ្នែកចក្ខុវិស័យរបស់គាត់សម្លឹងទម្លុះទៅកាន់តាហ៊ានមេរីននឹងដើម្បីទម្លុះមើលទៅកាន់ Luffy ដំណើរការនៃគេរត់ទៅមុខគាត់ក៏បានប្រើនៅចំហាយដាវរបស់គាត់នឹងបានកាប់វាប្រហារទៅកាន់ Luffy មើលទៅ Luffy របស់យើងនឹងត្រូវបានចំហាយដាវមួយនឹងដេញពីក្រោយខ្នងរបស់គាត់ទៅហើយមីហុកបាននិយាយដែរថានេះគឺជាព្រំលិខិតរបស់ Luffy ដែលគាត់នឹងទទួលយកគាត់កិច្ចរហូតតតែគាត់នឹងទៅបុកជាមួយនឹងគម្លាតជញ្ជាំងតែម្ដងចេះតែមានហើយដៃជើងរបស់គាត់មិនអាចដកចេញអំពីគំនោកំតិចកំទីនៃផ្ទាំងថ្មនឹងនោះទេមីហុកបានសម្លឹងមើលពីចម្ងាយនៅអំឡុងពេលនឹងផងដែរជាមប៊ីរបស់យើងក៏បានមើលពីចម្ងាយទៅដល់ជាមកការពារពីមុខនឹងឯងគាត់បាននិយាយថាគាត់មកនេះដើម្បីការពារទៅកាន់ Luffy ក៏ដូចជាជួយរំដោះនឹងទៅកាន់ Ace មីហុកបានសួរដែរថាតើឯងកំពុងតែធ្វើអ្វីនៅពេលនេះហើយអ្វីបានជាឯងធ្វើបែបហ្នឹងជីមប៊ីគាត់បានឆ្លើយដែរថាខ្ញុំមកទីនេះគឺដើម្បីរំដោះទៅកាន់ Ace នឹងឯងហើយគាត់ក៏បាននិយាយដែរថាដើម្បីទៅធ្វើរឿងមួយនឹងឯងដើម្បីបញ្ចប់សង្គ្រាមមីហុកគាត់ក៏បាននិយាយដែរថាគាត់យល់គ្រប់យ៉ាងប៉ុន្តែជំរឿនរបស់ពួកយើងទាំងពីរគឺវាខុសផ្លូវគ្នាបាត់ទៅហើយគាត់ក៏បាននិយាយបន្តទៀតថារឿងនេះមានតែដាវខ្មៅរបស់គាត់ទេជាអ្នកសម្រាប់ពីរបស់យើងគាត់ក៏បានប្រើជាមួយនឹងកណ្ដាប់ដៃរបស់គាត់ដែលមានឈ្មោះថា Break Firstហើយនៅពេលនឹងផងដែរកណ្ដុងកំភ្លើងទាំងបានដែលបានបាញ់មកកាន់គាត់ដែលជាក្រុមកំភ្លើងហ្នឹងគឺបានស្គប់តែម្ដងប៉ុន្តែមីហុករបស់យើងក៏បានរត់ចូលទៅយ៉ាងលឿនដើម្បីបើកការវាប្រហារមួយហ្នឹងគាត់ក៏បានប្រើជាមួយនឹងដាវខ្មៅរបស់គាត់ Shark Breakfast ផងដែរហើយនៅពេលហ្នឹងអ្នកទាំងពីរក៏បានវាយគ្នារហូតដល់ជីមប៊ីរបស់យើងហ្នឹងបើកទៅយ៉ាងឆ្ងាយនិងធ្លាក់ចូលទៅក្នុងផ្ទាំងទឹកកកហើយក៏បានធ្លាក់ចូលទៅក្នុងទឹកនឹងតែម្ដងទៅចំណែកឯអ៊ីវ៉ាន់កើឯវិញហ្នឹងគាត់ក៏បានដកក្បាលរបស់គាត់ចេញពីផ្ទាំងទឹកកកដោយស្រែកថាហឺហាហើយនៅពេលនឹងផងដែរក៏បានសម្លឹងមើលទៅឃើញថាមីហុកកំពុងតែហោះឡើងទៅលើដើម្បីត្រៀមកាប់ទៅកាន់ម៉ាងគីឌី Luffy ដែល Luffy របស់យើងគឺកំពុងតែភ័យជាមួយនឹងចំហាយដាវមួយហ្នឹងមីហុកក៏បានហោះឡើងបោះពួយចុះមកក្រោមវិញយ៉ាងលឿនតែម្ដងដើម្បីសម្រុកទៅកាប់ Luffy ប៉ុន្តែនៅពេលហ្នឹង Luffy របស់យើងបានដកដៃចេញពីថ្មនឹងទាន់កុំឲ្យអេតិកល្មមហើយ Luffy របស់យើងហ្នឹងក៏បានកិច្ចមកជ្រុងមួយចំហៀងវិញហើយគាត់ក៏បានប្រើជាមួយនឹងធម្មពល Devil Fruit របស់គាត់ដែលជាធម្មពលគូម៉ូនឹងឯងហើយនៅពេលហ្នឹងគាត់បានស្រមៃឃើញនៅដៃរបស់គាត់នឹងបានដាច់ជាមួយនឹងការវាយប្រហារទៅកាន់មីហុកក្រោយពីចាក់ខូវិស័យរបស់គាត់បានឃើញអញ្ចឹងហើយ Luffy របស់យើងគឺថាភ័យតែម្ដងរហូតដល់គាត់បានយកដៃរបស់គាត់នឹងទម្លុះទៅកាន់ផ្ទាំងថ្មដែលគាត់កំពុងតែឈរនៅពីលើនឹងវិញព្រោះអីគាត់អត់ហ៊ានយកដៃរបស់គាត់ទៅវាយមីហុកទេខ្លាចមីហុកនឹងកាប់ដាច់ដៃតែម្ដងមីហុកក៏បានវាយប្រហារទៅកាន់ Luffy ជាមួយនឹងចំហាយដាវរបស់គាត់នឹងជះជាមួយនឹងពន្លឺពឿបៃតងផងចំហាយខ្មៅផងដាវមួយនឹងពិតជាមានឥទ្ធិពលខ្លាំងមែនតែសំជាដាវមួយក្នុងចំណោមដាវទាំង12នៃដាវខ្លាំងនៅក្នុងពិភពលោកមួយនឹងហើយគ្រាន់តែចំហាយដាវរបស់គាត់នឹងកាប់នឹងដាច់ផ្ទាំងទឹកកកតែម្ដងពិតជាសាហាវមែនទែនធ្វើឲ្យតាហ៊ានមេរិនជាច្រើនបាននិយាយថាភ្នំទឹកកកកំពុងតែដាច់ជាមួយនឹងចំហាយដាវរបស់មីហុកចំណែកឯគូបេនិងមិត្តភ័ក្តិរបស់គាត់ក៏បានមើលពីចម្ងាយផងដែរហើយដុំផ្ទាំងទឹកកកនឹងក៏បានធ្លាក់ទៅលើកប៉ាល់របស់កងទ័ពមេរីនក៏ដូចជាកប៉ាល់ចុះសមុទ្រអីចឹងទៅបាគីបានលូកមើលពីចម្ងាយនៃផ្ទាំងទឹកកកមួយហ្នឹងគាត់បាននិយាយជាមួយនឹងកូនចៅរបស់គាត់ថាគាត់ដឹងរឿងរ៉ាវទាំងអស់ហ្នឹងនៃពិភពលោកមួយហ្នឹងហើយគាត់នឹងនិយាយឡើងពលិសជាច្រើនកូនចៅហ្នឹងចេះតែជឿស្រីថាបាគីមេអីចឹងទៅកាត់មកដល់ដូហ្វ្លីមីងកូឯនេះវិញដែលគេកំពុងតែនិយាយគ្នាជាមួយនឹងក្រកក្តាយនៅអំឡុងពេលហ្នឹងក្រកក្តាយក៏បានបោះសម្ដីសួរថា Team Up Man ឯងនឹងខ្ញុំមានដែរឬទេចំណែកដូហ្វ្លីមីងកូក៏បាននិយាយតបវិញថាពិតមែនហើយកាពីតែនបៃបៀតគឺគេចាស់ទៅហើយគេក៏ត្រូវតែស្លាប់ពួកយើងទាំងពីរនាក់គួរតែសហការគ្នាដើម្បីសម្លាប់ទៅកាន់គេដើម្បីបញ្ចប់នៅរជ្ជកាលកាពីតែនបៃបៀតមួយនេះចោលតែម្ដងទៅនៅពេលនោះអ្នកខ្លាំងដូចជាពួកយើងនឹងខ្លាចទៅជាយ៉ាងគោក៏ដូចជាស្ដេចនៃចោលសមុទ្រនឹងឯងក៏ដែរគាត់ក៏បាននិយាយតបទៅវិញថាអូគំនិតរបស់ឯងគឺវាពិតជាល្អខ្លាំងណាស់ប្រសិនបើគំនិតរបស់ឯងល្អតែម៉ាក់នឹងឯងគួរតែមកធ្វើជាកូនចៅរបស់យើងនៅក្នុងចំណោះយើងវិញទៅខ្ញុំមិនគិតអញ្ចឹងទេប៉ុន្តែឯងក៏គួរតែគិតថាឯងនឹងល្អជាងនឹងផងដែរឯងនឹងមានគេឈ្មោះជាងក្រក៏ដែរគាត់ក៏បានតបវិញថា
បើជាអញ្ចឹងមែនតើខ្ញុំអាចនឹងមានឈ្មោះឈរនៅទីកន្លែងមួយនឹងដោយរបៀបណាទៅអាដូហ្វ្លីមីនកូឯងក៏មកកុហកអញអីក្រកក្តាយគាត់ក៏បានប្រើជាមួយនឹងព្យុះសាច់របស់គាត់នឹងបកទៅកាន់ដូហ្វ្លីមីនកូតែម្ដងប៉ុន្តែដូហ្វ្លីមីនកូគ្មានបញ្ហាអីនោះទេក៏បានឯងគួរតែគិតពិចារណាទៅលើគំនិតរបស់ឯងម្ដងទៀតចំណែកបាគីនេះវិញគាត់ក៏បានគិតដែរថាប្រសិនបើជាមិនវាយគ្នាជាមួយនឹងកងទ័ពម៉ារីនោះទេវាគឺជារឿងដែលល្អហើយគាត់ក៏បានសើចយ៉ាងសប្បាយរីករាយតែម្នាក់ឯងនឹងឯងសំបាយមិនទាន់បានប្រមាណផងត្រូវបានព្យុះសាច់នឹងបកគេពើងឡើងទៅលើតែម្ដងនឹងឯងហើយអំឡុងពេលហ្នឹង Smoker ឯនេះវិញបាននិយាយថាហេតុអ្វីបានជាហានខុកហ៊ានធ្វើអញ្ចឹងហានខុកគាត់បាននិយាយថាដោយសារតែគាត់ស្រស់ស្អាតកុំគិតថាចង់ធ្វើបាបទៅកាន់ប្តីសម្លាញ់របស់គាត់ចំណែក Smoker ឯនេះវិញគាត់ឆ្ងល់មែនតើដោយគាត់បាននិយាយថាហាប្តីសម្លាញ់មែនទេហើយនៅពេលហ្នឹងហានហេខុកបាននិយាយថាពិតមែនហើយគេគឺជាប្តីសម្លាញ់របស់ខ្ញុំហើយគាត់ហ្នឹងក៏បានគិតទៅដល់ណាថាខ្លួនឯងហ្នឹងក្រោយពីរៀបអាពាហ៍ពិពាហ៍ហើយនឹងទៅក្រេបទឹកឃ្មុំតែពីរនាក់ជាមួយនឹង Monkey D Luffy នៅលើផ្ទៃសមុទ្រហើយពួកគេកំពុងតែអង្គុយនៅក្នុងសំពៅរបស់ពួកគេតែពីរនាក់តែម្ដងហើយគេហ្នឹងក៏បាននិយាយអំពីរឿងរ៉ាវអាហារថា Luffy ជួយចិត្តញ៉ាំអីអញ្ចឹងទៅហើយ Luffy ក៏គាត់ចង់ញ៉ាំអាហារឆ្ងាញ់ៗជាមួយនឹងស្នាដៃប្រពន្ធរបស់គាត់នឹងឯងហើយនៅពេលហ្នឹងហានហៀខុករបស់យើងហ្នឹងគាត់បានព្យាយាមថាគាត់នឹងធ្វើជាស្ត្រីមេផ្ទះគាត់បានស្រមៃថាគាត់ធ្វើជាចុងភៅដើម្បីធ្វើជាស្ត្រីមេផ្ទះបម្រើដល់ប្តីរបស់គាត់នេះគឺជាអ្វីដែលស្ត្រីមេផ្ទះត្រូវតែធ្វើគាត់គ្រាន់តែគិតនឹងក៏សប្បាយចិត្តរវើរវាយតែម្នាក់ឯងតែកណ្ដាលថ្ងៃហ្នឹងឯង Smoker ក៏បានសួរទៅកាន់នាងថាតើនាងនឹងចង់វាយគ្នាឬក៏មិនចង់វាយគ្នាប៉ុន្តែនៅពេលហ្នឹងគាត់ក៏បាននិយាយថាឥឡូវនេះគាត់ទៅចាប់មួកចម្បើងហើយប៉ុន្តែនៅពេលហ្នឹងហានហេខុកក៏បានចេញអំពីក្តីសម័យរបស់គាត់ថាតើឯងហ៊ានអីនៅពេលហ្នឹងពួកអ្នកទាំងពីរហ្នឹងក៏បានទើសគ្នាធ្វើឲ្យគេហ្នឹងបានស្រែកថាហានខុកនាងឯងនឹងគិតអីហើយចំណែក Luffy ខំកិច្ចអំពីផ្ទៃដាវរបស់មីហុកមែនតែនហើយទោះជាកិច្ចយ៉ាងណាមីហុកនៅតែធ្វើការវាយប្រហារទៅកាន់ Luffy អ្នកកិច្ចចេះតែកិច្ចអ្នកវាយចេះតែវាយគាត់បាននិយាយថាគំនិតរបស់ឯងហ្នឹងគឺมันអាចជួយទៅកាន់បងប្រុសរបស់ឯងទេប៉ុន្តែ Luffy របស់យើងនៅតែព្យាយាមចូលទៅវាយប្រហារជាមួយនឹងមីហុកគាត់ថាគាត់នឹងពិតជាមិនដឹងថាត្រូវនិយាយអ្វីច្រើននោះទេប៉ុន្តែគាត់ដឹងថាគាត់ត្រឹមតែការពារនឹងឯងនៅពេលហ្នឹងព្យុះខ្សាច់ក៏បានហោះរំលងក្បាលរបស់ Luffy របស់យើងបាគីក៏បានស្រែកថាអូជួយគាត់ផងអីអញ្ចឹងទៅហើយនៅពេលហ្នឹង Luffy របស់យើងក៏បានចាប់ទាញបាគីទីមកដល់ភ្លាមទើសគ្នាជាមួយនឹង Luffy តែម្ដងហើយនៅពេលហ្នឹងផងដែរហ្នឹងគឺទើសគ្នាថាឲ្យថា Luffy ទាញគាត់មកធ្វើអីមិនស្ដីគេជួយអាពេលគេទាញមកថាឲ្យគេថាអីណាចេះតែមានហើយបាគីរបស់យើងហ្នឹង Luffy គាត់ក៏បានប្រើជាមួយនឹងក្បាច់ធម្មពលរបស់គាត់គូម៉ូហូមែននឹងឯងតាមពិតទៅបោះបាគីទៅសោះហ្នឹងណាចេះតែមានក្បាច់អីណាហើយចំណែកអេមីហុកក៏បានកាប់ទៅកាន់បាគីជាជំរាបតែម្ដងនៅពេលហ្នឹងបាគីរបស់យើងតិចល្មមប៉ុន្តែបាគីរបស់យើងគឺប្រើប្រាស់ធម្មពលនិវិសរបស់គាត់កាប់យ៉ាងណាក៏មិនស្លាប់នោះដែរហើយគេនឹងក៏បានចង្អុលទៅកាន់មីហុកក៏បានបោះជាមួយនឹងបាគីបរបស់គេដែលជាបាគីពើក្រហមនឹងឯងបាល់ហ្នឹងត្រូវបានមីហុកទេមកវិញចំកណ្ដាលមកធ្វើឲ្យគេនឹងបើកភ្នែកស្រឡាំងកាំងតែម្ដងហើយអំឡុងពេលហ្នឹងគាត់ក៏បាននិយាយថាលីហើយពិភពលោកមួយនេះលីហើយអ្នកទាំងអស់គ្នាទូប៊ូមតែម្ដងយីបាគីរបស់យើងនឹងកំ pl ស្ងួតតែម្ដងហើយអំឡុងពេលហ្នឹងគេក៏បាននិយាយថាល្អខ្លាំងណាស់អាចមកខំនៅពេលនេះឯងធ្វើបានល្អខ្លាំងណាស់ Luffy ក៏បានរត់ចាក់ចេញទៅដោយនិយាយថាអរគុណអាចបាគីអាចមកខំអីចឹងទេហើយដល់ពេលហ្នឹងមីហុកខំស្រែកថាឯងហ្នឹងមិនអាចទៅណាបានទេគាត់ក៏បានប្រើនៅចំហាយដាវរបស់គាត់ហ្នឹងកាប់ទៅបន្តទៀតចំណែកអេម៉ាកូឯនេះវិញគាត់ក៏បាននិយាយដែរថា V-Star ផកបាននិយាយឲ្យថាពួកយើងហ្នឹងមិនអាចបណ្ដោយឲ្យបងប្អូនរបស់ East ហ្នឹងគេត្រូវបានស្លាប់បាត់បង់ជីវិតទីកន្លែងមួយហ្នឹងនោះទេ V-Star ឯងមានលឺយើងនិយាយអត់ឆាប់ទៅការពារជាមួយនឹងបងប្អូនប្រុសរបស់ East ម្នាក់ហ្នឹងទៅដល់ពេលហ្នឹង V-Star ក៏បានឆ្លើយតបថាខ្ញុំទទួលបានហើយមិនអីនោះទេខ្ញុំនឹងទៅការពារគាត់ហើយអំឡុងពេលហ្នឹងផងដែរមីហុកស្ទើរតែចង់កាប់ទៅកាន់ Monkey D Luffy ទៅហើយប៉ុន្តែចំហាយដាវក៏ដូចជាផ្កាកុលាបនៃបេះដូងក៏បានលេចចេញមកផងដែរចំណែកមីហុកក៏បានលន់មាត់ថា Commander ទី5នៃកាពីតែន Whitebeard Float Sword Vital អូរីករាយណាស់មីហុកដែលបានជួបអ្នកហើយអ្នករាល់គ្នាដែលនៅលើផ្ទៃសមុទ្រមួយហ្នឹងជាអ្នកប្រើប្រាស់ដាវតែងតែស្គាល់ទៅកាន់មីហុកថាជាអ្នកប្រើប្រាស់ដាវដ៏ល្អចំណែក Monkey D Luffy របស់យើងនៅវិញទីសន្លប់តែម្នាក់ឯងគាត់ក៏បានក្រោកមកវិញតែម្ដងLuffy របស់យើងហ្នឹងប្រកែកប្រែងមែនតែនគាត់ក៏បានក្លេចថយក្រោយគាត់ក៏បាននិយាយថាមិនដែលស្គាល់បែបហ្នឹងផងប៉ុន្តែមកជួយប៉ុន្តែទោះបីជាយ៉ាងណាក៏គាត់អរគុណហើយដល់ពេលហ្នឹងផងដែរពួកគេទាំងពីរនាក់ក៏បាននិយាយអំពីទ្រឹស្ដីបើមិនមែនជាកម្លាំងប៉ុន្តែទោះបីជាយ៉ាងណាវាក៏ជាជំនាញរបស់ពួកគេLuffy ក៏បានរត់ចេញទៅថាទោះបីជាយ៉ាងណាក៏អរគុណអ្នកម្ដងទៀតដែរហើយចំណែកអ្នកទាំងពីរឯនេះវិញក៏បានធ្វើការវាយប្រហារគ្នាក្នុងនាមជាអ្នកប្រើប្រាស់ដាវដូចគ្នាហើយការវាយប្រហារមួយហ្នឹងមើលទៅដូចជាទំនងមិត្តមែនចំណែកអ៊ីវ៉ាន់កៅឯនេះវិញបាននិយាយថាអាមួយចម្បើងអាក្មេងមួយចម្បើងអីចឹងទៅហើយនៅពេលហ្នឹង Jambi ក៏បានលុបមើលពីចម្ងាយក៏បានឃើញថា Luffy របស់យើងមានសុវត្ថិភាពទៅហើយ
ចំណែកហានហៀកខុកនាងក៏បាននិយាយដែរថាលូហ្វីជួយទៅកាន់បងប្រុសរបស់បងឲ្យបានទៅលូហ្វីរបស់យើងក៏បានរត់ទៅអុកក្បាលជាមួយនឹងទាហានមេរៀន2នាក់ហ្នឹងបញ្ចូលគ្នាទៅម្ដងហើយអំឡុងពេលដែលលូហ្វីរត់ទៅហ្នឹងជិបជាមួយនឹងផ្ទាំងបែកក្រូរបស់អ្នករាល់គ្នាលូហ្វីក៏បានស្រែកដែរថាអ៊ីសបងប្រុសរបស់គាត់អីអញ្ចឹងទៅចំណែកឯក្រុមបាគីរបស់យើងឯវិញឃើញថាពួកគេកំពុងតែដេកលំមួតសងក្រេតហ្នឹងលើផ្ទាំងទឹកកកកូនចៅរបស់គេក៏បាននិយាយថាអំបាញ់មិញអស់ចាខ្លាំងណាស់កាពីតែនបាគីហើយគាត់ក៏បាននិយាយថាបាគីហ្នឹងខ្លាំងពិតមែនបានហ៊ានតតាំងជាមួយនឹងហុកអាយហើយដល់ពេលហ្នឹងអ្នករកគ្នាហ្នឹងក៏បាននិយាយគាត់ទៅទៅកាន់បាគីអីណាចេះតែមានហើយគាត់បាននិយាយថាគ្មាននរណាអស្ចារ្យជាងកាពីតែនបាគីនោះទេនេះគឺជាខ្លួនរបស់បាគីពួកគេរកគ្នាក៏បាននិយាយថាអរគុណបាគីអរគុណកាពីតែនបាគីហើយបាគីគឺជាហេរ៉ូមួយនៃពិភពលោកមួយហ្នឹងដើម្បីផ្លាស់ប្ដូរគឺដូចជារាជការបន្តបន្ទាប់មិនមែនជាកាពីតែនវាយបៀតទេប៉ុន្តែជាកាពីតែនបាគីជំនួសពួកគេបាននិយាយដែរថាពួកគេនឹងដើរតាមបាគីហ្នឹងរហូតដល់ថ្ងៃស្លាប់រហូតដល់ទីបញ្ចប់បាគីក៏បាននិយាយថាស្ងាត់មាត់កុំលឺមាត់អាណប់បើចាគេវាយងាប់ណាបានទេនៅកន្លែងហ្នឹងសុទ្ធតែសង្គ្រាមចំណែកមីស្ទ័រស្រីរបស់យើងឯវិញឆ្ងល់ថាហេតុអ្វីក៏បាគីហ្នឹងសំណាងម្លេះចេះតែមានហ្នឹងគេច្រឡំតែរហូតចំណែកឯកងទ័ពមេរៀនក៏បានគិតទៅលើគំនិតរបស់ពួកគេហ្នឹងអំពីរឿងរ៉ាវមុននឹងបន្តិចដែលឃើញថាមុនដំបូងរៀងមានសុវត្ថិភាពទេប៉ុន្តែក្រោយពីកូនចៅរបស់កាពីតែនវាយបៀតចេញមកក៏ដូចជាម៉ាំងគីឌីលូហ្វីធ្លាក់ពីលើមេបន្តបន្ទាប់មករឿងទាំងអស់ហ្នឹងមិនអាចឲ្យពួកគេពន្យាពេលដើម្បីសម្លាប់អ៊ីសនោះទេនៅពេលហ្នឹងឃើញថាពេជ្ជឃាតកំពុងតែឈរនៅពីមុខអ៊ីសរបស់យើងផ្ទាល់អ្នកមើល live បន្តផ្ទាល់ហ្នឹងឆ្ងល់ថាទៅដល់ពេលហើយឬនៅចំណែកឯក្រុមចោះសមុទ្រដទៃទៀតក៏បាននិយាយដែរថាតើវាមុនពេលកំណត់មានដែរឬទេពួកគាត់គឺឆ្ងល់អ្នក live បន្តផ្ទាល់នៅតែមើលដដែលហ្នឹងពួកគេក៏បាននិយាយថាតើតាហ៊ានមេរីនហ្នឹងបានត្រៀមចិត្តរួចរាល់ក្នុងការប្រហារជីវិតអ៊ីសហើយឬនៅសានគូគូឯនេះវិញគាត់ក៏បានកលេចមើលទៅខាងក្រោមធ្នើរបស់ពួកគាត់ដែលកំពុងតែឈរគាត់បានសម្លឹងមើលទៅកាន់គ្នារបស់គាត់ថាពួកគេកំពុងតែប្រជិតគ្នាជាមួយនឹងក្រុមចោះសមុទ្រកំពុងតែប្រញាប់ប្រញាល់ចំណែកលូហ្វីបាននិយាយថាតើវាពិតមែនឬអត់ដែលដល់ពេលត្រូវប្រហារជីវិតអ៊ីសហើយដល់ពេលហ្នឹងក្រុមចោះសមុទ្រដទៃទៀតបាននិយាយថាកំពុងតែមានអ្វីហ្នឹងមកពីក្រោយខ្នងនៃចោះសមុទ្រទាំងអស់ហ្នឹងហើយសំពៅជាច្រើនទៀតកំពុងតែលេចចេញមកតើវាកំពុងតែចេញមកពីណាហើយអ្នកទាំងអស់គ្នាឆ្ងល់ថាតើកំពុងតែមាននរណាមកនេះដែរឬទេហើយដំណងពេលហ្នឹងឃើញតែស្រមោលមិនដឹងថាជាអ្វីនោះទេបន្តិចមកទៀតក៏បានដឹងថាទាំងអស់ហ្នឹងគឺជាគូម៉ានឹងឯងដែលពួកគេកំពុងតែមកដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពក្រុមចោះសមុទ្រដែលធ្វើឲ្យវាយបៀតហ្នឹងក៏មានការភ្ញាក់ផ្អើលបន្តិចបន្តួចលូហ្វីក៏បាននិយាយថាទាំងអស់ហ្នឹងវាមកអំពីទឹកដីនៃកោះសាបាដាទីតើចំណែកអ៊ីវ៉ាន់កៅរបស់យើងហ្នឹងក៏លេងមើលទៅកាន់គូម៉ាឈប់ពីមុខផងឈប់ពីក្រោយផងថាគូម៉ាអីច្រើនម្ល៉េះហើយបើកមាត់ធំតែម្ដងចំណែកសាន់គូក៏បាននិយាយថាអស់កូនខ្លាំងណាស់ដែលក្មួយរបស់គាត់ហ្នឹងអាចមកដល់តនពេលវេលាមិនមែនក្មួយរបស់សាន់គូទេក្មួយរបស់គីសារូហើយគេក៏បានមកដល់សាច់រឿងរបស់យើងក៏បានចប់ជាមួយនឹងអាកប៉មួយនឹងឯងសង្ឃឹមតែគ្នាយើងនឹងរងចាំទស្សនាវីដេអូភាគបន្តនៅថ្ងៃស្អែកណា